រឿងនេះចាប់ដើមឡើងពីបណ្ដាសាដ៏ខ្មាំងងឹតបំផុតអាសេឌីននិងប្អូនស្រីអារីយ៉ែលកើតចេញពីផ្ទៃបុរសម្នាក់ជឿខ្ញុំចោះរឿងនេះចម្លែកខ្លាំងណាស់ឯកំឡោះអាសេឌីនរបស់យើងកើតមកគ្មានគ្រាប់ភ្នែកនោះទេគឺមានតែសាច់ទទេស្អាតនៅលើមុខរបស់គេគួរឲ្យខ្លាចមែនទែនឃើញបែបនេះមេកូសម្ព័ន្ធហេរ៉ូតចង់តែសម្លាប់គេចោលភ្លាមតែម្ដងពួកគាត់គិតថាធ្វើបែបនេះដើម្បីកុំឲ្យគេរស់នៅរងទុក្ខតទៅមុខទៀតប៉ុន្តែចាំមើលសិនអាឌីសបានទម្លាយការពិតដ៏គួរឲ្យភ្ញាក់ផ្លើយមួយទោះគ្មានភ្នែកមែនតែអាសេឌីនអាចមើលឃើញអ្វីគ្រប់យ៉ាងលយទេងាកមកមើលប្អូនស្រីអារីអែលវិញម្ដងនេះមានភ្នែកដ៏កម្រាលមួយយ៉ាងថ្វីដៃប្រយុទ្ធវិញកម្រិតកំពូលតែម្ដងគេចាត់ទុកនាងជាអច្ឆរិយបុគ្គលប្រចាំតកូលតែអាសេឌីនវិញត្រូវក្មេងៗដទៃធ្វើបាបរាល់ថ្ងៃកំសោយដល់ថ្នាក់គ្រាន់តែរត់តិចតួចក៏ខ្ួតជាងអោទៅហើយជីវិតកំសត់ណាស់ទីបំផុតអារីអែលក៏អស់ការអត់ធ្មត់នាងទាញកំបិតមកឆោតរុនភ្នែកទទេរបស់បងប្រុសហើយប្រាប់ថាស្នាមសម្លាក់មើលទៅលោជាងសាច់ទទេព្រះអើយចិត្តខ្មៅម្លេះតែវាសនាមិនទាន់ស្លាប់ក្រោយមកមាន Alpha C សាច់មនុស្សម្នាក់យកគេធ្វើជាសិស្សជួយវឹកហាត់គេឲ្យខ្លាំងដើម្បីរងចាំថ្ងៃសងសឹកចាប់ពីពេលនោះមកច្បាប់ថ្មីត្រូវបានបង្កើតឲ្យតែមានអ្នកគូររូបត្រីកោណហើយដាក់និមិត្តសញ្ញាត្រកូលនៅចំកណ្ដាលវ៉ាប់អាសេឌីននឹងលេចមុខមកភ្លាមចំណែក Ariel ក៏ខ្លាចជាជនក្បត់ត្រកូលរាប់ឆ្នាំកន្លងផុតទៅរឿងរ៉ាវទាំងអស់នេះក៏ខ្លាចត្រឹមជារឿងព្រីងដែលគេនិទានតគ្នាកាត់មកបច្ចុប្បន្ននៅទីក្រុងដ៏ឆ្ងាយមួយមានមេកន្ត្រៃចិត្តខ្មៅម្នាក់បានចងកបុរសជាច្រើននឹងដើមឈើហើយបង្ខំឲ្យប្រពន្ធរបស់ពួកគេយកដៃទ្រជើងប្តីច្បាប់លបែងគឺបើប្រពន្ធអស់កម្លាំងទម្លាក់ដៃក្លាណាខ្សែរឹតកប្តីក្លានោះស្លាប់ភ្លាមតែម្ដងវាគឺជាលបែងដ៏ខុសខើបំផុតការជឿចាប់បុកនឹងភាពអស់សង្ឃឹមក្នុងចំណោមជនរងគ្រោះទាំងអស់សល់តែប្តីប្រពន្ធមកគូគត់ដែលនៅមានដង្ហើមអមេរិកន្ទ្រានេះមានខ្សែស្រឡាយជាសាច់ឈាមស្ដេចទេវៈវាឈោមើលគីចុងកប្តីហើយបញ្ជាឲ្យប្រពន្ធខំទ្រជើងលបែងមនុស្សរោគចិត្តវាប្រាប់តែមុខស្ងួតថាបើនាងទម្លាក់ដៃឈាមប្តីនាងនឹងឈប់រត់នាងអង្វរទាំងទឹកភ្នែកសុំជីវិតប្តីតែអាមេកន្ទ្រានេះគ្មានក្តីមេត្តាស៊ុំបីបន្តិចញាក់មើលកំពូលដៅរបស់វាវិញឈរមើលហេតុការទាំងអួនណែនក្នុងទ្រូងតែមិនហ៊ានជួយស៊ុំបីបន្តិចមូលហេតុអីព្រោះសាច់ឈាមទេវៈរបស់ចវាយវាគ្មានអ្នកណាហ៊ានប៉ះសម្ដីវាច្បាប់ប៉ុន្តែខ្សែភ្នែកអ្នកចម្បាំងរូបនេះកំពុងតែប្រយុទ្ធគ្នាយ៉ាងខ្លាំងក្នុងចិត្តគេដឹងច្បាស់ថានេះជារឿងអយុត្តិធម៌ស្រាប់តែពេលនោះអាមេក៏ត្រាញទាញរំពាត់វាប្រពន្ធគេផាច់នៅមុខកំពូលដៅនោះស្នាមជាំកើនឡើងពេញខ្លួនឈាមហូរសាយខ្លួនតែនាងនៅតែមិនព្រមលេងដៃពីប្តីនាងមិនព្រមដួលហើយក៏ដាច់ខាតមិនបោះបង់មនុស្សដែលខ្លួនស្រឡាញ់ចោលឡើយអាមេកន្ទ្រានឃើញបែបនេះក៏ធុញទ្រាន់វាទុកនាងចោលឲ្យសន្លប់ខ្លួនឯងពេលព្រះអាទិត្យលិចគ្រប់យ៉ាងស្ទើរតែដល់ទីបញ្ចប់ទៅហើយស្ត្រីដទៃទៀតឌូក្រានដោយសារការស្រេកឃ្លាននិងអស់កម្លាំងធ្វើឲ្យប្តីពួកគេត្រូវខ្សែរត់កស្លាប់ទាំងអស់ប៉ុន្តែនាងម្នាក់នេះនៅតែរឹងបន្តឹងទប់ជាប់ដៃនាងញ័រចម្ប្រប់ភ្នែកបើកស្លឹងសឹងលេងព្រិចទៅហើយតែនាងមិនចោះចាញ់ទេប្តីរបស់នាងអង្វរប្រាប់ឲ្យនាងរត់គេចទៅតែនាងអង្រួនក្បាលក្នុងដង្ហើមចុងក្រោយនៃក្តីសង្ឃឹមនាងលូកយកកាក់មាសមួយដែលលាក់ទុកក្នុងអាវនាងប្រឹងគូសរូបត្រីកោណលើដីរួចដាក់កាក់មើលកណ្ដាលនេះជានិមិត្តសញ្ញាបុរាណដើម្បីចុះកិច្ចសន្យាជាមួយ Harold កម្ពុជាឃាតករដែលល្បីថាអាចសម្លាប់សូម្បីតែពួកអភិជនមានឈាមទេវៈគេគ្រប់គ្នាសុទ្ធតែគិតថាវាត្រឹមជារឿងព្រេងប៉ុន្តែនាងគ្មានជំរឿសអ្វីផ្សេងទៀតទេពីយប់ស្ងាត់ជ្រងំកម្ពូលដាវរបស់អាមេកន្ទ្រីក៏លួចត្រឡប់មកវិញគេលួចយកទឹកមកឲ្យនាងផឹកហើយប្រាប់ថាឈប់ប្រឹងទៀតទៅប្រញាប់រត់យករួចខ្លួនសិនទៅខណៈដែលនៅមានឱកាសប៉ុន្តែគ្រាន់តែទឹកធ្លាក់ដល់ក្រពះភ្លាមនាងក្រោកឈរហើយត្រឡប់ទៅទ្រជើងប្តីវិញភ្លាមទ្រាំដោយកម្លាំងពេញទំហឹងដោយមិនទាន់ហត់សោះរួចនាងសួរទៅគេថាតើអ្នកឯងឈ្មោះអ្វីពេលហេរ៉ូមកដល់ខ្ញុំនឹងប្រាប់គេឲ្យទុកជីវិតឲ្យអ្នកឯងម្នាក់កម្ពូលដាវក្តាប់ដៃណែនគេដើរចេញទាំងបេះដូងធ្ងន់អប់ហើយតបវិញថាគេមិនជឿរឿងប្រេងឈួតលីលានឹងទេបើអាមេកន្ទ្រីដឹងថាគេលួចជួយនាងជីវិតគេច្បាស់ជាចប់មិនខានហើយកិច្ចសន្យាអញ្ជើញឃាតករនេះត្រូវចំណាយពេលដល់ទៅ3ថ្ងៃពេលវេលាចេះតែខ្លងផុតទៅរហូតដល់យប់ទី3ទីបំផុតនាងក៏ទប់លេងជាប់ដៃនាងទម្លាក់ចុះរាងកាយក៏ដួលក្រាំងអស់ដង្ហើមស្លាប់ទាំងកំពុងឈរព្រលឹងចេញពីខ្លួនបាត់ទៅហើយតែនាងមិនព្រមដួលទេតោះតែមានខ្យល់បក់មកខ្លាំងទើបរាងកាយនាងដួលភូកទៅលើដីកពូដាវត្រឡប់មកឃើញនាងដេកស្ទោស្ទឹងប៉ុន្តែផ្ទៃមុខរបស់នាងគ្មានបន្សល់ស្នាមឈឺចាប់ស៊ុំបីបន្តិចស្រាប់តែពេលនោះពេលដែលគ្រប់យ៉ាងហាក់ដូចជាចាប់សឹកគ្រប់បុរសម្នាក់ក៏លេចមុខមករឿងព្រេងគឺជារឿងពិតសេបេះមានអារម្មណ៍ថាវត្តមានគេដូចជាខ្មោចអញ្ចឹងសំឡេងត្រជាក់ស្រេបបន្លឺឡើងកុំកម្រើកបើមិនចង់ដាច់កហើយហាមងាកក្រោយឲ្យសោះសេបេះសួរទាំងតាក់ស្លុតថាតើឯងជាហេរ៉ុនមែនទេបរោះអាកំបាំងនោះឆ្លើយថាមែនរួចសួរត្រឡប់វិញថាឯងជាទាហានឬមកទីនេះដើម្បីជួយនាងអ្នកចម្បាំងនោះតបវិញថាខ្លួនឈ្មោះសេបេកជាមេតបមកពីវិហាររបស់ស្ដេចហេរ៉ូនិយាយទាំងហៃថាគេសួរគ្រាន់តែដើម្បីការពារខ្លួនប៉ុណ្ណោះរួចក៏សួរបន្តថាតើឯងជាអ្នកហៅយើងមកមែនទេ
បើមេតបសាសនាចក្រចង់ចុះកិច្ចសន្យាជាមួយឃាតករមែនអានឹងរឹតតែជារឿងគួរឲ្យចាប់អារម្មណ៍ខ្លាំងហីគេនិយាយចង់អក់លើបែបនេះសេបែកខឹងច្រឡោភ្លាមគេគិតថាហេរ៉ូកំពុងតែមើងងាយខ្លួនប៉ុន្តែហេរ៉ូបានដឹងរួចទៅហើយថាក្មេងស្រីដែលស្លាប់នោះទេជាអ្នកហៅគេមកតែដោយសារនាងស្លាប់បាត់ទៅហើយគេចំណេញបានកាក់មាសមួយដែលមិនបាច់បញ្ចេញកម្លាំងគេក៏សួរសេបែកត្រង់ថានៅទីនេះមានរឿងអីកើតឡើងឲ្យប្រកបសេបែកក៏វិញថាបើឯងព្រមស៊ូដាវជួស្រោមហើយថយក្រោយពីជំហានយើងអាចនឹងបំពេញកិត្តិយសខ្លួនឯងហើយប្រាប់រឿងរ៉ាវទាំងអស់មិនចាំយូរហេរ៉ូពាក់ម៉ាស់នោះក៏សក់ដាវចូលស្រោមវិញភ្លាមរួចថយក្រោយមួយចម្ងាយយ៉ាងឆ្ងាយតែម្ដងលឿនមែនទែនទង្វើនេះធ្វើឲ្យមេតបរបស់យើងព្រឺសបល់ខ្ញាក់វត្តមានរបស់ឃាតករនេះចម្លែកពេកហើយស្រាលដូចសម្លេងសឹមទៅដូចវិញ្ញាណទៅហើយព្រោះហេរ៉ូមានទំនុកចិត្តពេញខ្លួនថាគ្មានអ្នកណាអាចវាយប្រហារគេបានដោយងាយនោះទេហើយគេក៏មិនខ្វល់រឿងលបវាយស្អីដែរគេអានដាច់បើសេបេកជាមេតបសាសនាចាក់មែនភាពក្លាហានគឺជារឿងដែលគេត្រូវតែមានស្រាប់តែពេលនោះសេបេកសួរមួយម៉ាត់យ៉ាងចាក់ដោតតើឯងជាគ្រូមន្តអាគមមែនទេបរោះពាក់ម៉ាស់ភ្នែកឆ្លើយតបយ៉ាងប្រងើយថាអ្នកនៅក្នុងត្រកូលគេប្រើវេទមន្តទាំងអស់លើកលែងតែគេម្នាក់គត់សេបេកលឺហើយក៏ចង់ចិញ្ចើមហាក់មិនជឿសោះចុះអាសមត្ថភាពក៏ក្រើកដីមិញហ្នឹងមិនមែនវេទមន្តទេឬយ៉ាងម៉េចពេលនោះអ្នកនាំសារប្រយោគមួយបើកម្លាំងកាយកើនដល់កម្រិតកំពូលហើយមើលទៅវាស្ទើរតែមិនខុសពីវេទមន្តនោះទេស្ដាប់ទៅរឹតតែងឿងឆ្ងល់សេបេកទប់ចិត្តមិនបានក៏សួរចំពីរហស្សនាមនិងឋានៈក្នុងត្រកូលប៉ុន្តែបរិយាកាសស្រាប់តែស្ងាត់ច្រងំគេស្ទះស្ទើរមិនព្រមហើបមាត់សោះដើម្បីបង្ហាញភាពស្មោះត្រង់អសរឹបវ័យក្មេងមកវិហារព្រះរាជាម្នាក់នេះសម្រាប់ចិត្តប្រកាសឈ្មោះខ្លួនឯងម្ដងទៀតសេបេកពេលនោះហើយទៅភាគីម្ខាងទៀតព្រមទម្លាយអត្តសញ្ញាណគេគឺជាអាស៊ូឌីនស្ថិតក្នុងចំណោមវិញ្ញាណទេ108ជាអ្នកនាំសារផ្ទាល់របស់អធិរាជស្ដាប់មើលទៅលយមែនតែការពិតក្រុមវិញ្ញាណទេ108គឺជាឋានៈទាបបំផុតនៅក្នុងតកូលទៅហើយប៉ុន្តែចាំសិនមើលកម្លាំងដែលគេទើបតែបញ្ចេញអំបញ្ញមិញទៅទាបកម្រិតនឹងវាសមហេតុផលដែរឬអត់អាស៊ូឌីនចូលសាច់ឌីនតែម្ដងគេទាការសន្យាដោយចង់ដឹងការពិតថាតើវាមានរឿងខ្មោចយៈអីកើតឡើងឲ្យប្រកាសនៅទីនេះគ្រាន់តែអសរិទ្ធរូបនេះចាប់ផ្ដើមរៀបរាប់ពីសោកនាដកម្មភ្លាមកិច្ចសន្យាត្រូវបានចងក្រងឡើងហើយបរិយាកាសជុំវិញខ្លួនក៏ប្រែជាត្រជាក់ស្រេងគួរឲ្យព្រឺសម្បុរស្រាប់តែមានសត្វទីទុយមួយក្បាលហើរមកទុំលើស្មាអាស៊ូឌីនរួចនិយាយឡើងហាក់មិនខ្វល់ពីអ្នកណាវាថាការងារសម្រាប់ហើយតែអកសលញាក់ជួងងាប់បាត់ទៅហើយអញ្ចឹងវាក៏ស៊ីលួយមួយកាក់មាសទៅតែម្ដងទៅសម្ដីមួយម៉ាត់នេះធ្វើឲ្យអសរិទ្ធសាសនាចក្ររបស់យើងគៀងនិយាយលែងចេញចំណែកឯអាស៊ូឌីនវិញគេរៀបចំខ្លួនដើរចេញដើម្បីបន្តបេសកកម្មថ្មីបាត់ទៅហើយតែឈប់សិនសេបិចស្រែកហៅគេឲ្យឈប់គេទប់កំហឹងលែងជាប់រួចប្រកែកតវ៉ាថាទោះអ្នកជួលស្លាប់បាត់ទៅហើយក្តីក៏ឯងមិនអាចស៊ីលួយគេទេរួចដើរចេញយ៉ាងរំភើយបែបនេះដែរតែអ្នកនាំសាររូបនេះឆ្លើយតបវិញយ៉ាងមុតស្រួចប្រសិនបើគេបន្តបេសកកម្មនេះចង្វាយរបស់គេច្បាស់ជាជួបទុកធំមិនខានឡើយលើបែបនេះសេបេកកាន់តែឆេះដុំគេប្រមានដាច់អហង្ការថានឹងមិនបណ្ដោយឲ្យជនអកតេឈាមត្រជាក់បែបនេះដោយចេញរួចខ្លួនជាដាច់ខាតផ្លេកដាវដកចេញពីស្រោមត្រៀមឆ្មក់យកជីវិតភ្លាមប៉ុន្តែអាស៊ូឌីនមិនរវល់នៅមុខដាវនោះសោះថែមទាំងសួរវាយបកវិញយ៉ាងចាក់ដោតហែងហ៊ានប្រើដាវដែលអោនក្បាលចោះចាញ់ភាពអយុត្តិធម៌មកគំរាមអ្នកដតីផងឬពីសម្ដីមួយឃ្លីនេះប្រៀបដូចជាកំបិតចាក់ចំគល់បេះដូងសេបិកញ័រខ្លួនចំប្រប់អារម្មណ៍ខុសឆ្គងនិងភាពអស់សង្ឃឹមបានវាយរុកពេញរាងកាយធ្វើឲ្យគេត្រជាក់ចុងដៃចុងជើងអាស៊ូឌីនហាក់អានចិត្តគេដាច់គេសួរបន្តទៀតថាតើកំពុងខឹងអ្នកណាឲ្យប្រកាសខឹងខ្ញុំឬមួយក៏កំពុងតែខឹងខ្លួនឯងដែលអោបដៃឈោមើលភាពអយុត្តិធម៌ទាំងនេះដោយធ្វើអ្វីមិនបានក្តៅស្លឹកត្រចៀកណាស់អសរិទ្ធសាសនាចក្ររបស់យើងស្រែកសួរទាំងកំហឹងនិងការឈឺចាប់ថាតើឯងយល់អារម្មណ៍នេះប៉ុណ្ណាទៅជំនួសឲ្យការតបតអាស៊ូឌីនបែរជាសួរខុសរឿងទៅវិញគេសួរថាតើឯងធ្លាប់ស្គាល់ពីកម្រងផ្កាយលើមេឃឈ្មោះរបស់វានិងរឿងព្រេងកថាពីក្រោយពួកវាដែរឬទេសេបែកឡើងវែងសួររឿងផ្កាយធ្វើអីពេលនេះចង់បានចម្លើយស្អីឲ្យប្រកាសពីគេពេលនោះតើអាស៊ូឌីនបញ្យល់យ៉ាងជ្រាលជ្រៅមនុស្សយើងទូសម្លឹងមើលវត្ថុតែមួយដូចគ្នាតែអារម្មណ៍ដែលទទួលបានគឺខុសគ្នាស្រឡះសម្រាប់អ្នកខ្លះកម្រងផ្កាយប្រៀបដូចជាវីរបុរសក្នុងរឿងព្រេងតែសម្រាប់អ្នកខ្លះទៀតវាគ្មានជាអ្វីក្រៅពីពន្លឺព្រិចដ៏សែនត្រជាក់និងឯកោនៅក្នុងភាពងងឹតសូន្យឈឹងនោះឡើយដូចគ្នានឹងរឿងអយុត្តិធម៌នៅចំពោះមុខនេះដែរការឈឺចាប់ដែលឯងកំពុងមានគឺខុសគ្នាដាច់ស្រឡះពីទាហានដទៃទៀតដែលពួកវាសង្បីតែបន្តិចក៏មើលមិនឃើញពីភាពអយុត្តិធម៌នេះផងទោះជាយ៉ាងណាសេពេកនៅតែមិនទោសខ្លួនឯងគេសាភាពទាំងសោកសៅថាគេក៏មិនខុសពីកាកសំណល់ដែរព្រោះគេគ្មានអំណាចអ្វីបន្តិចសង្បីតែមិនឈប់រឿងដ៏សែនខុសខើនេះក្នុងនាមជាអសរិទ្ធសាសនាចក្រកាតព្វកិច្ចតែមួយគត់របស់គេគឺត្រូវគោរពបញ្ជានិងការពារខ្សែស្រឡាយរាជវង្សទោះក្នុងតម្លៃណាក៏ដោយនេះហើយជាច្រវាក់ដែលចងជើងគេឃើញបែបនេះអ្នកនាំសាររបស់យើងក៏ទម្លាក់អេរិយាបថតានតឹងគេបញ្ជាក់ច្បាស់ថាគេអត់ចង់មានរឿងជាមួយឯងទេដរាបណាឯងនៅមានចិត្តអាណិតក្មេងស្រីម្នាក់នេះដាវរបស់ឯងមិនមែនជាសត្រូវរបស់គេឡើយនិយាយចោះភ្លាមដាវរបស់អាស៊ូឌីនវត្តចេញយ៉ាងលឿនដូចភ្លាមបន្ទោផាក់ខ្សែចំណងដែលចងសាក់សពភ្ជុលលើដើមឈើត្រូវកាត់ផ្ដាច់យ៉ាងស្អាតរួចគេក៏សួររកប៉ែលមួយមើលទៅគេចង់ផ្ដាល់កិត្តិយសចុងក្រោយដល់សាក់សពដ៏គួរឲ្យសង្វេគទាំងពីរនេះហើយ
គ្រាន់តែឮថាគេចង់រៀបចំវិធីបញ្ចុះសពឲ្យត្រឹមត្រូវ Zebek កាំងនិយាយលេងចេញម្ដងទៀតមិនមែនមកពីគេមិនចង់ធ្វើទេតែរឿងនេះវាស្មុគស្មាញណាស់ ព្រោះអាទូពៀខាសលបានចេញបញ្ជាដាច់ខាតឲ្យព្យួរសាកសពទាំងនេះចោលដើម្បីបំផ្លាញទៅជាកងទ័ពខ្មោចឌីបនាពេលក្រោយនេះគឺជាវិធីដ៏សាហាវយង់ខ្នងដើម្បីបង្ហាញអំណាចរបស់វាអញ្ចឹងការកប់សពនេះគឺស្មើនឹងការប្រឆាំងបញ្ជាចៅហ្វាយនេះដោយផ្ទាល់តែម្ដងប៉ុន្តែអ្នកនាំសាររបស់យើងមានខ្វល់ឯណាគ្មានប៉ែលមែនទេគេប្រើដៃទៅទេកាយដីតែម្ដងឃើញទស្សនវិជ្ជានេះអាសរិទ្ធរបស់យើងឡើងអត់ធ្មត់ទៀតហើយគេដកដាវចេញពីស្រោមរួចចាក់ទៅលើដីយកមកធ្វើជាប្រដាប់កាយដីជំនួសប៉ែលទង្វើនេះធ្វើឲ្យបរិះពាក់ម៉ាស់ភ្នែកលួចកោតសរសើរក្នុងចិត្តជំនួសឲ្យការលើកដាវកាប់គ្នាបរិះទាំងពីរបែរជាសហការគ្នាកាយរណ្ដៅសពពេលវេលាចេះតែកន្លងផុតទៅរណ្ដៅដ៏កក់ក្ដៅសម្រាប់ប្តីប្រពន្ធអភ័ព្វក៏ត្រូវបានរៀបចំរួចរាល់ស្រាប់តែពេលនោះអាស៊ូឌីនចាប់ផ្ដើមសូត្រធម៌បួងសួងដល់ទេវតាជាន់ខ្ពស់សូមឲ្យប្រទាននូវប្រាជ្ញាភាពក្លាហាននិងក្តីមេត្តាជួយអភ័យទោសដល់វិញ្ញាណក្ខន្ធដែលទៅតែចែកឋានទៅរឿងនេះចម្លែកខ្លាំងណាស់មនុស្សពីត្រកូលអ្នកនាំសារបែរជាមកសូត្រធម៌របស់លទ្ធិអ្នកសង្គ្រោះទៅវិញអាស៊ូឌីនបញ្យល់យ៉ាងខ្លីថាគេគ្រាន់តែពេញចិត្តនឹងទស្សនវិជ្ជារបស់លទ្ធិនេះប៉ុណ្ណោះ Zebek ស្ដាប់ហើយហួសចិត្តវាជារឿងឈួតលាប់បំផុតដែលបោះបង់ជោគវាសនាត្រកូលកំណើតខ្លួនឯងរួចងាកទៅគោរពជំងឺខុសឆ្គងបែបនេះកាយអ្នកនាំសារតបវិញយ៉ាងមុតមមប្រសិនបើគេមិនអាចក្រោកឈរការពីអ្វីដែលគេជឿថាត្រឹមត្រូវទាំងនោះការកាត់មកជាមនុស្សគឺគ្មានន័យអ្វីទាំងអស់ Zebek កំពុងតែចង់ស៊ូលំអិតបន្តទៀតប៉ុន្តែអាស៊ូឌីនមិនបានតបទេអារម្មណ៍របស់គេប្រែជាតានតឹងរួចក៏ទីមធ្នូនឹងព្រួយពីចង្កេះមកកាន់យ៉ាងណែនបរិយាកាសប្រែជាធ្ងន់ធ្ងរគេប្រកាសប្រាប់ថាមានមនុស្សមានអំណាចម្នាក់កំពុងតែឆ្ពោះមុខត្រង់មកកាន់ទីនេះហើយគ្រាន់តែលឺភ្លាមអាសារិទ្ធរបស់យើងភ្ញាក់ព្រឺតគេងាកខ្វាច់ទៅមើលកងទ័ពមួយហ្វូងធំកំពុងតែសម្រុកចូលមកយ៉ាងកក្រឹកកក្រែងទូពៀកូនអ្នកមានអំណាចជីសេបង្ហាញខ្លួនយ៉ាងសង្ហាវាសួរឌឺដងថាយ៉ាងម៉េចហើយលោកអាសារិទ្ធចាប់អារម្មណ៍ក្មេងស្រីស្រស់ស្រាយនឹងមែងវាថែមទាំងបញ្ជាក់បញ្ជាក់ទៀតថាបើចង់បានប្រាប់ខ្ញុំមួយម៉ាត់មកវាថៃសម្រស់នាងទូជាកូនអ្នកស្រីពិតមែនតែក៏គួរឲ្យក្រវីញើសដែរតើការពិតវាបានដឹងរឿងដែលអាសារិទ្ធរូបនេះលួចជួយមើលថៃក្មេងស្រីនោះរួចទៅហើយអ្វីដែលកាន់តែអាក្រក់វាបាននាំទៅហ៊ានប្រដាប់អាវុធដល់ទៅ20នាក់មកជាមួយកម្លាំងប៉ុណ្ណេះសំបីតែអាសារិទ្ធយើងក៏ទប់មិនជាប់ដែរអាទូពៀរូបនោះសម្លឹងទៅអាកប្បកិរិយារបស់អាស៊ូឌីនរួចស្រែកសួរទាំងងឿងឆ្ងល់បរិះពាក់ម៉ាស់ភ្នែកនោះជាអ្នកណាហ៊ានយកធ្នូមកតម្រង់ក្បាលអញផងមិនទាន់តែបានចម្លើយផងបរិះក្រៅសាសនាអាស៊ូឌីនទាញខ្សែធ្នូបាញ់ចេញផ្លែតឆាច់ក្របព្រួយបោទម្លុះចំភ្នែកទាហានម្នាក់យ៉ាងចំគោដៅធ្វើឲ្យដួលដាច់ខ្យល់មួយរំពេចវ៉ាវគ្រប់គ្នាឈោគាំងមើលមុខគ្នាឡើងលេងឡង់ស្នាដៃបាញ់ធ្នូកម្រិតព្រះអីក៏សក្រាត់ម្លេះអាចបាញ់ចំទាហានម្នាក់ដែលឈួរនៅឆ្ងាយកណ្ដាលហ្វូងមនុស្សយ៉ាងពិតប្រាកដហ្គេមចាប់ដើមហើយភ្លាមនោះបរិះក្រៅសាសនារូបនេះមិនចាំយូរទេគេទាញព្រួយមួយគ្រាប់ទៀតរួចបាញ់សម្ដៅទៅរកក្រុមកងទ័ពដែលមិនស្ទាក់ស្ទើរលឿនព្រួយនេះលឿនដោយផ្លេចបន្ទោពួកទាហានឃើញបែបនេះក៏ប្រញាប់លើកខែឡើងទប់ទល់ភ្លាមដើម្បីការពារជីវិតប៉ុន្តែទោះជាមានខែក៏ដោយក៏ទាហានម្នាក់ត្រូវរងគំនាបយ៉ាងធ្ងន់ធ្ងររហូតធ្វើឲ្យខែរបស់គេបែកខ្ទេចខ្ទីគ្មានសល់គេស្រែកដង្ហួយដឹកដេកជឿចាប់បែកពពុះមាត់ដួលដេកទៅលើដីចាញ់យ៉ាងទាន់ហួននិយាយមែនទស្សនវិជ្ជានេះធ្វើឲ្យគ្រប់គ្នាគៀងនិយាយលេងចេញគ្មានគេណាអាចទប់ព្រួយនោះបានឡើយតែបាច់ឈរភាំងព្រោះព្រួយនោះទម្លុះខែចូលទៅរលូនដូចសត្វពស់វាអញ្ចឹងត្រឡប់ដល់សំណួរមុនតិចអាសាដែនបានប្រកាសយ៉ាងច្បាស់ថាគុណតម្លៃរបស់មនុស្សគឺស្ថិតនៅលើជំនឿនិងទង្វើមិនមែនកើតមកគ្រាន់តែមានត្រកូលខ្ពស់នោះទេអ្នកតែកើតមកមានឈាមចូលជាស្ដេចទេពតែបែរជាចង់សម្លាប់រង្គាលប្រជាជនខ្លួនឯងនោះមិនអាចហៅថាជាអភិជនបានឡើយនេះជាការពិតបន្ទាប់មកគេក៏តម្រង់ព្រួយទៅរកនីកំឡោះនោះចំតែម្ដងធ្វើឲ្យគេភ័យស្លន់ស្លោជេរប្រតិចបរោះគ្មានពលឹងនេះហើយស្រែកហៅស៊ីបិចឲ្យជួយបញ្ជាគឺត្រូវកំចាត់បរោះក្រៅសាសនានេះចោលស្រាប់តែពេលនោះបរោះពាក់ម៉ាស់បានលូតយ៉ាងខ្ពស់ហោះរំលងក្បាលមនុស្សគ្រប់គ្នាគេតម្រង់ព្រួយទៅរកពួកទាហានម្ដងទៀតគ្រាន់តែឃើញកាយវិការនេះពួកទាហានក៏ចាប់ផ្ដើមញ័រជើងដោយក្តីភ័យខ្លាចទៅហើយត្រឹមមួយប្រភ្លេចភ្នែកព្រួយត្រូវបានចេញផ្ដួលទាហានម្នាក់ទៀតឲ្យដួលដោយការបាញ់យ៉ាងត្រឹមត្រូវបំផុតមិនទាន់អស់ទេគេទីងព្រួយពីរគ្រាប់ទៀតបាញ់ចេញទៅព្រមគ្នាកំចាត់ពួកអសុរជាច្រើនអ្នកបន្ថែមទៀតយ៉ាងងាយស្រួលពេលគេកំពុងធ្លាក់ចុះមកវិញពួកទាហានក៏ឆ្លៀតឱកាសយកលំពែងចាក់តម្រង់ទៅរកគេពីក្រោមមេទាហានម្នាក់ចាក់លំពែងទៅមុខតែបរិះនេះបែរជាជន់ពីលើជុងលំពែងនោះជាប់រួចលូតវិលខ្លួននៅលើអាកាសមួយជុំទៀតលយកប់កំពុងតែវិលខ្លួននឹងគេក៏បាញ់ព្រួយ3គ្រាប់ទៀតទម្លុះចំមុខទាហានតែម្ដងកំចាត់ពួកគេចោលដោយបកជែកអញ្ចឹងមានព្រួយមួយគ្រាប់បានឆាបចំក្បែរនេះកំឡោះធ្វើឲ្យគេកាំងថ្មឹងគោលដៅពិតប្រាកដមិនមែនសម្លាប់គេទេគឺចង់បំផ្លាញគេឲ្យអស់លទ្ធភាពតវ៉ាជារៀងរហូតគេនៅតែបន្តចាត់ការកងទ័ពរបស់នេះកំឡោះម្នាក់នោះដូចជាកូនក្មេងឃើញបែបនេះនេះអភិជនក៏ស្រែកសួរថាតើឯងជានរណាឲ្យពិតប្រាកដបរិះនេះតបវិញយ៉ាងត្រជាក់ថាខ្ញុំឈ្មោះអាហ្សាឌីនស្រាប់តែគេលេចមុខមកពីក្រោយនេះអភិជននោះរួចប្រកាសថាខ្លួនគឺជាអ្នកនាំសារពេលនោះពួកទាហានទាំងអស់បោកភ្នែកធំស្រឡាំងកាំងពេលដឹងថាគេនេះហើយជាបរិះគ្មានព្រលឹងដល់ល្បីល្បាញនោះពេលគេរៀបបាញ់ម្ដងទៀតពួកអសរទើបដឹងថាគេអស់ព្រួយបាត់ទៅហើយតែនរណាទៅនឹកស្មានដល់គេសម្រេចចិត្តដល់កណ្ដាលមុខនេះអភិជននោះមួយដៃយ៉ាងពេញទំហឹងមួយដៃនេះវាយកកាយគេឲ្យហោះធ្លាក់ពីលើសេះបោកទៀតទៅលើដីយ៉ាងដំណំបន្ទាប់មកគេក៏ទុកធ្នូវិញព្រោះអស់គ្រាប់នឹងបាញ់ហើយនៅលើដីនេះកំឡោះនោះធ្ងររហែមិនហាមយកដៃខ្ទប់ភ្នែកដោយក្តីឈឺចាប់ស្រាប់តែមានអាសរិតម្នាក់លោតមកពីក្រោយស្រែកគំរាមហើយលើកដាវបំរុងកាប់អ្នកនាំសារពីក្រោយខ្នង
អាសាឌីនគេផុតជាងាយស្រួលរួចសងវាមួយដៃចោលកដាមុខអសរម្នាក់នោះយ៉ាងធ្ងន់ធ្ងរបំផុត អាសាឌីនប្រកាសក្តាញ់ក្តាញ់ថាខ្ញុំបាញ់បន្ថយចំនួនពួកអញច្រើនហើយបើខ្លាំងចូលមកម្ដងទៀតមកពេលនេះខ្ញុំមានដាវនៅក្នុងដៃហ៎ បន្ទាប់មកដូចជានឹកឃើញរឿងអ្វីមួយគេក៏ដោតដាវនោះទៅក្នុងដីវិញពួកអសរិតឆ្ងល់ខ្លាំងណាស់ហេតុអីបានជាបរិះនេះចូលចិត្តការផ្ដាច់ពូជគេម្លេះ ពួកគេគិតថាបរិះនេះឈួតបាត់ទៅហើយចំណែកសត្វទីតុយរបស់គេវិញកំពុងទម្លាក់ភ្នែកសម្លឹងមើលពីលើដើមឈើមកបន្តិចក្រោយមកគេក៏ក្រឡេកមើលជុំវិញដែលពោពេញដោយសាកសពដេកដួលរណែរណក់ កាន់ដាវក្នុងដៃគេបោះជំហានដើរតម្រង់ទៅរកនាយកំឡោះដែលកំពុងរងចាំពេលវេលានេះ មនុស្សអាក្រក់ដូចជាគេដែលចូលចិត្តធ្វើបាបអ្នកដទៃគឺត្រូវតែសងកម្មវិញហើយប៉ុន្តែមិនទាន់តែបានធ្វើអ្វីផងស្រាប់តែមានពន្លឺមួយជាក់មួយចាំងចាំងភ្នែកទីហ៊ានម្នាក់របស់នេះអភិជនមានអារម្មណ៍ថាខ្លួនងងឹតភ្នែកឆឹងតែនេះអភិជនបែរជាមិនអីសោះនេះបញ្ជាក់ពីធម៌ពលឈាមជ័រដ៏អស្ចារ្យរបស់គេមែនបរិះក្រៅសាសនាដែលមានបិទភ្លេចមកខាងនោះបានជាកាប់មួយដាវយ៉ាងលៀនស្លេវស្នាមកាប់នោះជ្រៅណាស់ធ្វើឲ្យឈាមបាញ់ខ្ទាតចេញពីករបស់នេះកំឡោះនោះដូចទឹកបាក់ទំនប់អញ្ចឹងគេដួលលុតជង្គង់ស្រ័យដោយក្តីឈឺចាប់ខ្លាំងបំផុតក្រោយការវាយប្រហារនេះហើយសួរទាំងខឹងថាតើអ្នកនាំសារនេះកំពុងធ្វើស្អីគេបើគេនៅរស់រានមានជីវិតបែបនេះឃើញនេះអភិជននៅតែបង្វេងវង្វាន់អ្នកនាំសារក៏សួរតបវិញថាតើឯងពិតជាមិនដឹងមែនទេថាមានរឿងអ្វីកើតឡើងអំបញ្ញមិញនេះអ្នកនាំសារចាប់ទិញសក់នេះអភិជនឡើងហើយនេះនោះក៏ប្រញាប់សុំអង្វរថានឹងឲ្យអ្វីគ្រប់យ៉ាងដោយអះអាងថាខ្លួនគឺជាសាច់ឈាមរបស់ត្រកូលយ៉ាយ៉ាដ៏ពិសិដ្ឋតែសុំទោសផងវាហួសពេលហើយអាសាឌីនគឺជាអ្នកប្រមាញ់ពួកអភិជនជាអ្នកនាំសារបដិសង្ខារតែម្ដងអាសាឌីនបដិសេធសំណងទាំងអស់ខណៈដែលសេវិចកំពុងឈោមើលពីឆ្ងាយស្របពេលនោះនាយកំឡោះក៏ចាប់ដើមស្រែកហៅឲ្យអាសារទេពជួយសង្គ្រោះខ្លួនប៉ុន្តែអាសារិតម្នាក់នោះបែរជាធ្វើជាមើលមិនឃើញហើយមិនព្រមរើខ្លួនទៅជួយចៅហ្វាយរបស់ខ្លួនសុំមិនតែបន្តិចភ្លាមនោះនាយអភិជនក៏ចាប់ផ្ដើមជេរប្រតិគេរំលឹកពីខ្សែស្លាយឈាមជ័រដ៏ខ្ពង់ខ្ពស់របស់ខ្លួនហើយបញ្ជាឲ្យគេចូលមកជួយជាបន្ទាន់រឿងដែលគេត្រូវធ្វើបាបប្រជាជនសាមញ្ញវាមិនគួរសោះឡើយដែលយូរមកធ្វើជាលេះដើម្បីកុំឲ្យអាសារិតម្នាក់នេះចូលមកជួយគេនោះតាមពិតទៅអ្នកនាំសារជឿថាគេនឹងនៅតែអាចរស់រានមានជីវិតយ៉ាងរឹងមាំគេចាត់ទុកអកប្បកិរិយានេះជារឿងត្រឹមត្រូវហើយប្រាប់ថាគេត្រូវតែរស់នៅដោយក្តីសង្ឃឹមពេលរឿងកំបិតទួយមួយឡើងគេក៏ប្រាប់នាយអភិជននោះថាឯងត្រូវតែរស់នៅដោយសុតិធិនិយមបន្ទាប់មកគេក៏ចាប់ផ្ដើមដាក់ទណ្ឌកម្មនេះកំឡោះនោះដែលស្រែកលោតកញ្ឆែងដោយក្តីឈឺចាប់បំផុតភ្នែកឡើងក្រហមងាំងបង្ហាញពីការឈឺចាប់ស្ទើរដាច់ខ្យល់ខណៈដែលគេស្រែកមិនព្រមឈប់សោះទោះគ្មានអ្នកចាត់តាំងក៏ដោយក៏អ្នកនាំសារជឿជាក់ថាគេបានធ្វើរឿងនេះយ៉ាងប្រុងប្រយ័ត្នហើយច្បាប់របស់អធិរាជត្រូវបានអនុវត្តរួចរាល់ហើយគ្រាន់តែលើបែបនេះនាយអភិជនវ័យក្មេងក៏ដួលសន្លប់ទៅលើដីអស់កម្លាំងរលីងគ្មានសល់អំណាចអ្វីតវ៉ាទៀតឡើយស្របពេលនោះដែរអាសរិទ្ធទេពក៏បានដកដាវរបស់គេចេញពីស្រោមមកគេប្រកាសយ៉ាងច្បាស់ថាក្នុងនាមជាសមាជិកនៃវិហាររបស់ស្ដេចគេមិនអាចបណ្ដោយឲ្យអ្នកនាំសារម្នាក់នេះយកច្បាប់អធិរាជមកនិយាយហើយដើរចេញទៅដោយសុវត្ថិភាពនោះទេរឿងអីត្រូវចប់ងាយបែបនេះទោះត្រូវឬខុសអ្វីដែលគាត់ធ្វើគឺល្មើសច្បាប់សាសនាអាសាដុនក្តាប់ដាវយ៉ាងណែនហើយប្រាប់ចំថាអសវិនរូបនេះមិនដូចពួកកាកសំណល់ក្នុងសាសនាចក្រនោះទេហ៊ានប្រមាថផងអសវិនយើងខឹងសម្បាយ៉ាងខ្លាំងប៉ុន្តែអ្នកនាំសាររូបនេះបែរជាញញឹមហើយតបវិញថាណែនេះជាការពោលសរសើរតាព្រោះអីដឹងទេពួកអាចផ្កាយផ្សេងទៀតគ្រាន់តែជាពួកបាតសង្គមដែលត្រូវគ្រួសារបណ្ដេញចេញដោយសារតែរឿងដណ្ដើមមរតកតែប៉ុណ្ណោះខ្លែងខ្លាយទាំងស្រុងបន្ទាប់មកជនល្មើសសាសនារូបនេះក៏សួរឌឺថាអាចតាមតនល្បឿនគេឬអត់ធ្វើឲ្យសេប៊ីកឈោផាំងគេបន្សល់ទុកត្រឹមពាក្យមួយឃ្លាបើមាននិស្ស័យយើងនឹងជួបគ្នាទៀតត្រឹមមួយប្រព្រឹត្តភ្នែកវិចគេរលាបាត់ទៅក្នុងភាពងងឹតដូចជាខ្មោចអញ្ចឹងលឿនសាហាវស្ងាត់ច្រងំនៅសល់តែសាកសពអភិជនដែលដួលស្លាប់និងអសវិនឯកោរបស់យើងដែលឈរថ្មឹងលើសមរភូមិប៉ុណ្ណោះការពិតគឺមិនទាន់មាននរណាម្នាក់អាចផ្ដួលអាសាដូនពីតកូលអ្នកនាំសារបានឡើយអ្នកដែលធ្លាប់សាកសុទ្ធតែរលីហិនហោចគ្មានសល់ពាក្យថាពួកបាតសង្គមដែលធ្វើគួរសារបណ្ដេញចេញពួកដណ្ដើមមរតកលន់លើកករំពោលនឹងក្បាលអសវិនសេបិចហើយអ្វីដែលចាក់ដោតបំផុតនោះវាជាការពិតព្រោះការលៈទេសៈនោះវាដូចគ្នាបេះបិទទៅនឹងជីវិតរបស់គាត់ដែរចាក់ចង់ចំណុចខ្មៅធ្វើឲ្យសេបិចគិតអីលេងចេញទាំងអស់គាត់ដកដង្ហើមធំទម្លាក់បន្ទុកពីក្នុងទ្រូងរួចសម្លឹងមើលព្រះអាទិត្យរះងាកមកមើលកន្លែងមួយទៀតវិញប្រជាជនកំពុងលុតជង្គង់អង្វរមេដឹកនាំដើម្បីសុំលើកលែងពន្ធប្រចាំឆ្នាំនេះពួកគេយំអង្វររៀបរាប់ថាអ្នកស្រុកកំពុងរត់ចោលស្រុកខ្លាចជាជនអនាថាខ្លះទៀតដាច់ពុះស្លាប់ខ្លាចជាសាកសពដាវបានទៅហើយវេទនាខ្លាំងណាស់ជីវិតពួកគេឥឡូវត្រូវពួកចៅនឹងវិសាជិះជាន់គ្មានផ្លូវណាអាចរកលុយបង់ពន្ធបានទៀតទេអស់ផ្លូវដើរហើយមកក្រៅកាសាស្ដាប់ហើយក៏ពេបមាត់គេប្រាប់ថាខ្មាស់ជំនួសបើមើលតាមស្ថានភាពនេះបន្តិចទៀតប្រកាសជាមិនសំបាយគេស៊ីមិនខានពួកអ្នកសឹកបានត្រឹមសុំទោសព្រោះជីវិតពួកគេដល់ផ្លូវទាល់មែនតើហើយកាសាតបវិញយ៉ាងត្រជាក់ពោះទោះយ៉ាងណាក៏ពួកឯងនៅតែជាវណ្ណៈទាបដែរប៉ុន្តែបើចង់បានខ្លាំងគេអាចជួយសម្រួលឲ្យបានស្ដាប់មើលទៅគួរឲ្យសង្ស័យណាស់គ្រាន់តែលឺភ្លាមអ្នកស្រក់អស្ត្រើហោះសួរទាំងរំភើបថានិយាយមែនទេកាសែងក់ក្បាលប៉ុន្តែគេមានលក្ខខណ្ឌមួយលក្ខខណ្ឌបដូរជីវិតបើធ្វើមិនបានតាមការស្នើសុំទេត្រៀមខ្លួនឡើងកាត់ក្បាលចោលទាំងអស់គ្នាទៅព្រះអើយសំលេងតក់ស្លុតក៏ផ្ទុះឡើងពេញនឹងតែម្ដងស្រាប់តែវឹបអណ្ដាតភ្លើងពណ៌ក្រហមឆ្អៅបានឆេះសន្ធោសន្ធៅចេញពីដៃរបស់កាសែលគេប្រាប់កុំឲ្យខ្លាចព្រោះអ្វីដែលគេចង់បានគឺត្រឹមតែក្រដាសមួយសន្លឹកប៉ុណ្ណោះសៀវភៅវីតាមុនមួយក្បាលបានលេចចេញមកគេប្រកាសក្តាញ់ថានេះហើយជាគោលដៅរបស់គេឯពួកអ្នកស្រុកវិញនាំគ្នាលុតជង្គង់សារភាពថាពួកគេល្ងងខ្លៅរឿងវីតាមុនណាមិនដឹងសៀវភៅវីតាមុនជាអ្វីឡើយគេសាច់ចំអក
តួល្ងងដោយពួកឯងក៏អាចរកវាឃើញដែរប្រសិនបើពួកឯងពិតជាចង់បានវាខ្លាំងមែនវត្ថុនោះនឹងឆ្លើយតបហើយបង្ហាញខ្លួនជាមិនខានត្រឹមតែយករូបរាងសិភៅវេទមន្តបែបនេះមកឲ្យយើងភូមិរបស់ពួកឯងនឹងត្រូវបានលើកលែងពន្ធចំនួន3ឆ្នាំពេញការផ្ដល់ជូនដល់ឈួតលីលីមិនទាន់អស់ទេគេនឹងថែមស្រូវសាលីនិងស្រូវអូតចំនួន50បាវទៀតអ្នកស្រុកទាំងអស់គៀងស្រឡាំងកាំងរកនិយាយលេងចាញ់ពួកគេសួរតែងឿងឆ្ងល់ចុះបើសូម្បីតែឈ្មោះសៀវភៅក៏មិនស្គាល់ផងតើឲ្យទៅរកដោយរបៀបណាទៅពេលនោះហើយម៉ាក់ក្រែវកាសែលក៏ទម្លាយការពិតថាវាជាច្បាប់ចម្លងនៃសៀវភៅវេទមន្តស្ដេចទេពគ្រាន់តែឮឈ្មោះភ្លាមភាពភ័យខ្លាចដ៏ត្រជាក់ស្រេបបានចាក់ដោតដល់ក្រលៀនអ្នកស្រុកគ្រប់គ្នាភ្លាមនោះសត្វពស់មួយក្បាលបានវាចេញពីក្រោមសម្លៀកបំពាក់របស់គេរួចคล้ายខ្លួនជាមនុស្សស្រីយ៉ាងស្រស់ស្អាតនាងខ្សឹបប្រាប់ថាការបញ្ចេញឈ្មោះសៀវភៅស្ដេចទេពបែបនេះវាហាក់ដូចជាធ្វេសប្រហែសពេកហើយត្រូវដឹងណាអ្នកណាក៏កំពុងតាមប្រមាញ់សៀវភៅវេទមន្តនេះដែរពាក្យចចាមអារាមកំពុងតែសាយភីពេញទ្វីបទៅហើយរឿងធំណាស់ផ្លូវល្អបំផុតគឺត្រូវរកយ៉ាងហោចណាស់មួយទំព័រឲ្យបានលឿនបំផុតកាសែលធ្វើមុខធុញរួចសួរត្រង់ចុះមេមុខរអ៊ូទាំឯងនេះត្រូវការស្អីប្រកបមេធមុខក៏បង្ខំចិត្តនិយាយការពិតកូនប្រុសរបស់នាងកូសែលត្រូវគេលេងការងារបាត់ទៅហើយតែគេមិនជឿទេកងទ័ពគេខ្លាំងណាស់ជាពិសេសមានសេបិចនៅទីនោះទៀតមិនងាយចាញ់ឡើយតែស្ដាប់ណាមេធមុខបកស្រាយថាអ្នកដែលពួកវាប៉ះគឺជាមនុស្សមកពីត្រកូលអ្នកនាំសារគ្រាន់តែឮពាក្យអ្នកនាំសារភ្លាមកែវភ្នែករបស់ម៉ាក្រែវប្រែជាងងឹតស្លុបពួកពេញដោយគំនុំពួកគេតាមរកសៀវភៅស្ដេចទេពនោះក៏ដើម្បីរំដោះខ្លួនចេញពីបណ្ដាសានៃភារកិច្ចដ៏ខ្មៅងងឹតរបស់ពួកគេដែរការពិតគឺបែបនេះសោះគេសួរទាំងសង្កេតថ្មិញកូសែស្លាប់ហើយនាងតបវិញទាំងឈឺចាប់អត់ទេគ្រាន់តែខ្វាក់ភ្នែកហើយត្រូវគេកាត់ផ្ដាច់ប្រដាប់បន្តពូចោលតែប៉ុណ្ណោះព្រះអើយនេះវេទនាជាងស្លាប់ទៅទៀតអូហូយកំហឹងផ្ទុះឡើងមកក្រៅបញ្ជាតបភ្លាមចេញទៅរុករកគ្រប់ច្រកលហកដើម្បីកំទេចត្រកូលអ្នកនាំសារឲ្យលលីផុតពីផែនដីនេះបន្ទាប់មកមេធ្មត់ប្រាប់ថានាងនឹងតាក់ទងទៅមេបញ្ជាការរួចក៏ចាប់ដៃគេបើអញ្ចឹងមែនយើងនឹងឲ្យអ្នកផ្សេងចាត់ការរឿងនេះជំនួសវិញគេញញឹមចង់មាត់បើកូនប្រុសយើងត្រូវគេគ្រាវចោលទៅហើយយើងមានតែបកោតមួយទៀតនឹងអីស្ត្រីពោះក៏អោបព្រឹត្តគេយ៉ាងរោលរៀលបង្កប់នៃដ៏ពីស្ពុលនិងខ្មៅងងឹតបំផុតត្រឡប់មកមើលអាស៊ីដឯនេះវិញកំពុងតែអូសជើងកាត់វាខ្សាច់ក្តៅចង់ឆ្អិនស្រេកទឹកសឹងតែដាច់ចោលស្លាប់ទៅហើយនេះទើបហៅថាជីវិតពិតគេខឹងសត្វទីតុយរបស់គេខ្លាំងណាស់ឯងអួតថាយើងនឹងមកដល់ក្នុងរយៈ2ថ្ងៃមែនទេហើយហេតុអីបានជាឯងហ៊ាននិយាយផ្លែផ្កាឌឺដងដាក់ដំណាក់អធិរាជបែបនេះរត់តែរឿងឲ្យមេទីតុយក្បាលរឹងធ្វើក៏ថ្លង់មិនខ្វល់ពីម្ចាស់សោះក៏ព្រោះតែអធិរាជនោះហើយទើបពួកអ្នកនាំសារត្រូវគេស្អប់ខ្ពើមពេញពិភពលោកត្រូវគេចោទថាជាឃាតករសម្រាប់អ្នកបរិសុទ្ធនិងជាពួកក្រៅសាសនាដែលគ្មានវិញ្ញាណហើយដោយសារតែបញ្ហាជាមួយពួកអ្នកម៉ៅការនោះទៀតគេបង្ខំចិត្តចោលលវ៉ាន់ទាំងអស់ហើយរត់យកប្រាស់ដាច់ព្រលឹងមកទីនេះនឹកឃើញហើយចង់យំលទ្ធផលគឺស្ងួតកដាច់ខ្ចល់រៀបនឹងតែជួបយាមរាជទៅហើយទាំងនេះគឺដោយសារតែសត្វទីទុយដ៏ល្ងងខ្លៅរបស់គេនឹងឯងអស់ចាមែនទីវផតទីទុយក៏ព្រមសុំទោសហើយសន្យាថាអ្នកបម្រើរបស់វានឹងចេញមុខជួយឆាប់នេះគ្រាន់តែនិយាយចប់ភ្លាមសំលេងក្រក៏បន្លឺឡើងពីគុំពុតព្រៃក្បែរនោះព្រឺសម្បូរខ្ញាក់ជនល្មើសសាសនារបស់យើងទាញអាវុធភ្លាមត្រៀមប្រយុទ្ធឬមួយក៏ជាខ្មោចឡងស្រាប់តែភ្លើងពណ៌ខៀវបានឆេះឡើងទើបគេដឹងថាវាភីចេញពីសាកសពដែលចងកនៅលើដើមឈើនោះសោះមិនមែនសត្រូវទេវិញ្ញាណរបស់ពួកគេបានបង្ហាញខ្លួនលុតជង្គង់អោនក្បាលនិងថ្លែងអំណរគុណដល់គេយ៉ាងជ្រាលជ្រៅបំផុតឈុតនេះរៀងរំជួសចិត្តបន្តិចអាសាឌុនប្រាប់ទៅពួកគេដោយកក់ក្ដៅថាគំនុំត្រូវបានសងសឹកហើយឥឡូវនេះពួកគេអាចទៅកាន់សុគតិភពបានដោយស្ងប់ចិត្តបេសកកម្មបានបញ្ចប់វិញ្ញាណប្តីប្រពន្ធដែលជាអ្នកម៉ៅការរបស់គេនោះបានចង្អុលទៅកាន់ដងមួយក្បែរនោះអូហូទើបនឹកឃើញពួកគេកំពុងនាំគេទៅរកទឹកតាជួយសង្គ្រោះទាន់ពេលគេស្ទុះទៅមាត់ដងដោយមនុស្សឈួតទាញខ្សែកន្ត្រកយួរទឹកឡើងមកលើដើម្បីក្រៀបយកជីវិតរស់ឡើងវិញប៉ុន្តែពេលចាប់កាន់កន្ត្រកនោះគេក៏លេចឃើញអ្វីមួយយ៉ាងដ៏ចម្លែកចាប់បាត់ស្មានមិនដល់សោះវាគឺជាកដាមួយទំព័រចេញពីសៀវភៅវេទមន្តស្ដេចទេពចំណែកឯត្រកូលអ្នកនាំសារតាមពិតការពីដើមឡើយពួកគេគឺជាពូជសាសន៍មួយដែលមានឈ្មោះថាអារ៉ាកាសារឿងរ៉ាវកាន់តែអាចកំបាំងហើយឆ្លងកាត់ភូទីហ្វុងដ៏មហិមាពីទ្វីបមួយទៀតទីបំផុតពួកគេបានមកដល់ទឹកដីវីប្រីសកន្លែងនេះគ្រប់គ្រងដោយស្ដេចទេពទាំង8អង្គនៃត្រកូលជីហ្គីសដែលអង្គនីមួយៗគ្រងរាជបល្ល័ង្កខ្លួនឯងប៉ុន្តែចាំមើលណាក្នុងយុគសម័យនោះមានម្នាក់លោភលន់ចង់បានបល្ល័ង្កទាំង8តែឯងស្ដេចទេព7អង្គទៀតដែលជាបងប្អូនបង្កើតត្រូវធ្លាក់ក្រោមអំណាចអធិរាជយីស្លុតទាំងអស់អធិរាជរូបនេះមិនទុកមុខឲ្យអ្នកណាឡើយគាត់ចង់បោសសម្អាតគ្រប់កាកសំណល់នៃស្ដេចទេពដែលចាញ់សង្គ្រាមឲ្យរលីម៉ត់ងាកមកមើលត្រកូលអារ៉ាកាហ្សាឯនេះវិញក្នុងនាមជាជនបរទេសពួកគេគ្រាន់តែត្រូវការកន្លែងជ្រកកោនប៉ុណ្ណោះពេលនោះអធិរាជក៏លូកដៃមកដោយផ្ដល់នូវគម្ពីរវេទមន្តចម្រៀងបាក់សីលឿងព្រមទាំងវិញ្ញាណមួយហៅថាសំឡេងអធិរាជ
ជាការដោះដូរជនបរទេសទាំងនេះត្រូវស៊ីញេកិច្ចសន្យាខ្លាយជាអ្នកនំសាររបស់អធិរាជវ៉ាវដៃរបស់ត្រកូលអារ៉ាហ្កាសាទ្រពប្រឡាក់ដោយឈាមព្រះទាំងអយុធធម៌បែបនេះឯង តាអ្នកនាំសារមានទូនាទីអ្វី គឺធ្វើជាដាវជាភ្នាក់ងារនិងជាពេជ្ជឃាតរបស់អធិរាជពួកអភិជនណាហ៊ានប្រឆាំងច្បាប់ដាច់ក្បាលមិនខាន តែទីនេះគឺវីព្រីសជាដែនដីដែលជឿលើជីវិតក្រោយសេចក្តីស្លាប់និងវដ្តដ៏សង្សារការសម្លាប់បែបនេះគឺជាអំពើបាបដ៏ធ្ងន់ធ្ងរបំផុតមិនអាចទទួលយកបានឡើយ ជាលទ្ធផលអធិរាជយីស្លុតក៏បានស្លាប់ហើយចក្រភពដ៏ធំមួយនេះក៏បែកបាក់ត្រឡប់ទៅជានគរទាំង8វិញ ចំណែកត្រកូលអារ៉ាកាសាខ្លាចជាអ្នករងគ្រោះត្រូវគេស្អប់ខ្ពើមនិងចាត់ទុកថាជាពួកគ្មានព្រលឹងហើយរឿងដ៏គួរឲ្យឈឺក្បាលមួយទៀតក៏បានកើតឡើង តែសន្យាជាមួយអធិរាជនៅតែមានសុពលភាពទោះគាត់ស្លាប់បាត់ទៅហើយក្តីក៏ពួកគេនៅតែជាប់ជំពាក់ត្រូវធ្វើជាអ្នកនាំសារអស់មួយជីវិតនេះវាជាបណ្ដាសាច្បាស់ណាស់ ត្រឡប់មកសាច់រឿងយើងវិញអាសេឌីនបានរកឃើញទំព័រមួយពីសៀវភៅសាច់ទេពដែលជាប្រភពធម្មពលពិតប្រាកដរបស់អធិរាជគេអរគុណដល់ដួងវិញ្ញាណដែលប្រាប់ថាពួកវាអាចទៅស្ងប់បានហើយគេជឿជាក់ថាបើប្រមូលទំព័រទាំងនេះបានគ្រប់គេនឹងអាចគេចផុតពីបណ្ដាសានៃទូនីតិនេះមិនខាន សាក់តែសត្វទីតុយមួយលោកមកភ្លាម ណែកុំហៅវាថាបណ្ដាសាវាមិនសមសោះវាជាទូនាទីដ៏មានកិត្តិយសដែលកើតចេញពីកិច្ចសញ្ញាតើវានិយាយបន្តទៀតថាការដែលរបស់នេះធ្លាក់មកដល់ដៃឯងគឺជារឿងចម្លែកណាស់ព្រមលិខិតពិតជាមិនលេងសើចមែន ទីទុយសង្កេតឃើញទេមិនសូវសប្បាយចិត្តសោះទោះបីនេះជាអ្វីដែលអ្នកនាំសារគ្រប់រូបប្រាថ្នាចង់បានក៏ដោយជំហានដំបូងបំពេញភារកិច្ចក្នុងកិច្ចសន្យានិងប្រមូលកាក់ឲ្យបានមួយសែនសិន បន្ទាប់មកគេត្រូវទៅនាំយកសភៅស្ដេចទេពឲ្យបានបើធ្វើបានសម្រេចគេនឹងមានសេរីភាពពីទូនាទីដ៏គួរឲ្យធុញនេះហើយ អាសេដិនដឹងច្បាស់ថានេះជាគោលដៅចុងក្រោយរបស់ពួកគេប៉ុន្តែអ្វីដែលគេខ្លាចបំផុតនោះគឺព័ត៌មាននេះបែកឃ្លាដល់ត្រចៀកអ្នកក្រៅ ព្រោះហេតុអីដឹងទេឪពុករបស់គេនឹងហើយជាដើមហេតុដែលធ្វើឲ្យសៀវភៅស្ដេចទេពត្រូវបែកខ្ចាត់ខ្ចាយតាំងពីដំបូងម្លេះងាកមកមើលស្ថានភាពបច្ចុប្បន្នវិញវីរបុរសយើងកំពុងដើរកាត់វាខ្សាច់ស្រែកទឹកចង់ដាច់ខ្យល់ស្រាប់តែពីចម្ងាយមាននារីសក់ទង់ដៃម្នាក់លួចសម្លឹងមើលគេយ៉ាងស្ងាត់ស្ងៀមនាងចាំមុខគេច្បាស់ណាស់កូនប្រុសក្បត់ត្រកូលតានាងសោយចំអកថាគេគ្មានទេពកោសលគ្មានអំណាចគ្រាន់តែជាមនុស្សល្ងងម្នាក់ប៉ុណ្ណោះនាងសង្ស័យថាគេពិតជាប្រើវេទមន្តមិនកើតមែនទេឬមួយត្រូវបណ្ដាសាមិត្តរបស់នាងក៏មិនច្បាស់រឿងបណ្ដាសាដែរតែហ៊ានអះអាងថាគេពិតជាមិនអាចប្រើវេទមន្តបានមែននារីសក់ទង់ដៃលឺលហិកលហ៊ីងថាគេសូម្បីតែទីងធ្នូក៏មិនរួចហើយនំដាក់ក្រែរហូតដល់អាយុ8ឆ្នាំឯនោះនាងមិនជឿថាគេមានសមត្ថភាពធ្វើជាអ្នកនាំសារបានទេមិត្តរបស់នាងខំទីដៃប្រាប់ឲ្យត្រឡប់ទៅវិញទៅវាមិនសមនឹងចំណាយពេលទៅឆ្លោះជាមួយសាច់ញាតិរបស់អ្នកមកការថ្នាក់ទាបបែបនេះឡើយប៉ុន្តែមីឌៀមមិនស្ដាប់ទេនាងចង់សាក់លបងសមត្ថភាពគេឲ្យដឹងសខ្មៅមិត្តនាងភ័យស្លន់ស្លោពុំមានថាអ្នកបម្រើការធម្មតាមិនអាចវាយប្រហារអ្នកនាំសារបានទេនាងក្រវីក្បាលមិនខ្វល់នាងគិតថាបើនាងឈ្នះតំណែងនេះនឹងធ្លាក់មកលើនាងហើយកម្រិតនាងនេះគ្មានផ្លូវចាញ់ឡើយមិត្តនាងនៅតែប្រមានទៀតថាគេជាសិស្សរបស់ប្រធាចាកាសាសដែលល្បីខាងកាច់សាហាវប្រយ័ត្នមានរឿងភ្ញាក់ផ្អើលតែមីឌៀមគ្រាន់តែសើចចំអកនាងថាទូមនុស្សល្ងងហាត់10ឬ100ឆ្នាំជាមួយកាសាសក៏មិនអាចខ្លាំងបានដែរនាងងឿងឆ្ងល់ណាស់កូនជន់ក្បត់ដែលប្រើវេទមន្តមិនបានសោះមិនបានធ្វើជាអ្នកនាំសារទៅរួចនាងជឿជាក់ថាគេគ្រាន់តែអង្គុយចោលកៅអីទេធ្វើឲ្យមនុស្សមានសមត្ថភាពដូចនាងបាត់បង់ឱកាសធ្វើជាអ្នកនាំសារទៅវិញដោយមានបំណងចង់ដណ្ដើមតំណែងនេះនាងក៏ទាញទ្រូតម្រុំព្រួយសម្ដៅទៅរកគេតែម្ដង បដោចង់គូដៅនារីរូបនោះក៏ប្រឡែងព្រួយចេញទៅផាំងទូបីក្នុងក៏ពិតមែនតែអ្នកនាំសាររូបនេះអាចដឹងពីការវិប្រហារយ៉ាងច្បាស់ បាញ់រួចមីឌៀមក៏ប្រញាប់ពួនសិនមិនទាន់រងចាំមើលលទ្ធផលទេប៉ុន្តែពេលនាងលួចអើតមើលម្ដងទៀតនាងសឹងតែគាំងបេះដូងសត្វតែមានទំថ្មមួយហោះវឹបមកវិញទៅគិតចំកណ្ដាលថ្ងាសនាងមួយទំហឹងធ្វើឲ្យនាងដួលអុកគូត មិត្តនាងហើបមាត់លេងរួចពេលឃើញអាស៊ីឌីនលុបមកប្លង់មកឈរលើផ្ទាំងថ្មពីមុខពួកគេទាំងពីរនាក់យ៉ាងស្ងៀមស្ងាត់លឿនកប់ស្រីសម្លឹងមុខនារីនោះគេសួរត្រង់ថាតើនាងមែនទេដែលបាញ់ព្រួញបាញ់មិញនាងភ័យស្លន់ក៏ភូតកុហកថាវាគ្រាន់តែជាការសួរសុខទុក្ខប៉ុណ្ណោះសួរសុខទុក្ខបែបនេះសម្រាប់មនុស្សបានណានាងមិនដឹងសោះថាគេមកដល់តាំងពីពេលណាហើយឡើងទៅឈរលើថ្មនោះដល់របៀបម៉េចនេះជាលបឿនបិសាចហ៎អ្វីដែលគួរឲ្យខ្លាចគឺគេបានចាប់យកព្រួញដែលនាងបាញ់នោះទៅដាក់ក្នុងបំពង់ព្រួញរបស់គេបាត់ទៅហើយបន្ទាប់មកអាស៊ីឌីនក៏សួររកឈ្មោះពួកគេនាងណែនោះខ្លួនថាឈ្មោះមីឌៀមមកពីតកូលអេធើចំណែកក្មេងប្រុសនេះឈ្មោះអ៊ីស្ម៉ាអែលនាងប្រាប់ថាពួកគេជាជំនួយការដែលគេបញ្ជូនមកតែអាស៊ីឌីនស្ដាប់ទៅហាក់ដូចជាមិនសូវសមសោះមកជួយនឹងគឺបាញ់ព្រួញអាក់ខ្ញុំអញ្ចឹងណាគេសើចចំអកមីឌៀមក៏ដោះសារថាឃើញបំពង់ព្រួញគេទទេស្អាតទើបនាងចង់ចែករំលែកព្រួញឲ្យប្រើប៉ុណ្ណោះយកមកដោះសារកៅដែរ នេះជាជំនួយដ៏ល្អបំផុតហើយនាងបន្ថែមប៉ុន្តែអាសេឌីនដឹងទាន់ជន់កែងថានាងប្រហែលជាអបសុកនៅទឹកដីពិសិដ្ឋទើបចង់មកធ្វើជាជំនួយការរបស់គេក៏ដេញក្មេងៗទៅពាក្យត្រឡប់ទៅផ្ទះវិញទៅពាក្យនេះធ្វើឲ្យមីឌៀមក្តៅស្លុតតែជាឆេវនាងស្អប់បំផុតអ្នកណាដែលហៅនាងថាក្មេងនាងប្រកាសក្តាំងថានាងមានឈាមជ័រតកូលអេធើត្រូវតែគោរពនាងឲ្យបានឈើនជាងនេះប៉ុន្តែអ្នកនាំសារយើងគ្រាន់តែតបវិញយ៉ាងត្រជាក់ថារឿងតកូលអីហ្នឹងមិនសំខាន់សម្រាប់ខាងគេឡើយបើចង់ធ្វើការជាមួយគេគឺត្រូវធ្វើជាកូនចៅយល់ទេក្បួនច្បាប់មានតែប៉ុណ្្នឹងឯងមិនបាញ់និយាយច្រើន យ៉ាងណាមិញគេមិនអាចធ្វើមិនដឹងមិនលឺរឿងដែលពួកគេហ៊ានបាញ់ព្រួយពងសម្រាប់គេអំបញ្ញមិញបានទេរឿងនេះមិនអាចចប់ងាយៗឡើយគេកំពុងតែគិតថាគួរតែបដៅក្មេងពៀលទាំងនេះឲ្យរៀងចាលដើម្បីឲ្យដឹងថាពិភពលោកខាងក្រៅទឹកដីពិសិដ្ឋវាសាហាវប៉ុណ្ណាត្រៀមខ្លួនទៅក្មេងៗអស់សៅចលើហើយមីឌៀមគិតខុសស្រឡះអាសាឌីនមិនដូចពាក្យចចាមអារម្មណ៍សោះគេមើលទៅមិនមែនជាមនុស្សងាយឲ្យគេធ្វើបាបទេផ្ទុយទៅវិញគេបែរជាកំហុសឲ្យនាងសំទោសចំពោះភាពឆ្លើយរបស់នាងទៅវិញ
ចង់បានអីពីគេមែនទេត្រូវតែចេះគោរពគេសង្កត់ធ្ងន់ថាតើអ្នកសុំទោសនេះក្នុងនាមជាមិត្តឬក្នុងនាមជាសមាជិកត្រកូលអារ៉ាកាសា តលច្រកក្មេងស្រីនោះក៏ព្រមសុំទោសចំពោះភាពក្រអឹករទំរបស់ខ្លួនទៅកាន់ Harold Asadin ដោយប្រកាសថានាងធ្វើនេះក្នុងនាមជាអ្នកត្រកូល Arakasa តួឯងយើងព្រមទទួលការសុំទោសនេះប៉ុន្តែគេក៏បានប្រមាននាងភ្លាមៗថាកុំចេះតែយកព្រួញទៅបាញ់អ្នកដទៃប្រទេសផ្ដាស់ទៀតគេបញ្យល់យ៉ាងច្បាស់ថានៅខាងក្រៅទឹកដីសក្ការៈអាវុធមិនមែនជារបស់ក្មេងលេងទេបើហ៊ានដកវាចេញមកគឺត្រូវតែត្រៀមខ្លួនយកជីវិតគូសត្រូវមិនមែនចង់ចាត់អាក្រក់ទេតែគេដេញឲ្យពួកគេត្រឡប់ទៅទឹកដីសក្ការៈវិញចុះដោយប្រកាសក្តែងថាគេមិនត្រូវការអ្នកជួយសោះឡើយបន្ទាប់មកគេគ្រាន់តែសួរសុំទឹកផឹកធម្មតាប៉ុន្តែចៃដន្យអីពេលនោះមីឌៀមសាប់តែប្រកាសបបួលអាសាឌីនវាយគ្នាអញ្ចឹង Ismail ភ័យស្លន់ស្លោអង្វរកុំឲ្យនាងធ្វើបែបនេះដោយប្រមានថា Asadin គ្រោះថ្នាក់ណាស់នាងដឹងច្បាស់ថាគេខ្លាំងឆ្លាតនិងមានអំណាចមិនមែនជាមនុស្សល្ងង់ដូចគេល្បីឡើយប៉ុន្តែចុះចាញ់ត្រឹមនេះអត់ទេនាងនឹងមានអារម្មណ៍ថាខ្លួនឯងកំសាកខ្លាំងណាស់បើសិនជារាថយគ្រាន់តែព្រោះគេជាមនុស្សខ្លាំងនោះអញ្ចឹងហើយទើបមីឌៀមសម្រេចចិត្តបបួលអាសាឌីនវាយតទោគ្នាហ្មងក្នុងគោលបំណងដណ្ដើមយកតំណែង Harold របស់គេមកគ្រប់គ្រង ត្រូវគេបបួលវាយគ្នាបែបនេះអាសាឌីនគិតក្នុងចិត្តភ្លាមថានេះច្បាស់ជាអារៀលបង្រៀនក្មេងៗទាំងនេះខូចអស់ហើយបើនាងឈ្នះនាងនឹងយកតំណែងគេបានសម្រេចតែបើគេឈ្នះវិញជីវិតនាងនឹងគ្រប់យ៉ាងជារបស់នាងនឹងធ្លាក់មកលើដៃគេរឿងអារៀលជារឿងមួយតែការដែលក្មេងស្រីនេះមើងងាយគេគឺជារឿងមួយផ្សេងទៀតស្រឡះ នាងគួរបោះបង់ចោលទៅមុនពេលវាហួសពេលការពិតទៅមានតែអារៀនម្នាក់គត់ដែលមានសមត្ថភាពគ្រប់គ្រាន់អាចយកឈ្នះតំណែង Harold នេះបាន គេដឹងច្បាស់ថាគេឈ្មោះគេមិនសិនល្អប្រមាណទេប៉ុន្តែតំណែងមួយនេះគេមិនមែនបានមកដោយសារសំណាងនោះឡើយភ្លាមនោះមីឌៀមងាកក្រោយដើរចេញ100ជំហានហើយប្រកាសសុំប្រកួតជាមួយអាសាឌីនជាផ្លូវការប្រកួតក៏ចាប់ផ្ដើមមានសុពលភាពភ្លាមអ្នកនាំសារយោព្រមទទួលយកការប្រកួតនេះហើយក្មេងស្រីចំណាំបានយ៉ាងច្បាស់នៅសម្លេងរបស់អធិរាជដែលបន្លឺចេញពីសាទីទុយ សម្លេងអធិរាជគឺជាវិញ្ញាណដែលចង់ភ្ជាប់ទៅនឹង Harold គ្រប់រូបមានសម្លេងនេះធ្វើជាស័ក្តិសិទ្ធិទៅហើយការបដិសេធមិនប្រកួតគឺជារឿងដែលមិនអាចទៅរួចឡើយរឿងធំហើយនាងតូចដឹងខ្លួនច្បាស់ណាស់ថាពេលនេះមានតែត្រូវតែឈ្នះមួយគត់ពេលវេលាក៏ចេះតែកន្លងផុតទៅ មិត្តភក្តិទាំងពីរបានហុចបំពង់ទៅឲ្យទូឯយើង Ismail ឆ្ងល់ណាស់ថាតើមានរឿងអ្វីកើតឡើងពុទ្ធរយៈកាសពេលនោះពោពេញទៅដោយភាពតានតឹងបំផុត អាសាឌីនចាប់ផ្ដើមវាយប្រហារដោយប្រើបច្ចេកទេសបាញ់ព្រួញដែលមិនខ្វល់ពីរឿងចំគោលដៅតែផ្ដោតលើល្បឿនបាញ់លឿនដោយរន្ទះ វាគឺជាក្បាច់កំពូលរបស់តកូអារ៉ាកាសាហើយគេបានប្រើវាបាញ់ព្រួញចេញមកដោយព្យុះសម្ដៅទៅរកក្មេងស្រីនោះតែម្ដងនាងរហ័សបញ្ចេញរនាំងវេទមន្តដើម្បីការពារខ្លួនពីការវាយប្រហារដ៏សាហាវនេះប៉ុន្តែព្រួញច្រើនពេកហើយលឿនពេកព្រួញមួយបានឆាប់ត្រូវនាងបន្តិចនាងនឹកស្មានថាគេមិនចេះប្រើវេទមន្តទេតែផ្ទុយទៅវិញគេបែរជាអាចបញ្ចេញធម្មពលគុកលឿងដ៏អស្ចារ្យទៅវិញ គេបានឈ្នះការប្រកួតនេះយ៉ាងច្បាស់ហើយពេលនេះកំពុងតែផឹកទឹកសម្រាប់យ៉ាងរំភើយតែឈ្នះដោយរបៀបណាពេលមួយនោះនាងបានស្ទុះទៅកាប់គេដោយដាវថែមទាំងគេចផុតពីការវាយបករបស់គេទៀតផង ការស្មានរបស់នាងគឺត្រូវឥតខ្ចោះនាងគិតថានាងនឹងអាចកាប់គេមួយដាវយ៉ាងដំណំនៅពេលដែលគេលិចមុខចេញពីក្រោយផ្ទាំងថ្ម តែពេលដែលនាងមកមើលខ្លួនកាប់ចំដៃរបស់គេរាងកាយរបស់អ្នកនាំសាររូបនេះស្រាប់តែរលាបាត់ដូចជាស្រមោលអញ្ចឹង Ismail ស្រែកប្រាប់មីឌៀមថាគេកំពុងវាយលុកពីក្រោយខ្នងហើយភ្លាមនោះតួឯកយើងកាប់មកដាវតែម្ដងតែសំណាងល្អមីឌៀមបង្កើតរនាំងវេទមន្តការពារទាន់ពេលវេលាយ៉ាងណាក្ដីកម្ពុជាអ្នកនាំសាររូបនេះបានប្រើដៃទទេរបស់ខ្លួនវាដៃនាងចេញយ៉ាងកម្រោលបង្កើតបានជាចន្លោះប្រហោងមួយយ៉ាងធំគេក្តាប់ដៃមាត់ចំលើខ្សោយត្រង់ពោះរបស់នាងមួយទំហឹងហើយប្រកាសយ៉ាងសាមញ្ញថាការប្រកួតត្រូវបានបញ្ចប់ហើយព្រះអើយក្មេងស្រីនោះរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរខ្ទាតទៅបុកនឹងផ្ទាំងថ្មមួយទំហឹងមិត្តភ័ក្តិរបស់នាងភ័យស្លន់ស្លោយំស្រែកហៅឈ្មោះនាងយ៉ាងខ្លាំង ជនក្បត់ជាតិម្នាក់ទើបតែវាយឈ្នះកូនស្រីត្រកូលអភិជនមិត្តសម្លាញ់របស់នាងទទួលយកមិនបានទេក៏ស្ទុះទៅវាយអ្នកនាំសារនោះព្រមទាំងជេរបន្តិចយ៉ាងខ្លាំង ប៉ុន្តែហារ៉ូម្នាក់នេះគ្រាន់តែប្រកាសថាវាសនារបស់នាងត្រូវបានកំណត់ហើយដោយមិនខ្វល់នឹងពាក្យសម្ដីរបស់អ៊ីស្ម៉ាអែលសូមតែបន្តិចមីឌៀមហ៊ានប្រកួតដណ្ដើមតំណែង Harold ហើយត្រូវបរាជ័យពេលនេះជោគវាសនារបស់នាងគឺធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់អាសាឌីនទាំងស្រុងហើយដោយសារតែហ៊ានលូកដៃចូលក្នុងការប្រកួតនេះអ៊ីស្ម៉ាអែលក៏ត្រូវក្លាយជាកម្មសិទ្ធិរបស់អ្នកនាំសារនេះជាមួយនាងដែរចប់ហ្មង អ្នកទាំងពីរចាប់ផ្ដើមយំសោកខឹងសម្បាយ៉ាងខ្លាំងដែលចាញ់ការប្រកួតនេះប៉ុន្តែមីឌៀមទទួលយកការពិតមិនបានទេនាងក៏ស្ទុះទៀងក្បិតខ្លីដើម្បីបញ្ចប់ជីវិតខ្លួនឯងតែជនបះបោកគ្មានបេះដូងរូបនេះបានខាត់នាងទាន់ក្រវ៉ាត់ក្បិតចោលហើយនិយាយថាគេដឹងមុនបាត់ទៅហើយថានាងនឹងធ្វើបែបនេះមិនសម្លាញ់នាងបញ្ញាប់ចូលទៅលួងលោមបន្ទាប់ពីនាងដួលលុតជង្គង់យំយ៉ាងសង្រេងសង្រៃតួឯកយើងប្រកាសក្តែងថាក្នុងនាមជាអ្នកចាញ់ការប្រកួតនាងគ្មានសិទ្ធិស្លាប់ឡើយ នាងអាចស្លាប់បានលុះត្រាតែខ្ញុំស្លាប់ដែរឬក៏ខ្ញុំជាអ្នកបញ្ជាឲ្យនាងស្លាប់នាងហ៊ានបបួលគេប្រកួតតែមិនដឹងច្បាប់បែបនេះគេគិតថានាងពិតជាក្មេងខ្ចីពេកហើយគេគិតថាមេរៀនប៉ុណ្ណេះវាស័ក្តិសមល្មមហើយដូច្នេះទើបគេសម្រេចចិត្តដោះលែងពួកគេទាំងពីរក្មេងទាំងពីរនាក់គាំងបន្តិចពេលឃើញអ្នកនាំសារព្រមលើកលែងទោសឲ្យបែបនេះគេសម្រេចចិត្តធ្វើពុតជាមិនដឹងមិនលឺចាត់ទុកថាការប្រកួតនេះមិនធ្លាប់កើតឡើងចុះព្រោះវានឹងក្លាយជារឿងអាក្រក់បើវាជាប់ជាប្រវត្តិសាស្ត្ររបស់ពួកគេនោះបន្ទាប់មកគេសង្កត់ធ្ងន់ថាគេមិនត្រូវការទាសករទេហើយក៏បានដោះលែងពួកគេរួចរាល់ដែរដោយអនុញ្ញាតឲ្យពួកគេត្រឡប់ទៅទឹកដីសក្ការៈវិញយ៉ាងសេរី ទោះជាយ៉ាងនោះក្តីមិត្តទាំងពីរនាក់នេះនៅតែបន្តដើរតាមតួឯករបស់យើងឆ្លងកាត់វាខ្សាច់ដ៏ធំល្វឹងល្វើយនេះដដែលមីឌៀមនៅតែជឿជាក់ប្រកែកថាគេទទួលបានក្មេងស្រីដែលមានទេពកោសល្យម្នាក់ជាទាសករតែហើយចុះហេតុអីជ្រើសរើសដោះលែងនាងទៅវិញអាសាឌីនតបវិញភ្លាមៗថា
បើនាងពិតជាមានទេពកោសល្យដោយអារៀនមែននោះនាងច្បាស់ជាមិនចាញ់ការប្រកួតនេះងាយៗឡើយនាងគួរតែយកប្តីចាស់ទៅល្អជាងមកបបួលគេប្រកួតបែបនេះគេសង្កត់ធ្ងន់ថាថ្ងៃក្រោយកុំចេះតែដើរបបួលនរណាប្រកួតប្តីផ្ដាស់បែបនេះទៀតឲ្យសោះនិយាយមែនតែនទៅបើនាងពិតជាចង់កំចាត់នរណាម្នាក់មែននោះនាងមិនចាំបាច់បង្កើតការប្រកួតប្រជែងស្មុគស្មាញបែបនេះទេគាត់និយាយច្រើនខុសពីធម្មតាហើយស្ដាប់ទៅគឺចេញពីការបារម្ភពិតៗតែម្ដងក្មេងស្រីនោះប្រាប់ថារឿងអស់នេះគឺថ្មីស្រឡាងសម្រាប់នាងដែលធ្វើឲ្យមិត្តភក្តិរបស់នាងឈរស្ងាត់មាត់ជ្រាបតែម្ដងស្ដាប់ណានេះកិច្ចសន្យារវាងអតិរិកនិងត្រកូលអារ៉ាហ្គាគឺដើម្បីផលប្រយោជន៍ទាំងសងខាងអ្នកណាហ៊ានក្បត់ច្បាស់ជាចប់មិនខានកាលពីមុនកិច្ចសន្យានេះតំណាងឲ្យភាពស្មោះត្រង់និងកតញ្ញូប៉ុន្តែក្រោយពេលអធិរាជសោយទីវង្គតវាបានคล้ายជាបណ្ដាសាដ៏គួរឲ្យខ្លាចបំផុតសូម្បីតែអធិរាជស្លាប់បាត់ទៅហើយក៏ដោយក៏កិច្ចសន្យានៅតែមានឥទ្ធិពលវាចងជើងត្រកូលអារ៉ាហ្គាឲ្យធ្វើជាអ្នកបម្រើផ្ដាច់មុខជារៀងរហូតប៉ុន្តែវត្តនៃការធ្វើទាសករដ៏សែនយូរអង្វែងនេះទីបំផុតចាប់ផ្ដើមមានសញ្ញារង្គោះរង្គើហើយព្រោះឯដឹងត្រកូលនេះទើបតែឈ្នះសង្គ្រាមដណ្ដើមរាជបល្ល័ង្កហើយថែមទាំងទទួលបានច្បាប់ចម្លងនៃសៀវភៅស្ដេចទេវៈទៀតផងប៉ុន្តែរឿងវាមិនងាយស្រួលអញ្ចឹងទេមានជនក្បត់ម្នាក់បានលួចសៀវភៅនោះរត់បាត់ឈ្មោះរបស់គេគឺអាក្រាជាជនក្បត់ពួកគេបានចាប់ចងគេហើយបង្ខំឲ្យប្រគល់វាវិញបើមិនចង់ឲ្យបណ្ដាសានោះស៊ីសាច់ខត់ឈាមគេត្រូវគេគម្រាមឲ្យប្រគល់សៀវភៅស្ដេចទេវៈនោះមកវិញជាបន្ទាន់មុនពេលត្រូវទទួលរងការជាចាប់ផ្លូវកាយត្រកូលនេះប្រើគ្រប់មធ្យោបាយដើម្បីគម្រាមគេប៉ុន្តែទីបំផុតក្តីសង្ឃឹមត្រូវរលាយសូន្យអាកូរីបានហែកសៀវភៅនោះជាចម្រៀកហើយបោះវាចោលពីពេញជួរភ្នំបេះដូងពិភពលោកបន្ទាប់មកគេក៏ខ្លាចជាជនទី1ដែលត្រូវស្លាប់ដោយសារបណ្ដាសានោះដោយសារតែអំណាចបណ្ដាសាទោះជាមនុស្សប្រុសក៏គេអាចបង្កើតកូនប្រុសបាន2នាក់ដែរនោះគឺអាឌីននិងអារីអែលកូនប្រុសរបស់ជនក្បត់ក្នុងចំណោមពួកគេទាំងពីរអារីអែលបានក្លាយជាអ្នកបម្រើដែលមានថាមពលខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រចំណែកអាឌីនវិញត្រូវគេល្បីថាជាមនុស្សទន់ខ្សោយនិងល្ងងបំផុតមីឌៀមឆ្លងណាស់តើអ្នកណាជាអ្នកបង្កើតពាក្យចចាមអារ៉ាមដ៏ឈួតលីលានេះគេនិយាយច្បាស់ថាគេមិនចង់នាំពួកគេទៅជាមួយទេហើយហាមមិនឲ្យដើរតាមទៀតប៉ុន្តែក្មេងស្រីនោះប្រកែកថាមិនមែនដើរតាមទេគឺមានអីវ៉ាន់ត្រូវប្រគល់ឲ្យវាជាសម្បត្តិពីមេកន្ទ្រីងប្រចាំតំបន់សាឡាស្មាតែចំពោះនេះគឺគ្មានក្តីមេត្តាសម្រាប់ពួកអ្នកខុសឆ្គងឡើយនៅក្នុងសម្បត្តិនោះគាត់ទៅសែថាគាត់នឹងមើលរំលងរឿងបាត់របាយការណ៍ការពីលើកមុនហើយបង្គាប់ឲ្យអ្នកបម្រើម្នាក់នេះទៅប្រមូលតពសៀវភៅស្ដេចទេវៈដែលបាត់បង់មកវិញពួកវាតាក់ទងនឹងការវិលំលៃរបស់គាត់បើមើលតាមសំណេរនេះពួកអ្នកបម្រើផ្សេងទៀតច្បាស់ជាដឹងពីរឿងច្បាប់ចម្លងនេះហើយគាត់បញ្ជាក់ថាថ្មីនេះមានគេឃើញវាហើយក៏សួរក្មេងស្រីនោះថានាងដឹងរឿងនេះឬអត់នាងនិមិត្តភ័ក្រឆ្លើយថាដឹងហើយថែមទាំងរអិលមាត់និយាយថារឿងនេះគឺផ្ដាំចេញពីឪពុករបស់គេដែលជាជនក្បត់ពេលនោះអ៊ីស្ម៉ាអែលភ័យបាសសក់តែម្ដងគេក៏ប្រញាប់ជន់ជើងនាងមួយទំហឹងដើម្បីឲ្យបិទមាត់អ្នកបម្រើប្រាប់ឲ្យពួកគេជប់និយាយទៅព្រោះវាច្បាស់ណាស់ថាពួកគេដឹងពីប្រវត្តិរបស់គេអីពេលនេះគេត្រូវទៅសាលាស្មាដើម្បីជួបមេកាទ្រីនតំបន់សិនគេក៏និយាយអរគុណដែលបានជួយយកសម្បត្តិមកឲ្យព្រោះយ៉ាងណាក៏ពួកគេធ្វើដំណើរទៅផ្លូវតែមួយដែរគេប្រាប់ឲ្យពួកគេដើរតាមហើយរៀបរាប់ពីស្ថានភាពដែលកំពុងកើតឡើងនៅទីនោះប្រាប់គេផងទោះឯយើងនិយាយម៉ាត់ថាដោយសារតែផ្លូវនេះមិនមែនជារបស់គេបើចង់ដើរតាមក៏ដើរមកគ្រាន់តែឬបែបនេះភ្លាមក្មេងស្រីនោះអចង្ហោះភ្នែកភ្លឺផ្លេតរួចក៏ប្រញាប់ដើរតាមគេតែម្ដងពេលយប់ឈានចូលមកដល់ពួកគេក៏ឈប់សម្រាកនៅតាមផ្លូវស្រាប់តែតួឯកយើងដាស់អ្នកទាំងពីរឲ្យងើបឡើងរួចបន្តដំណើរទៅមុខទៀតទាំងកំពុងងុយពួកគេដើរទៅរកប្រភពទឹកមួយកន្លែងស្រាប់តែមានសម្លេងស្រែកកំហុកមកថាពួកគេមិនអាចដងទឹកពីទីនេះបានទេតួឯកយើងប្រាប់ដោយសន្តិវិធីថាគេមិនចង់មានរឿងទេហើយសួរថាតើចង់បានអ្វីជាថ្នូរអាអ្នកកាន់ដាវនោះក៏តបវិញយ៉ាងក៏ឃ្លឿនថាវាចង់បានពួកគេទាំងអស់អាសានសួរថាតើអាចចរចាគ្នាបានទេពួកចៅគិតថាក្មេងនេះនិយាយច្រើនដូចមនុស្សធំហើយសង្ស័យថាមិនបានជាពាក់ម៉ាស់បន្ទាប់មកមេកន្ទ្រីងរបស់ពួកវាក៏បញ្ជាឲ្យចាប់ក្មេងស្រីនោះហើយសម្លាប់2អ្នកទៀតចោលទៅតែមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះពួកចៅទាំងអស់ដេកដួលលើដីអង្វរសុំជីវិតពួកវាអះអាងថាខ្លួនជាជនស្លូតត្រង់អ៊ីស្ម៉ាអែលសួរចាក់ដោថាចុះពួកឯងមិនមែនជាចៅទេពួកវាប្រញាប់បកស្រាយថាពួកវាត្រូវកូនចៅរបស់កាហ្សលបង្ខំឲ្យធ្វើការដើម្បីតាមរកសៀវភៅនោះពួកវាធ្ងោថាតើឲ្យពួកយើងទៅរករបស់ដែលមិនទាំងស្គាល់មុខយ៉ាងម៉េចទៅបានត្រឹមតែដើររកព្រាវនឹងឯងសំណាងល្អដែលពួកវាបានជួបមនុស្សចិត្តធម៌ដូចជាតួឯកយើងប៉ុន្តែក្មេងស្រីនោះសង្ស័យថាពួកនេះប្រហែលជាចៅពិតប្រាកដដែលកំពុងតែដោះសារចំណែកឯអាសាឌីនក៏មិនជឿពួកវាដែរព្រោះផ្លូវនេះសម្បូរទៅដោយអ្នកដំណើរនិងអ្នកចំនួនឆ្លងកាត់ជានិច្ចមីរៀងគិតថាត្រូវតែកម្ចាត់ពួកនេះចោលដើម្បីបិទមាត់និយាយចប់នាងក៏ទាញកាំបិតចេញមកភ្លាមតួឯកយើងប្រាប់ឲ្យនាងស្ងប់អារម្មណ៍ដោយបញ្ជាក់ថាគេមិនសម្លាប់មនុស្សដោយគ្មានហេតុផលទេនាងប្រកែកថាទោះជាពួកវាជាមនុស្សល្អក៏ដោយក៏វាអាចនឹងយកព័ត៌មានរបស់ពួកគេទៅប្រាប់គេដែរបើទុកឲ្យរស់នោះអាឌីនជឿជាក់ថាមិនគួរសម្រាប់គេដើម្បីតែភាពងាយស្រួលរបស់ខ្លួនឯងទេព្រោះមនុស្សគ្រប់រូបសននឹងទទួលបានឱកាសទី2ពួកចៅក៏បញ្ញាប់ជួយអបអរថាតម្លៃជីវិតពិតជាសំខាន់មែនពួកវាចាប់ផ្ដើមបញ្ចោគេថាគេច្បាស់ជាទទួលបានពរជ័យដោយសារតែសេចក្តីមេត្តានេះប៉ុន្តែខុសការរំពឹងទុកតួឯកយើងស្រែកបញ្ជាឲ្យពួកវាបិទមាត់ភ្លាមពួកចៅនឹកស្មានមិនដល់សោះថានឹងបានជួបមនុស្សមកពីត្រកូលអ្នកបម្រើនៅទីនេះសោះស្រាប់តែពួកវាម្នាក់ក្រឡេកទៅឃើញថាគ្រាន់តែមួយកណ្ដាប់ដៃសោះធ្វើឲ្យភ្នែកមិត្តភក្តិរបស់វាបែកខ្ទេចបាត់ទៅហើយគួរឲ្យរន្ធត់ណាស់ផាំងចំកណ្ដាលមុខតែម្ដងតួឯកយើងបានម៉ាត់មួយដៃយ៉ាងធ្ងន់ទំលាយកម្លាំងសាហាវទៅលើអាចៅព្រៃដែលហ៊ានលួចវាយឈ្មោះគាត់ពីក្រោយកុំកំរើកបើហ៊ានតែញាប់ញ័រសំបីតែបន្តិចក៏បើពួកឯងនឹងខ្ទេចមិនខាន
ពួកចៅភ័យឡើងស្លេកមុខគិតក្នុងចិត្តថាព្រះអើយមិនមែនសន្យាថាទុកជីវិតឲ្យទេហ៎អូក៏ពិតជាទុកជីវិតឲ្យមែនតែសុំវាយបំបាក់ចៅសិនវាយឲ្យពីការអស់មួយជីវិតដើម្បីកុំឲ្យពួកវាទៅធ្វើបាបអ្នកដទៃបានទៀតទោះបីជាពេលនេះពួកវាមិនទាន់ដឹងកំហុសក៏ដោយមិត្តរួមដំណើរទាំងពីរយកព្រមទាំងស្រុងជាមួយវិធីដ៏ខុសខែវនេះស្របពេលនោះដែរនៅលើយអដឈើមានសត្វទីតុយមួយក្បាលកំពុងសម្លឹងមើលសកម្មភាពដ៏សាហាវនេះដោយស្ងៀមស្ងាត់បំផុត ចុងក្រោយពួកចៅក៏អូសជើងដើរចេញទាំងឈឺចាប់ស្ទើរដាច់ខ្យល់ដើរបណ្ដើរក្តៅកាហាយបណ្ដើរស្បត់ថានឹងសងសឹកតួឯកយើងវិញឲ្យទាល់តែបានបើមានថ្ងៃក្រោយ ប៉ុន្តែអ្នកណាទៅដឹងចំពេលនោះស្រាប់តាផាំងមានបិសាចអកនេះរៀងប៉ិនយៈមួយក្បាលលេចមុខមកវាយបំបាក់អាចៅម្នាក់ឲ្យដេកដួលក្នុងមួយប៉ព្រិចភ្នែកបិសាចនោះចាប់កំទេចអាចៅនោះលេងដូចជាកូនក្មេងច្របាច់កូនជ័រអញ្ចឹងបន្ទាប់មកវាចាប់អ៊ូកម្នាក់ទៀតធ្វើដូចជារបស់លេងឲ្យស្រែកហៅថាជីចំណីយ៉ាងសាហាវខុនតែលេបជួបពូមួយបាត់វាចាប់អ៊ូអ្នកដែលនៅសល់រួចប្រកាសក្តាញ់ក្តាញ់ថាពួកនេះជាអាហារបម្រុងទុកញ៉ាំពេលក្រោយឃើញទេកម្មពីមានពិតមែនហើយវាមិនមែនមកតែឯងទេណាមានកងទ័ព Goblin កាន់អាវុធដាក់អមជាមួយទៀតផងអូគីយៈនោះចាប់ខ្ទប់អាចៅម្នាក់រួចញាត់ចូលកត្រកស្ពាយពីក្រោយទុកជាកម្មសិទ្ធិរបស់ខ្លួនយ៉ាងរំភើយចំណែកឯពួក Goblin វិញអូហូកំពុងតែរួមហែកស៊ីសាច់មនុស្សដែលនៅសល់យ៉ាងឆ្ងាញ់មាត់បំផុតសាហាវហួសថ្លែងរំពេចនោះភ្នែកដ៏គួរឲ្យខ្លាចរបស់បិសាចយៈនោះក៏កលេចទៅឃើញភូមិមនុស្សមួយដែលមានកំពាំងបន្ទាយការពារយ៉ាងរឹងមាំនិងធំសម្បើមវាគឺចាប់ផ្ដើមបោះជំហានសម្ដៅទៅទីនោះតែម្ដងក្នុងចិត្តវាគិតថានៅទីនោះច្បាស់ជាមានសាច់មនុស្សច្រើនរាប់មិនអស់សម្រាប់វានឹងកងទ័ពបិសាចញ៉ាំមិនខានងាកមកមើលក្រុមទូអាយយើងវិញកំពុងជិះសត្វបន្តដំណើរតាមផ្លូវយ៉ាងរំភើយដំបូងឡើយអ្នកនាំសារគិតថាគាត់ចិត្តទុនពេកតែបែរជាភ្ញាក់ប្រៅនឹងចរិតដ៏ត្រជាក់ស្រេបរបស់អាឌីនទៅវិញសម្រាប់មីឌៀនវិញនាងគិតថាយុទ្ធសាស្ត្រនេះមិនអន់ទេកាលពីដើមឡើយយ៉ាងហោចណាស់ក៏ល្អដែរទម្រាំតែពួកគេអាចដណ្ដើមយកអាវុធមកវិញបានទាំងអស់នោះអ្នកនាំសារគិតថាវាពិបាកយល់ពីអារម្មណ៍អ្នកដទៃណាស់បើយើងមិនធ្លាប់ជួបផ្ទាល់ការបាត់បង់ភ្នែកម្ខាងគឺវាមានផលវិបាកធ្ងន់ធ្ងរលើសពីអ្វីដែលនរណាម្នាក់អាចស្រមៃដល់ទៅទៀតអ្នកដែលធ្លាប់តែដើរធ្វើបាបនិងបង្កភាពភ័យខ្លាចដល់អ្នកដទៃពីមុនមកឥឡូវនេះបែរជាត្រូវរស់នៅក្នុងសុបិនអាក្រក់របស់ខ្លួនឯងទៅវិញកម្មតាមតាន់ភ្លាមតែម្ដងបើមើលតែមួយជ្រុងទៀតនេះគឺជាឱកាសដ៏ល្អមួយដើម្បីឲ្យពួកវាអាចលាងបាបនិងកែប្រែកំហុសដ៏សែនអាក្រក់របស់ខ្លួនបានអ៊ីស្ម៉ាអែលយល់យ៉ាងច្បាស់ពីបំណងនេះតួឯងយើងទុកជីវិតឲ្យពួកវាក៏ដើម្បីផ្ដល់ឱកាសចុងក្រោយឲ្យពួកវាមានពេលលាងសម្អាតដួងព្រលឹងដ៏ខ្មៅកខ្វក់របស់ខ្លួនឯងដែរតែថាម៉េចទៅការសន្ទនានេះមិនបានចូលទៅជាតួឯងយើងសោះក្នុងគូក្បាលគាត់កំពុងតែខ្វល់រឿងដែលឮថា Mark Grail Castle កំពុងតាមប្រមាញ់រកស៊ីភៅរបស់ស្ដេចទេវៈយ៉ាងដុតដៃដុតជើងអ៊ីស្ម៉ាអ៊ីលបញ្យល់ថា Castle បានបាត់បង់សិទ្ធិឡើងគ្រងរាជទៅហើយអញ្ចឹងទៅវាចង់បានសៀវភៅនៅមុននគមលុកខ្លាំងដើម្បីវាឡើងទៅកាន់អំណាចវិញម្ដងទៀតអ្នកនយោបាយដែលស្រីឃ្លានអំណាចគឺពិតជាគ្រោះថ្នាក់បំផុតដើម្បីសុវត្ថិភាពតួឯងយើងដាច់ខាតត្រូវតែដោះមកចេញទោះបីជាវាធ្លាប់ជាសញ្ញាសម្គាល់ខ្លួនគាត់ក៏ដោយពួកគេត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតត្រូវសំងំឲ្យស្ងាត់ឈឹងរហូតតតែអាចគេចផុតពីទឹកដីរបស់ Mark Grail Castle ទាំងស្រុងផ្លាត់ស្នៀតតែបន្តិចគឺចប់ការមិនខានគ្រាន់តែគាត់ទាញមកចេញពីមុខភ្លាមស្ងាត់ជ្រាបមិត្តទាំងពីរអ្នកបើកភ្នែកធំសម្លឹងមើលឡើងភ្លឹកហាវត្តចំហនិយាយលេងចេញតែម្ដងភាពតក់ស្លុតពិតប្រាកដគឺគាត់អត់មានគ្រាប់ភ្នែកទេគឺទទេស្អាតតែម្ដងភ្លាមនោះគាត់ក៏ប្រញាប់ទាញសម្លៀកបំពាក់មកបិទបាំងដើម្បីខ្លាញ់បន្លំខ្លួនយ៉ាងលឿនពួកគេសួរទាំងងងឆ្ងល់ថាតើគាត់អាចធ្វើរឿងគ្រប់យ៉ាងបានយ៉ាងរលូនដោយគ្មានភ្នែកបានដោយរបៀបណាសម្រាប់អាឌីនវិញគាត់ផ្ទាល់ក៏មិនដឹងចម្លើយដែររឿងដែលហ៊ូចិត្តនោះគឺគាត់អាចមើលឃើញពិភពលោកច្បាស់តាំងពីកើតមកម្លេះទោះគ្មានភ្នែកក៏ដោយពេលនោះគាត់ចាប់អារម្មណ៍ថាក្មេងស្រីម្នាក់នោះចង់និយាយអ្វីម្យ៉ាងតែមិនហ៊ានហាមាត់គាត់ក៏ប្រាប់ឲ្យនាងនិយាយមកត្រង់មកនាងក៏លួចខ្សឹបថាគាត់មើលតែលោជាងបើគិតថាវាគ្រាន់តែជារបួសស្នាមស្ដាប់ហើយចង់តែក្តៅក្រហាយទៅក្នុងគំនិតនាងគិតថាគាត់សង្ហាណាស់ណាបើសម័យថាគាត់បាត់បង់ភ្នែកដោយសារគ្រោះថ្នាក់អ្វីមួយវាប្រកាសជាធ្វើឲ្យគាត់មើលទៅរត់តែតាក់ទីមិនខានអញ្ចឹងហើយទើបនាងជឿជាក់ថាមានស្នាមសម្លាក់លើមុខសង្ហាគឺប្រសើរជាងមានភ្នែកគួរឲ្យខ្លាចទៅទៀតមិត្តនាងឮហើយបញ្ញាប់ពមៀនភ្លាមថាមីឌៀនឯងកំពុងតែនិយាយស្ដីគ្មានសុជីវធម៌សោះហើយទូឯកយើងញញឹមស្ងួតរួចទម្លាយថាមនុស្សដែលធ្វើឲ្យគាត់របួសនេះក៏ធ្លាប់និយាយប្រយោគដូចគ្នាបេះបិទនេះដែរពេលគេសួរថាអ្នកណាជាអ្នកធ្វើគាត់ឆ្លើយស្រាលថាគឺអារីអែលជាប្អូនស្រីបកៅរបស់គាត់នាងធ្លាប់និយាយថាវាចម្លែកណាស់ដែលឃើញរុនភ្នែកទៅទេស្អាតអញ្ចឹងយ៉ាងហោចណាស់បើនាងឈោតមុខគាត់ឲ្យមានស្នាមគេអាចស្រមៃថាមានអ្វីកើតឡើងចំពោះភ្នែកគាត់សាហាវមែនគិតមើលនាងហ៊ានយកកំបិតមកឈោតមុខគាត់ដោយសំអាងថាធ្វើអញ្ចឹងមើលទៅសង្ហាជាងតាំងពីពេលនោះមកគាត់តែងតែធ្វើពុតជាមនុស្សខ្វាក់ហើយរស់នៅតែម្នាក់ឯងដោយគ្មានបញ្ហាអ្វីឡើយមេជិនសួរទាំងឆ្ងល់ថាចុះពួកយើងត្រូវធ្វើពុតជាថេរក្សាមនុស្សខ្វាក់ដែរឬអត់គាត់ក៏វិក្បាលប្រាប់ថាមិនបាច់ខំផឹងសម្ដែងពេកទេអត់អីទេធ្វើដំណើរមកដល់ចុងផ្លូវពួកគេក៏បានប្រទះឃើញបន្ទាយដ៏ធំមួយប្រាប់ឲ្យដឹងទៅចុះនេះគឺជាបន្ទាយតែមួយដែលអាបិសាចអុកខេយៈកំពុងតែដើរសម្ដៅមករកនោះឯងពួកគេអាចមើលឃើញខ្លងទ្វារយ៉ាងច្បាស់តែបញ្ហាគឺអូហូជួរអ្នករងចាំចូលគឺវែងអនឡាញស្ទើរតែដាច់កតុយភ្នែកទៅហើយកន្លែងនេះមិនមែនធម្មតាទេណាវាជាភូមិដែលផ្លូវអតិរិទ្ធចាប់ផ្ដើមដែលជាចំណុចចាប់ផ្ដើមដ៏ល្អឥតខ្ចោះបំផុតសម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយរបស់ពួកគេ
ដល់វាស្ដាយហើយតួឯងយើងធ្វើពុតជាអ្នកធម្មយាត្រាខ្វាក់ភ្នែកដោយមានក្មេង2នាក់នឹងហើយតាមតែពេលគាត់ប្រកាសក្តែងថាខ្លួនជាភ្នែករបស់ពីដននោះធ្វើឲ្យអ៊ីស្ម៉ាអែលកាំងនិយាយលេងចាញ់តែម្ដង ទីហ៊ានជាម្នាក់បានសួរអ្នកដំណើរថាស្ថានភាពនៅទីនេះខុសពីពេលមុនដែលគាត់ធ្លាប់មកឬអត់សួរមិនតាន់ចប់ផងស្រាប់តែពួកវាចាប់ទីងសម្លៀកបំពាក់គាត់ចេញហើយរឹបអូសយកអីវ៉ាន់ទាំងអស់គ្មានសល់ មីឌៀនក្តារកាហាយជំនួសគឺថានេះវាចោលប្លន់ស្រស់តែម្ដងចំណែកអ៊ីស្ម៉ាអែលក៏លួចរអ៊ូក្នុងចិត្តថាកាលពីមុនណាស្ថានភាពមិនដល់ថ្នាក់យ៉ាប់យឺនសាហាវបែបនេះទេតែតួឯងយើងវាយឆ្លាតណាស់គាត់សង្កេតឃើញភ្លាមថាពួកវាមិនមែនចេះតែឆៃឆេផ្ដេសផ្ដាស់ទេតាមពិតពួកវាកំពុងតាមស្វែងរករបស់សំខាន់មួយយ៉ាងនៅក្នុងវ៉ាលីសរបស់អ្នកភូមិ មានគេសួរចំថាតើគាត់មើលមិនឃើញមែនទេអាជីដានឆ្លើយយ៉ាងរំភើយថាបាទគាត់ក៏បន្តអួតថាក្មេងកំព្រាទាំងពីរនាក់នេះហើយដែលជាអ្នកជួយនាំផ្លូវគាត់ក្នុងការធ្វើធម្មយាត្រានេះ ឆ្លៀតឱកាសពេលកំពុងវឹកវរគាត់ក៏លួចខ្សឹបសួរបរិសុទ្ធចំណាស់ម្នាក់ដែលនៅក្បែរនោះថាតើមានរឿងមហាអស្ចារ្យអីកើតឡើងឲ្យប្រកាសទៅ បរិសុទ្ធណានោះខ្សឹបប្រាប់ទាំងភ័យខ្លាចថាមានពាក្យចចាមអារ៉ាមល្បីពេញភូមិអំពីការលេចឡើងនៃច្បាប់ចម្លងសៀវភៅរបស់ស្ដេចឌីវៈ ពាក្យចចាមអារ៉ាមនោះថែមទាំងប្រាប់ទៀតថាមានអ្នកនាំសារម្នាក់លួចគប់ពីសភៅនោះហើយឥឡូវវាកំពុងតែរីប៉ាយគ្រប់កន្លែងពេលនេះកូនចៅដ៏សែនកាចសាហាវរបស់ Margrave Castle កំពុងតែតាមប្រមាញ់រកសន្លឹកសៀវភៅទាំងនោះយ៉ាងសស្រាក់សស្រាំបំផុត អ្នកដែលនៅពីក្រោយភេវឹកវោនេះគឺបរិសុទ្ធសចំនួន3នាក់ឬបែបនេះតួឯងយើងដឹងភ្លាមតែម្ដងថាអូហូការពិតនៅមានមនុស្សលោភលួនអំណាច2នាក់ទៀតដែលមានចរិតអាក្រក់ដោយអាខាសលបេបិត ស្ថានភាពនេះវាមិនល្អតតែសោះគេដឹងច្បាស់ថារឿងរ៉ាវប្រកាសជាវឹកវរធំហើយពេលនេះ ស្ដាប់ណាបុរសម្នាក់បានស្រែកអង្វរឆ្មាំទាំងទឹកភ្នែកថាគាត់ត្រូវការលុយនោះដើម្បីចិញ្ចឹមគ្រួសារគាត់សួរចំថាបើតាមរោគសៀវភៅស្ដេចទេវៈមែនហេតុអ្វីមកប្លន់លុយប្រជាជនបែបនេះប៉ុន្តែចម្លើយដែលគាត់ទទួលបានគឺក្តាប់ដៃទីហ៊ាននោះវាយបរោះកំសត់មួយទំហឹងធ្វើឲ្យគាត់របូតដៃធ្លាក់ទៅដីពេលគាត់ដួលទីហ៊ានទៅនោះបែរជាសៅចង្អកយ៉ាងថោកទាបពួកវាប្រាប់ថាសៀវភៅវេទមន្តអាចមានរូបរាងគ្រប់បែបយ៉ាងហើយលុយនេះក៏អាចជាសៀវភៅខ្លៃបង្លំដែរអីអាឡេះស្រស់ហ្មងពួកវាថែមទាំងប្រាប់ទៀតថានឹងយកទៅត្រួតពិនិត្យសិនហើយបើមិនមែនជាសៀវភៅទេនឹងបកគោលឲ្យវិញជឿឯងគ្មានផ្លូវភ្លាមនោះកូនស្រីតូចរបស់គាត់ស្ទុះចេញមកនាងស្រីខ្លាំងៗថានេះគឺជាអំពើចោរប្លន់ហើយទាមទារឲ្យប្រគល់លុយឪពុកនាងវិញក្លាហានមានក្មេងតូចតែពួកទាហានឈាមត្រជាក់ទាំងនោះគំរាមនាងវិញពួកវាថាក្មេងមិនគួរចេះដឹងរឿងមនុស្សធំទេថែមទាំងបំរុងនឹងលើកដៃវានាងទៀតផងថោកទាបកម្រិតណាទៅពួកនេះឃើញបែបនេះឪពុកនាងក៏ស្ទុះទៅពាំងពីមុខកូនស្រីភ្លាមគាត់ស្រែកខាត់ពួកវាមិនឲ្យប្រើអំពើហិង្សាលើក្មេងតូចដែលគ្មានកំហុសបែបនេះទេ ហើយបន្ទាប់មកផាំងពួកទាហានបញ្ជាឲ្យគាត់បិទមាត់រួចវាយក្បាលពោះគាត់មកដៃយ៉ាងណនំអ្នកភូមិទាំងអស់ឃើញហើយពោះក៏ជ្រោកខឹងសម្បាយ៉ាងខ្លាំង ឆ្មាម្នាក់កំហុសឲ្យឪពុកនោះទៅបដៅកូនមីឌៀនឃើញហើយក្តៅក៏ហាយស្ទើរផ្ទុះទៅហើយតែតួឯងយើងស្ងប់ស្ងាត់មុខស្លាប់ដល់វេនពួកគេហើយតើត្រូវធ្វើយ៉ាងណាទៅមីឌៀនចង់តែស្ទុះទៅវាយទេតែតួឯងយើងខាត់សិនត្រង់នេះឯងស្រាប់តែទាហាន2នាក់ខ្សឹបខ្សៀវគ្នាដោយទឹកមុខភ្ញាក់ប៉ាល់យ៉ាងខ្លាំងភាពវឹកវរក៏ផ្ទុះឡើងមនុស្សម្នាចាប់ផ្ដើមរត់បិទទ្វារផ្ទះក្រាំងនិងប្រមូលអីវ៉ាន់រត់ចែកជើងគ្នាគ្រប់គ្នាងឿងឆ្ងល់ថាតើមានរឿងអីកើតឡើងហេតុអីក៏ភ័យស្លន់ស្លោបែបនេះ បន្ទាប់មកក៏មានការប្រកាសមានសត្វអូកយៈលិចមុខនៅក្បែរនោះតួឯងយើងប្រាប់ថាគេបានលួចស្បាប់លឺពួកឆ្មាំនិយាយគ្នាមុននេះទៅជាគេពិតជាប្រកែមែនតែរឿងដែលគួរឲ្យរន្ធត់នោះគឺពួកទាហានបានបិទទ្វារក្រុងចិត្តឆឹងបាត់ទៅហើយ ប្រជាជននៅខាងក្រៅខឹងសម្បាយ៉ាងខ្លាំងពួកគេស្រែកទាមទារឲ្យឆ្មាំបើកទ្វារដើម្បីឲ្យពួកគេអាចចូលទៅពួនខាងក្នុងបាន ក៏លេចមកមើលនៅជំរំទាហានឯនេះវិញតាកូនប្រុសសំណប់របស់ខាសលកំពុងសួរថាតើពួកវាប្រកាសចិត្តទេដែលបិទទ្វារក្រុងចោលបែបនេះ ពួកទាហានបញ្ជាក់ច្បាស់ណាស់ថាគ្មានសៀវភៅស្ដេចទេវៈនៅទីនោះទេដូច្នេះហើយពួកវាក៏សម្រេចចិត្តវិច្ចបង្វិចលុយដែលប្លន់បានរួចរៀបចំរត់គេចខ្លួន ពេលគេសួរថាត្រូវធ្វើយ៉ាងណាតាក៏បញ្ជាឲ្យកូនចៅទៅសម្លាប់សត្វអូកឺនិងបិសាចផ្សេងៗអាងតែពួកគេវឹកហាត់គ្រប់គ្រាន់អាចកម្ចាត់វាបានតែការពិតពួកនេះទើបតែវឹកហាត់ជាមួយវាបានមួយថ្ងៃគត់ទាហានម្នាក់ក៏ស្ទុះមកសុំដឹកនាំទ័ពការពារទីក្រុងហើយអង្វរឲ្យបើកទ្វារទទួលប្រជាជនជួលតាសាច់ចាំឲ្យយ៉ាងចាស់ដៃវាថាមនុស្សដូចគេមិនមែនជាអសរិតទេកុំសង្ឃឹមថាអាចធ្វើអ្វីបានដោយសោះ តែស្ដាប់ណាស់ ខ្លួនវាជាអសរិតបែរជារត់ចោលស្រុកទៅវិញរឿងនេះធ្វើឲ្យកូនចៅក្តៅក៏ហាយខ្លាំងណាស់ទោះយ៉ាងណាវានៅតែបោះបង់ភារកិច្ចចោលហើយរត់ឡើងរទេះសេះបាត់ខណៈពេលដែលរទេះសេះកំពុងបានចេញទៅអសរិតម្នាក់នោះក៏សង្កេតឃើញថាផែនដីកំពុងតែញ័ររញ្ជួយចំណែកឯប្រជាជននៅខាងក្រៅវិញគ្រប់គ្នាអស់សង្ឃឹមរលីងពួកគេគិតថាចប់ហើយពួកយើងច្បាស់ជាត្រូវបិសាចស៊ីជាចំណីមិនខាននេះការភ័យខ្លាចគ្រប់មកដល់ពេញទីនោះពួកគេខ្លាចត្រូវស្លាប់ដោយសារពពួកអូហ្គើនិងហ្គោបលីនងាកមកមើលក្បែរនោះអ្នកភូមិម្នាក់ក៏លេចឃើញហ្វូងហ្គោបលីនដោយច្រើនសន្ធឹកសំហប់កំពុងសម្រុកមក ហ្វូងបិសាចទាំងអស់នេះកំពុងតែស្រែកឃ្លានសាច់ស្រស់ៗយ៉ាងខ្លាំងពីចម្ងាយអ្នកភូមិដោះកំសត់ម្នាក់សម្លឹងមើលមហន្តរាយនេះមិនអស់សង្ឃឹមក្នុងជីវិត ងាកមកមើលក្រុមតួឯងយើងវិញពួកគេឃើញពួកបិសាចកំពុងសម្រុកមកជិតហើយក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងសត្រូវអ្នកភូមិនាំគ្នាកាន់គប់ភ្លើងហើយចាប់ផ្ដើមដើរតាមផ្លូវស្ត្រីម្នាក់បានព្រមានថាផ្លូវខាងមុខនេះនឹងកាន់តែគ្រោះថ្នាក់នៅពេលយប់នាងក៏អង្វរឲ្យគេជួយនាំផ្លូវប្អូនស្រីនិងពូរបស់នាងដោយហុចចង្គៀងមួយទៀតទៅឲ្យអ៊ីស្ម៉ាអែលគេក៏អរគុណហើយសន្យាថានឹងមើលថែពួកគេឲ្យបានល្អអាសាឌីនក៏ចាប់អារម្មណ៍ថាមនុស្សម្នាមានចិត្តល្អចំពោះគេជាងមុនពេលគេធ្វើពុតជាមនុស្សខ្វាក់ពួកអសរិតនឹងទាហានស៊ីឈ្នួលបានរត់ចោលអស់ទៅហើយប៉ុន្តែភូមិនេះនៅតែត្រូវការអ្នកការពារដដែល
គាត់បានអំពាវនាវឲ្យអ្នកដែលអាចប្រយុទ្ធបានរួបរวมគ្នាឈរយ៉ាងក្លាហានក្បែរពួកទាហានជួយគ្នាទាល់តែអស់ពីសមត្ថភាព អ្នកភូមិធម្មតាត្រូវនៅតស៊ូការពារភូមិខណៈពេលដែលមនុស្សចាស់និងអ្នករបួសអាចរត់គេចខ្លួនមុនឲ្យបានលឿនបំផុត ឪពុកក្មេងស្រីនោះប្រកាសក្តែងថាគាត់នឹងការពារនាងនឹងប្រយុទ្ធដើម្បីភូមិតែនរណាដឹងកូនស្រីតូចនោះតបវិញទាំងបារម្ភថាគ្រាន់តែចិត្តផ្លែប៉មិនចង់រួយផងទៅច្បាំងអីលោកប៉ា នាងពិតជាមិនជឿសោះថាពួកអសុរិតដែលស្បត់ថាបំរើប្រជាជនបែរជាបោះបង់ពលរដ្ឋខ្លួនឯងចោលបែបនេះ រឿងនេះធ្វើឲ្យមីឌៀមក្តៅស្រឹកត្រជាយ៉ាងខ្លាំងនាងគិតថាស្ថានភាពនេះពិតជាគួរឲ្យខ្ពើមរអមនិងថោកទាបបំផុត នាងដឹងច្បាស់ថាពួកវាបានបណ្ដេញប្រជាជននៃទីក្រុង Vibris ដែលពួកវាគួរតែការពារនោះចេញទៅរកសេចក្តីស្លាប់ មេឌៀមឆ្ងល់ណាស់ដែលជនជាតិអាការ៉ាមេនីចេះអាណិតអ្នកទីក្រុង Vibris ដែរតែបរិខខសាសនានោះតបវិញថាគេមិនខ្វល់ទេព្រោះគេក៏មានអារម្មណ៍មិនខុសពីនាងដែរ ស្រាប់តែពេលនោះគេប្រាប់គ្រប់គ្នាថាដល់ពេលត្រូវបំបីខ្លួនគ្នាហើយនិយាយចប់គេក៏ទាញអាវុធរួចបាត់ខ្លួនវឹបដោយខ្មោចក្នុងមួយប្រព្រឹត្តភ្នែក អ្នកទាំងពីរភ្ញាក់ព្រឹកស្រែកហៅឲ្យគេឈប់សិនស្របពេលជាមួយគ្នានោះប្រជាជនវីប្រៃបានប្រដាប់ដោយអាវុធតម្រង់ជួររងចាំនៅមុខទ្វារក្រុងយ៉ាងអង់អាច ទានម្នាក់ញ័រខ្លួនចម្ប្រប់និយាយទៅកាន់មេបញ្ជាការរបស់ខ្លួនពេលឃើញហ្វូងបិសាចដ៏គួរឲ្យខ្លាចកំពុងតែសម្រុកចូលមកជាងពីក្នុងហ្វូងបិសាចនោះអូហ្គើយ៉ាក់ដ៏ធំសម្បើមួយបានប្រកាសប្រាប់ឈ្មោះវាថា Gulu រាល់ពេលដែលវាឈានជើងដើរមូលដ្ឋានទាំងមូលត្រឹកកំតិចខ្ទេចគ្មានសល់ វាក៏បានបង្ហាញសាច់ដែលស្តុកទុកក្នុងកន្ត្រករបស់វាហើយទាមទារចង់បានបន្ថែមទៀតវាថែមទាំងអួតខ្លួនឯងថាពួកវាជាអូហ្គើដែលឆ្លាតវៃនិងពូកែខាងវិនិយោគទៀតផងយៈចេះរ៉ូស៊ី ពេលឃើញភូមិដ៏ធំដែលពោពេញដោយមនុស្សវាក៏សន្និដ្ឋានភ្លាមថាទីនេះច្បាស់ជាមានសាច់ស្រស់ៗយ៉ាងច្រើនសន្ធឹកសម្រាប់ដាក់ចូលក្នុងថង់របស់វាហើយបន្តមកមេដឹកនាំអូហ្គើនេះក៏ចាប់ផ្ដើមដើរវាយលុកទៅមុខកំទេចរាល់អ្វីៗដែលរារាំងផ្លូវរបស់វាជាមួយនឹងកម្លាំងជើងដ៏ធ្ងន់បំផុត ដល់ម៉ោងហើយមេវិជាការមនុស្សក៏បញ្ជាឲ្យបាញ់ព្រួញចេញទៅចំណែកឯកងទ័ពព្រួញក៏ត្រៀមវាយប្រហារតបតវិញយ៉ាងចាស់ដៃសង្គ្រាមចាប់ផ្ដើមហើយ គ្រាប់ព្រួញរកប៉ុណ្ណោះហោះកាត់លំហអាកាសសម្ដៅទៅរកពួកបិសាចត្រូវពួកគូព្រីនខ្លះមែនប៉ុន្តែសូម្បីតែសាច់អូហ្គើយ៉ាក់នោះក៏មិនមុតសោះស្បែកក្រាស់មែនទែន មេហ្គូប្លីនពាក់លលាក្បាលចចកបានស្រែកបញ្ជាទ័ពហើយទ័ពហ្គូប្លីនរាប់រយហ្វូងសម្រុកចូលដោយទឹកបាក់ទៅនាំដើម្បីវាយទម្លុះទ្វារក្រុងនឹងតែម្ដង មេទ័ពស្រែកឡើងស្អកការពារទ្វារក្រុងឲ្យបានគាត់បញ្ជាឲ្យបាញ់ព្រួញទម្លាក់ទៅលើពួកបិសាចដែលកំពុងសម្រុកចូលមក ប៉ុន្តែអត់ប្រយោជន៍ទេពួកហ្គូប្លីនយកខែមកបាំងព្រួញចិត្តឈឹងពួកវារត់លឿនដូចហោះហើយមួយក្បាលក្នុងចំណងនោះទាញបានពូថៅមួយបាត់ទៅហើយពេលនោះអូហ្គើយ៉ាក់ចាប់បានផ្ទាំងថ្មប៉ុនភ្នំវាបង្វិលខ្លួនហើយក្រវ៉ាត់សម្ដៅទ្វារក្រុងចំកណ្ដាលមុខប្រៅខ្ទេចទ្វារគ្មានសល់ អ្នកក្រុងភ័យបាត់ព្រលឹងពីខ្លួនអស់ហើយពួកបិសាចវាយទម្លុះចូលមកដល់ខាងក្នុងហើយតើអវសានកាលមែនទេ ឲ្យសង្ឃឹមតែមិនចុះចាញ់ពួកគេបន្តបាញ់ព្រួយបន្ថែមទៀតដើម្បីទប់ស្កាត់ការឈ្លានពានដ៏ព្រៃផ្សៃនេះ គោសត់ឪពុកដែលរងរបួសមុននេះកាន់ធ្នូជាប់ក្នុងដៃមិនព្រមលេងមិត្តភក្តិគាត់ស្រែកប្រាប់ថារត់ឲ្យឆ្ងាយទៅងាកមកខាងនេះវិញហ្គូប្លីនពាក់ម៉ាស់កាន់ដំបងវេទមន្តពួនលាក់ខ្លួនក្របទាំងថ្មធំវាកំពុងសូត្រមន្តត្រៀមបញ្ចេញវេទមន្តភ្លើងហើយវេទមន្តលេចរូបរាងឡើងវាញញឹមយ៉ាងពិសោធន៍ពុលរំភើបចិត្តដែលដំបងនោះស្ដាប់តាមបញ្ជារបស់វា នេះវាជាថាសិភៅស្ដេចទេវៈនៅចិត្តនេះឯង កំពុងតែស្រាប់តែភៀឯងយើងលេចមុខមកដល់ហើយជន់បាល់អាទូចមួយជើងពេញទំហឹងចាប់កុនងាកទៅខាងយ៉ាអកូវិញវាទិញបានថ្មមួយដុំទៀតហើយគប់ផាំងគោសិតនឹងមិត្តភក្តិបើកភ្នែកធំស្រឡាំងកាំងនឹងទំហំនៃការបំភ្លេចបំផ្លាញនេះការគប់របស់មេអូកើនេះគឺមហន្តរាយសុទ្ធសាធវិនិច្ឆ័យខ្ទេចខ្ទីអស់ហើយ តែសំណាងល្អអ្នកបាញ់ទ្រូទាំងពីរនៅរស់អាសាឌីនប្រើលបឿនផ្លេកបន្ទោឆក់យកពួកគេមកកន្លែងសុវត្ថិភាពក៏ប្រកាសក្តែងថានឹងជួយការពារទ្វារក្រុងនេះ មេតបសួរភ្លាមថាអញជានរណាកំឡោះយើងឆ្លើយតបយ៉ាងសង្ហាថាគេគ្រាន់តែជាអ្នកនាំសាររបស់អធិរាជដែលដើរកាត់ទីនេះប៉ុណ្ណោះគ្រប់គ្នាគៀងស្ងាត់ជ្រាបមិននឹកស្មានថាគេមកពីត្រកូលអ្នកនាំសារគ្មានប្រលឹងដល់ល្បីល្បាញសោះមិនចាំយូរព្រះឯកយើងលោតផ្លោះចូលសមរភូមិភ្លាមទាញធ្នូបាញ់សន្ធាប់ចំភ្នែកទួលដ៏ធំរបស់យ៉ាក់នោះប្រមាណគ្រាប់ជាប់គ្នាអូយឧកក៏ស្រែករោពេញទំហឹងឈឺចាប់កម្រិតណាទៅត្រូវចំកែវភ្នែកបែបនេះនោះខឹងសម្បាឡើងញ័រខ្លួនវាវាយប្រហារព្រះឯកយើងយ៉ាងឈួតលីលាក្នុងខួរក្បាលវាពេលនេះមានតែពាក្យថាសម្លាប់អ្នកឃុំទាំងអស់កុំឲ្យសល់តែកុំសង្ឃឹមអ្នកនាំសារយើងលោតមួយទំហឹងតែឈរទើតលើក្បាលវាបាត់អុកកើវងវិញមុខវងវិញក្រោយរមើមិនឃើញវារើបំរាស់តតែជន់ប៉ះកូនចៅហ្គូប្លីនខ្លួនឯងបាច់សាច់ខ្ចាយប្រឯងយើងសរសើរលេងសើចថាអូយ៉ាក់នេះរហ័សរហួនគ្រាន់បើណោះតើយកបាយ៉ាក់ធ្វើជាកន្លែងឈួរខ្ពស់ល្អណាស់ប្រឯងយើងទីមធ្នុបាញ់រះចុះមកក្រោមដូចភ្លៀងធ្លាក់ទីតាំងអំណោយផម្លេះទេហ្គូប្លីនរាប់សិបក្បាលដួលរៀលដាល់ពីពេញដីអ្នកភូមិម្នាក់លន់មាត់ស៊ូថាតើលោកពិតជាអ្នកសម្លាប់សត្វទេវៈមែនទេញាក់ក្រោយបន្តិចប្រែកយើងក៏លេចឃើញពួកចៅដែលគេដោះលែងពីមុនឥឡូវជាប់ងាក់ក្នុងកន្ត្រករបស់យ៉ាអុកកើទៅហើយកម្មពីមែនអាមួយដែលត្រូវអាសាឌីនខ្វេះភ្នែកនោះនៅរស់តាវាសម្លក់មកផ្អែកយើងវិញពោពេញដោយកំហឹងគំនុំចង់អាឃាតយ៉ាងជ្រាលជ្រៅបំផុតស្រាប់តែពេលនោះ Goblin ពាក់អាវចម្លែករុញរលាកក្បាលសត្វលើក្បាលលេចមុខមកវាសើចយ៉ាងកាអាក់កាអាយដូចមនុស្សឈួតហើយរអ៊ូទាំពីសិភៅស្ដេចទេវៈគ្រាន់តែនិយាយពីសិភៅភ្លាមរាងកាយវាចាប់ផ្ដើមផ្លាស់ប្ដូរវាស្រែកប្រកាសក្តែងថាវាស័ក្តិសមធ្វើជាស្ដេចជង្គង់ទឹក
មួយប្រព្រឹត្តផ្លេកសុង Goblin នេះបំផ្លាញខ្លួនទៅជាបិសាចសាច់ដុំយ៉ាក់ធំមហេមាគួរឲ្យខ្លាចបំផុតវាស្រែកបញ្ជាក់ម្ដងទៀតថាវាជាស្ដេចចង្គំទឹកសាច់វាលូតធំឡើងថ្លៃរូបរាងបន្តិចម្ដងព្រមជាមួយសំឡេងសើចបញ្ឈប់អ្នកនាំសារយើងលួចគិតក្នុងចិត្តនេះវាជាបិសាចប្រភេទអីឲ្យប្រកាសទៅឃើញរូបរាងពណ៌ក្រហមដ៏ធំនិងចង្គំស្រួចដោយកំបិតរបស់វាភ្លាមប្រអែកយើងដឹងច្បាស់តែម្ដងជួបរបស់រឹងហើយលើកនេះប្រកាសជាពិបាកទប់ទល់មិនខានបិសាចទៅកាត់ថ្មីនេះស្ទុះវៃប្រហារទៅមុខយ៉ាងកាចសាហាវនិងឆេវឆាវបំផុតគ្មានញញើទៅអ្វីទាំងអស់ព្រះអេយើងលោតគិចចេញពីក្បាលអកគភ្លាមមួយរំពេកទុកឲ្យអកគនោះនៅឈរវង្វេងវ័នឯងឱកាសល្អយ៉ាអូកើអស់ចំហការពីខ្លួនបិសាចថ្មីដ៏គួរឲ្យរន្ធត់នោះក៏ខំត្របាក់សាច់វាពេញទំហឹងតែម្ដងគោលូវាស្រែកបើការឈឺចាប់ក្រៃលែងត្រូវខំមួយជង្គង់នេះមិនធម្មតាទេស្រាប់តែអូកើយ៉ាដ៏សម្បើមនេះត្រូវអាបិសាចក្រហមស៊ីត្របាក់ទាំងរស់បិសាចនោះប្រកាសថាវាចុចចិត្តស៊ីគេមិនមែនឲ្យគេស៊ីវាទេនិយាយចាប់មិនទាន់បានប្រមាណផងយ៉ាអូកើត្រូវវាលេបចូលពោះគ្មានសល់សំបីឆ្អឹងព្រះឯយើងឈរមើលទស្សនភាពដ៏រន្ធត់នេះពីចម្ងាយខណៈពេលដែលបិសាចនោះងាកមុខដ៏ច្រើនសន្ធឹករបស់វាមកសម្លឹងមើលគេវិញយ៉ាងព្រឺក្បាលគូសត្វនឹងអាសាឌីនចំណាំមុខវាច្បាស់ណាស់នេះគឺបិសាច Godkin Curd ដែលជាស្ដេចចង្គមទឹកកម្រិតបិសាចកម្រនេះមិនលេងសើចទេនៅពីក្រោយបិសាចនោះគឺមេមត់ Goblin កាន់ដំបងវាក្រវីដំបងវេទមន្តហើយបញ្ចេញធម្មពលវីប្រហារមកភ្លាមវេទមន្តហោះមកលឿនស្លេវបុកចំកណ្ដាលទ្រូងប្រអែកយ៉ាងពេញទំហឹងតែគេឆ្ងល់ណាស់មិនក៏មិនមានអារម្មណ៍ថាឈឺចាប់អីបន្តិចសោះអញ្ចឹងមេមត់ Goblin ចេញបញ្ជាឲ្យអ្នកបម្រើរបស់ Yigi ប្រគល់សៀវភៅស្ដេចទេវរៈមកឲ្យវាសន្យាថាបើព្រមឲ្យវានឹងសម្លាប់ពួកគេយ៉ាងរហ័សមិនឲ្យឈឺចាប់យូរទេយីនិយាយមិនតាន់ចប់ចុងកតុយផងប្រអែកយើងបាញ់ព្រួយទៅមកគ្រាប់បាត់ហើយ Goblin ឃើញព្រួយហោះមកសួយមែនតែព្រួយនោះហោះខុសគោលដៅអញថ្លាំធំមែនវាស្រែកគំរាមចំណែកប្រអែកយើងវិញកំពុងតែគិតស្ដេចជាគុំតបបង្កើតអាវុធពីសាច់ដុំរបស់វាហើយស្ទុះវេប្រហារប្រអែកយើងលឿនដោយរំទះលោតគិចមួយទំហឹងព្រមទាំងឆ្ងល់ក្នុងចិត្តហេតុអីពួកបិសាចទាំងនេះចង់បានសៀវភៅនោះខ្លាំងម្ល៉េះគាត់បន្តរេរាំគិចពីការវាយលុកដ៏សាហាវរបស់អាវុធស្ដេចចង្គំទឹកនោះដោយភាពស្ទាត់ជំនាញដកថយមកក្រោយបន្តិចស្រាប់តែកលេចឃើញ Goblin មួយក្បាលវារលាយខ្លាចជាទឹកខាប់ពណ៌ស្វាយបាត់ទៅហើយនេះច្បាស់ជាឥទ្ធិពលនៃការវាយប្រហាររបស់ Godkin មិនខានអា Goblin ណាគុំនេះហៅអាធំមកហ្នឹងវាខឹងដល់កំណត់ហើយជេរពួក Goblin ផ្សេងទៀតថាពួកអលងមិនស្គាល់ទីខ្ពស់ទៀតតែមើលចុះសត្វចម្លៃពណ៌ក្រហមនោះបែរជាវីប្រហារសំបីតែពួក Goblin គ្នាឯងកំតិចតទឹកតិចខ្ទីអស់តែចំពោះតួឯករបស់យើងវិញគេគិចផុតរាល់ខាវីប្រហារទាំងអស់ក្នុងលបឿនយ៉ាងលឿនសាហាវដល់វិញគេម្ដងហើយកាន់ដាវក្នុងដៃយ៉ាងជាប់គេស្ទុះវឹងសម្ដៅទៅរកអាកាសទៅដល់ភ្លាមកាប់មួយដាវចំគោដៅយ៉ាងល្អឲ្យចោះហើយបន្ទាប់មកលបឿនផ្លែបន្ទោគេវាយប្រហារជាច្រើនដាវជាប់គ្នាកាត់សាច់អាស្ដេចចង្គង់ខ្លាំងៗនោះជាកង់យ៉ាងងាយស្រួលបំផុតគេសម្លឹងមកទៅវាហើយនិយាយចំអកថាចង្គង់ធំទាំងនេះវាធំពេកហើយមិនស័ក្តិសមជាមួយរាងកាយដ៏កំសោយរបស់វាសោះឡើយពេលធ្លាក់ដល់ដីគេក៏សង្កេតឃើញភ្លាមឬចង្កោមទាំងនេះរាក់មែនតែនមើលទៅគួរឲ្យខ្លាចមែនតែការពិតគឺខ្សោយខ្លាំងណាស់អា Goblin អាគុំដែលពូនក្នុងខ្លួនបិសាចនោះវិញស្រែកលោឡាថាខ្លួនគឺជាស្ដេចចង្គង់ហើយបញ្ជាឲ្យអាស៊ីឌីនបិទមាត់តែតួឯងយើងមិនទុកមុខឲ្យទេគេតបទៅវិញភ្លាមថាអាបិសាចមួយនេះគ្រាន់តែជារបស់ចម្លងដ៏គ្មានបានការមកពីស្ដេចចង្គង់ពិតប្រាកដតែប៉ុណ្ណោះនិយាយចប់គេក៏បញ្ចេញក្បាច់ចុងក្រោយមួយដាវយ៉ាងពេញទំហឹងកំតិចអាសត្វចម្លែកនោះឲ្យខ្ទេចគ្មានសល់ប៉ុន្តែចាំសិនមានទឹករំអិលពណ៌ស្វាយស្អិតជាប់ដាវរបស់គេមិនគួរឲ្យជឿសូម្បីតែដាវដៃថែបក៏រលាយដោយសារតែទឹកពឹសរបស់អាបិសាចនោះដែរអាបិសាចដ៏ធំមហោមានោះនៅមិនទាន់ងាប់ទេហើយវាបានក្រហឹមព្រមជាមួយអា Goblin អាគុំថាវានឹងកំទេចតួឯករបស់យើងឲ្យខ្លាយជាផេះតួឯកយើងចាប់ផ្ដើមគិតហើយចោះទុនវាយឡើងហត់តែមិនបានចំណេញទេសោះស្រាប់តែពេលនោះពួកទាហានក៏ស្រែកបញ្ជាឲ្យបាញ់ព្រួញក្របព្រួញរាប់សិបដាវបានហោះតម្រង់ទៅរកអាស្ដេចចង្គមនោះព្រួញទាំងនោះបានបុកទម្លុះសាច់បិសាចនិងអា Goblin ដែលបង្កើតវាឡើងយ៉ាងចាស់ដៃ
ពួកតាហ៊ាសម្រាប់ជួយតួឯករបស់យើងហើយតួដឹងថាបើព្រះវិហារដឹងពួកគេនឹងត្រូវទទួលទោសធ្ងន់ក៏ដោយតែមេកងរបស់ពួកគេបានស្រែកប្រាប់ថាព្រះវិហារបានបោះបង់ពួកគេចោលបាត់ទៅហើយមេកងខឹងសប្បាយយ៉ាងខ្លាំងដែលកូនចៅខ្លួននៅតែខ្លាចញញើតទោសទណ្ឌពីពួកអ្នកដែលបានបោះបង់ពួកគេចោលឲ្យរងចាំសេចក្តីស្លាប់បែបនេះចំណែកអាកូសេដែលកំសាកនោះក៏ស្រែកថាគេមិនចង់ងាប់នៅទីនេះទេគេចាប់ផ្ដើមបាញ់ព្រួញដោយប្រកែកថាគេគ្រាន់តែបាញ់សត្វចម្លែកប៉ុណ្ណោះមិនមែនមានបំណងជួយតួឯកយើងទេគេធ្វើជាសន្យាថានឹងទៅចាត់ការតួឯករបស់យើងនៅពេលក្រោយបន្ទាប់ពីកំចាត់សត្វចម្លែកទាំងនេះអស់លេះសុទ្ធសាធឮបែបនេះពួកតាហ៊ានផ្សេងទៀតក៏យល់ស្របហើយចាប់ផ្ដើមវាប្រហារទៅលើអបិសាចនោះដោយគ្មានការញញើតអ្វីទៀតឡើយពួកគេដាក់គោលដៅលើសត្វចម្លែកទាំងនោះជាមុនសិនរឿងតួឯកយើងទុករហូតដល់ចប់រឿងទៅគិតគ្នាតាមក្រោយគ្រាប់ព្រួយហោះកាត់ខ្យល់ចាក់ទម្លុះអាស្ដេចចំគមនឹងបិសាចផ្សេងទៀតតែអាស៊ីឌីនគិតក្នុងចិត្តថាបើឲ្យព្រួយទាំងនោះមកគេប្រហែលជាល្អជាងឥឡូវនេះស្ថានភាពបានធូរស្រាលគេដឹងច្បាស់ថានេះគឺជាឱកាសមាសដើម្បីបើកការវាយលុកទ្រង់ទ្រាយធំម្ដងមិនរងចាំយូរគេចាប់យកចង្កូមមួយរបស់អាបិសាចនោះគប់តម្រង់ទៅរកវាវិញចំកណ្ដាលមុខតែម្ដងការខូចខាតគឺសាហាវខ្លាំងណាស់បន្ទាប់ពីគប់អស់ជាច្រើនចង្កូមគេគិតថាល្មមអាចបញ្ចប់បានហើយព្រោះការខូចខាតវាមិនធម្មតាទេចុងក្រោយគេក៏គប់បន្ថែម10ជាងទៀតកំទេចរបស់ចម្លងស្ដេចចង្កូមនោះឲ្យខ្ទេចគ្មានសល់អាកូប្លីនដាគុំដែលរងរបួសធ្ងន់ស្រែកសួរទាំងខឹងថាមិនហ៊ានវាយប្រហារបែបនេះតួឯកយើងតបយ៉ាងគួយថាគ្រាន់តែបកគូលចង្កូមឲ្យម្ចាស់ដើមវិញសោះកុំខឹងឯងអាកូប្លីនតែមិនព្រមទទួលស្គាល់ការពិតវាស្រែកលោឡាថាវានឹងក្លាយជាស្ដេចចង្កូមដ៏អស្ចារ្យបំផុតនិងក្លាយជាកម្ពុជាសត្វលោកទៅថ្ងៃមុខលើបែបនេះតួឯកយើងសែកចំអកគេគប់ចង្កូមមួយទៀតទៅរកអាកើតហើយប្រកាសក្តែងថាគេនេះហើយជាអ្នកសម្លាប់កម្ពុជាសត្វលោកនោះការគប់ចង្ក្រោយនេះគឺខុសបំផុតវាបានបំបែកសាច់អាស្ដេចចង្កូមខ្លែងៗនោះខ្ទេចខ្ទីនឹងកំទេចអាកូប្លីនគុំឲ្យលាបាត់រូបតែម្ដងក្បាលរបស់វាត្រូវដាច់ចេញពីរាងកាយដោយសារតែការវាយប្រហារដ៏សាហាវមួយនេះចប់ហ្គេមនៅក្នុងវិនាទីចុងក្រោយនៃជីវិតអាកូប្លីនទើបតែដឹងខ្លួនថាការប្រយុទ្ធនេះពិតជាបានបញ្ចប់ហើយខណៈដែលរាងកាយអបិសាចដ៏ធំកំពុងដួលរលំការប្រយុទ្ធបានបញ្ចប់ពួកតាហ៊ានក៏ចាប់ផ្ដើមស្រែកហៅតួឯករបស់យើងប៉ុន្តែគេមានអារម្មណ៍ថាការរំខាននេះគឺពិតជាគ្មានសុជីវធម៌តតែសោះស្ថានភាពនៅតែតានតឹងគ្រាប់ព្រួយឯងនឹងហោះមកគ្រប់ពេលមេកងរបស់ពួកគេបានទាមទារចង់ដឹងពីគោលបំណងពិតប្រាកដរបស់គេបន្ទាប់ពីកំចាត់សត្វចម្លែករួចអ្នកខ្លះទៀតមិនទុកចិត្តទេពួកគេសង្ស័យថាតួឯករបស់យើងនេះហាលីជាអ្នកនៅពីក្រោយការកោះហៅពួកសត្វចម្លែកទាំងនោះមកពួកគេតម្រង់ធ្នូទៅរកគេតែម្ដងវាមិនសមហេតុផលទេដែលសត្វចម្លែកលេចចេញមកដោយគ្មានមូលហេតុបែបនេះដូច្នេះពួកគេជឿជាក់ថាតួឯកយើងជាអ្នកខុសគេសម្លឹងមើលទៅកងទ័ពវិញដោយភាពស្ងៀមស្ងាត់បរិះម្នាក់បាននិយាយឡើងថាការដែលហ្វុងសត្វចម្លែកលេចចេញមកភ្លាមៗបែបនេះវាចម្លែកណាស់អ្វីដែលរឿងតែចម្លែកនោះគឺការលេចមុខរបស់តួឯកយើងនៅកន្លែងប្រយុទ្ធតែម្ដងតែតួឯកយើងតបវិញញ៉ាំប្រងើយថាគេក៏មិនដឹងរឿងនឹងដែរគេគ្រាន់តែមកធ្វើការងាររបស់គេប៉ុណ្ណោះដោយយោងតាមការអធិរាជដែលគេទទួលបានអាស៊ីឌីនបានកុហកថាមាននរណាម្នាក់ក្នុងចំណោមពួកគេបានប្រើកាក់នេះដើម្បីធ្វើការបួងសួងសុំជំនួយលើបែបនេះមេកងមានអារម្មណ៍ថាមិនសមសោះនរណាឈួតទៅបួងសួងសុំជំនួយពីបិសាចកាក់មាសនោះភ្លាមនោះពួកគេចាប់ផ្ដើមឆ្លុះប្រកែកគ្នាដើម្បីស្វែងរកអ្នកដែលបានបួងសួងភាពសង្ស័យនិងការមិនទុកចិត្តគ្នាបានកើតឡើងគ្រប់គ្នាចាប់ផ្ដើមសួរនាំរកការពិតអាស៊ីឌីនបន្ថែមភ្លាមមួយក្រឹតទៀតដោយប្រាប់ថាគេមិនមានសិទ្ធិឬសមត្ថភាពក្នុងការលាតត្រដាងអត្តសញ្ញាណអ្នកបួងសួងនោះទេទុកឲ្យឆ្លុះគ្នាទៅបន្ទាប់មកគេសុំផ្លូវដើម្បីឆ្លងទៅម្ខាងទៀតហើយសួរចំថាតើពួកគេពិតជាចង់ប្រយុទ្ធជាមួយគេក្នុងនាមជាអ្នកបម្រើព្រះវិហារមែនទេសួរពិតមែនទៅទោះបីជាត្រូវកូនពួកអភិជនវាយប្រហារនិងត្រូវព្រះវិហារខ្លួនឯងបោះបង់ចោលក៏ដោយក៏នៅតែចង់ការពារទៀតអីចាក់ចំចំណុចខ្សោយតែម្ដងអ្នកបាញ់ព្រួយម្នាក់ខឹងយ៉ាងខ្លាំងហើយតវ៉ាមិនឲ្យគេជន់ឈ្លីជំនឿរបស់ពួកគេទេតែតួឯកយើងគ្រាន់តែសើចចំអកហើយហៅពួកគេថាជាប្រជាជនដែលមានជំនឿសុបភ្លាមនោះគេក៏បានជួបជាមួយទាហានស៊ីឈ្នួតដែលគេបានដោះលែងការពីលើកមុនទាហាននោះសួរទាំងភ័យតក់ស្លុតថាតើអ្វីពិតជាបានបញ្ចប់ហើយមែនទេតួឯកយើងឃើញថាម្នាក់នេះនៅរស់ក៏ផ្ដាំផ្ញើបំបត្តិថាគួរតែធ្វើជាមនុស្សល្អទៅព្រោះថារូបគេទទួលបានឱកាសរស់រានមានជីវិតជាលើកទី2ហើយបុរសនោះរំជួលចិត្តយ៉ាងខ្លាំងរហូតដល់ស្រក់ទឹកភ្នែកដែលខ្លួនអាចនៅរស់រានមានជីវិតចំណែកឯតួឯកយើងវិញគេលោតវឹងក្នុងលបឿនយ៉ាងលឿនទៅឈប់នៅចំពីមុខពួកឆ្មាំតែម្ដងភាកក្រោយច្បាស់ជាក៏ក្រៅទៀតហើយពួកនោះបែរជាតម្រង់ធ្នូរកគាត់ទៅវិញប៉ុន្តែមេកន្ទ្រៀងគេប្រាប់ថាហាមបាញ់បុរសម្នាក់នេះដាច់ខាតអាសាលីមិនខ្វល់ដើររើព្រួយរបស់ពួកគេយកមកដាក់ក្នុងបំពង់ព្រួយរបស់ខ្លួនយ៉ាងរំភើយពេលកំពុងរើព្រួយនោះមេក្រុមរបស់ពួកគេក៏បាននិយាយអរគុណដល់វីរបុរសរបស់យើងសម្រាប់ការជួយសង្គ្រោះតួឯកយើងឆ្លើយតបវិញយ៉ាងចាក់ដោតថាបើមានអ្នកដឹងការពិតនេះម្ល៉េះហើយគាត់ប្រកាសជាត្រូវគេប្រហារជីវិតបាត់ទៅហើយនេះយាយចប់ភ្លាមគាត់ក៏ប្រើល្បឿនភ្លេចបន្ទុកបាត់ស្រមោឈឹងសត្វទីទួយដែលហក់ក្បែរនោះក៏ដឹងថាគាត់កុហកពីរឿងកាក់មាសនោះនាងនឹងច្បាស់ណាស់ថាបើគាត់មិនកុហកទេអ្នកភូមិប្រកាសជារស់នៅក្នុងភាពភ័យខ្លាចព្រោះតែពាក់ព័ន្ធជាមួយគាត់មិនខានសត្វទីទួយសួរថាតើគាត់ខឹងពួកអ្នកភូមិអត់ព្រោះទោះបីជាគាត់សម្លាប់បិសាចជួយជីវិតពួកគេក៏ដោយក៏ពួកគេនៅតែរើសអើងគាត់ដែរអាសាលីនយល់ច្បាស់ពីភាពទន់ខ្សោយរបស់មនុស្សហើយពួកគេធ្លាប់ធ្វើល្អដាក់គាត់ការគាត់ខ្លាំងខ្លួនជាមនុស្សខ្វាក់បើសារហេតុនេះហើយទើបគាត់មិនប្រកាន់ហេតុអុយថាតាំងទ្រូងណាស់វាយឡើងហត់ចង់ដាច់ខ្ចោះតែមិនបានលុយមួយរៀលសោះក៏លេចទៅមើលពីចង្អាយគាត់ឃើញក្មេងៗកំពុងអររំភើបដែលគាត់ត្រឡប់មកវិញពួកគេកោតសរសើរខ្លាំងមែនទែនពេលឮថាគាត់ទៅតែស៊ីភុយចំណងកាយរបស់ខឿតដោយភាពរៀបទៀបគាត់ប្រាប់ថាកាយចម្លងនោះមិនសូវខ្លាំងទេអ៊ីសាមែលថាគាត់ចោលកម្លាំងតទេព្រោះវាយហើយមិនបានលុយអីមកតិចសោះអាសាលីនធ្លាប់រៀនពីមីឌៀមថាការជួយការពារអ្នកដទៃគឺជារឿងដ៏ស្រស់ស្អាតព្រោះជីវិតវាមិនសប្បាយទេបើគ្មានភាពសិល្បៈនោះ
បន្ទាប់មកក៏ពាក់វ៉ែនតាខ្លាញ់ធ្វើជាខ្វាក់វិញមីឌៀងនិយាយបញ្ចុះថាអ៊ីសាមេនេះមិនចេះលេងសើចសោះ នាងដឹងថាពួកគេបានរត់គេចខ្លួនរួចហើយក៏សួរថាតើក្រុមអ្នកជំនះដោះលែងពួកគេមែនទេ មីឌៀមឆ្លើយថាដំបូងពួកគេត្រូវគេចាប់ទុកតែក្រោយមកក៏ត្រូវបានដោះលែងពេលប្រាប់ថាពួកគេជួយវាយបិសាចដែរអ្នកទាំងនោះចិត្តល្អមែនទែនថែមទាំងឲ្យគប់ភ្លើងមកទៀតហើយមិនបានចាប់អារម្មណ៍ថាពួកគេជាជនជាតិអារ៉ាហ្គេនោះទេប៉ុន្តែមីឌៀមគឺថានាងរួចខ្លួនព្រោះតែនាងស្អាតអាសាលីនបកស្រាយចំថារួចខ្លួនព្រោះតែនាងជាក្មេងទេមិនមែនព្រោះសម្រាប់អីឡើយ លឺចឹងក្មេងស្រីខឹងឡើងមុខក្រហមហើយតវ៉ាថាអាយុ13ឆ្នាំនាងអាចធ្វើជាមហាក្សត្រីបានទៅហើយតួឯងយើងក៏ហុចដបងពេលតមុនឲ្យមីឌៀមមើលតានាងស្គាល់វាអត់ មីឌៀមដែលមកពីអេធើហើយដូចជាចំណាំដំបងនេះបានព្រោះកាយចម្លងរបស់ខឹកក៏ប្រើមួយដូចបេះបិទអញ្ចឹងដែរ ក្មេងស្រីប្រាប់ថានាងនឹងតាំងអារម្មណ៍ដើម្បីពិនិត្យដបងនេះយ៉ាងណាមិញពេលនេះនាងមិនមានធម៌ពលម៉ាណាក្នុងខ្លួនទេ នាងរំភើបចិត្តណាស់ពេលអាសាលីនចាត់ទុកនាងជាកូនចៅតាមពិតទៅវីរបុរសយើងគ្រាន់តែពឹងឲ្យនាងជួយពិនិត្យមើលរបស់នេះនៅថ្ងៃស្អែកប៉ុណ្ណោះ ភ្លាមនោះគាត់លោតផ្លោតឡើងលើដើមឈើហើយមីឌៀមស្រែកសួរថាគាត់ចង់ទៅណាតួឯងយើងប្រាប់ថាគាត់កំពុងប្រញាប់ហើយប្រាប់ឲ្យពួកគេតាមមកក្មេងៗមិនយល់ពីហេតុផលទេតែពួកគេក៏ព្រមដើរតាមពីក្រោយ រំពេចនោះគេក៏ឃើញអ្នកភូមិមួយក្រុមធំកំពុងដើរតាមផ្លូវដីនាពេលកណ្ដាលអាធ្រាត្រយ៉ាងស្ងាត់ជ្រងំ ស្ត្រីម្នាក់ក៏លេចឃើញបរិសខ្វាក់ដែលជាតួឯងយើងក៏សួរថាគាត់មកដល់តាំងពីអង្កលព្រោះក្មេងៗកំពុងតែដើររកគាត់ផង គាត់ធ្វើជានិយាយថាគាត់វង្វេងផ្លូវហើយក្មេងៗឆ្លាតទាំងនោះនឹងរកគាត់ឃើញមិនខានសំខាន់ជាងនេះគាត់ឮសំឡេងអបអរជ័យជំនះបន្លឺឡើងពីក្នុងភូមិគាត់ប្រាប់ថាពេលនេះយើងអាចត្រឡប់ទៅវិញបានហើយត្រជាគាត់វាយណាស់គាត់ជឿជាក់គាត់សួរថាតើអាចសុំមើលសញ្ញាភ្លើងគោមដើម្បីតាមទៅតាមក្រោយបានទេ មិនទាន់ទេបានចម្លែកផងអ្នកភូមិម្នាក់ក៏ចង្អុលបង្ហាញរឿងចម្លែកមួយភ្លើងគោមនៅខាងទ្វារកំពុងឆេះភ្លឺជីងចាច់តែម្ដង ក្រុមយាមល្បាពិតជាបំពេញបេសកកម្មបានជោគជ័យមែនអ្នកភូមិម្នាក់ស្នើឲ្យបញ្ជូនមនុស្សប្រមាណអ្នកទៅមើលឲ្យច្បាស់តែងាកមកវិញបរិសខ្វាក់យើងបាត់សមោឆឹងទៅហើយតួឯងយើងដែលស្លៀកឈុតខ្មៅកំពុងរត់យ៉ាងលឿនសម្ដៅទៅខ្លោងទ្វារដោយរអ៊ូថាគាត់ខ្ជិលរងចាំណាស់បើឲ្យតម្រៀតខ្លួនពេលនេះច្បាស់ជាដេកលក់យកតែម្ដងភ្លាមនោះគាត់ប្រទេសឃើញផ្សែងហុយចេញពីភ្នំមួយហើយក៏ចាប់ហ្វ្រាំងងក់ដើម្បីឈប់តាមដានមើលស្ថានភាពនោះគឺជាជំរំរបស់ក្រុមទាហានដែលមានភ្លើងគប់ឆេះសន្ធោសន្ធើបំភ្លឺពេញផ្ទៃរាត្រី ពួកទាហាននាំគ្នារអ៊ូទាន់ពីមេបញ្ជាការដែលខ្វល់តែពីរឿងស្វែងរកសៀវភៅជាងការការពារទីក្រុងពីគ្រោះរាំងស្ងួតនិងពួកបិសាចយៈ ពួកគេចង់ធ្វើការបានល្អដើម្បីបានចេញពីទីនេះនិងមានលុយបងពុនដែលកំពុងឡើងថ្លៃកប់ពពកនោះ តាមដានមើលពួកគេតួឯងយើងគិតថាចន់ក្បត់នោះច្បាស់ជានៅក្បែរនេះមិនខានបន្ទាប់មកគាត់ក៏កលេចឃើញប្រអប់ឈើមួយពោពេញទៅដោយដុំលុយក្តាស់ ដល់តែឃើញថាខ្លួនកំពុងតែកំព្រាលុយសាទីទួយក៏ខ្សឹបប្រាប់ថាត្រូវរង្វាន់ធំមកយើងលុយនៅចំមុខតែម្ដងការធ្វើដំណើរត្រូវការលុយច្រើនណាស់ពេលលោកឧត្តមសេនីយ៍ដឹងថាលុយត្រូវបានគេលួចបាត់គាត់ក៏ខឹងច្រឡោតស្រែកជេរកូនចៅក៏ក្រៅជំរុំតែម្ដង ពួកគេប្រកាយថាត្រូវគេវាយឆ្មក់ទៅតបមិនទាន់មេតបបែរទៅរកទាហានម្នាក់ដែលកំពុងអង្គុយហើយទម្លាក់កំហុសទៅលើគេ យ៉ាងណាមិញបរិសមុខមានសម្លាក់នោះក៏ទទួលយកកំហុសដោយទឹកមុខស្ងួយមិនខ្វល់ខ្វាយអ្វីទាំងអស់មេតបគម្រាមកាត់ប្រាក់ខែអ្នកយាម2នាក់តែបរិសមុខសម្លាក់គ្រាន់តែក្រវីស្មាឲ្យតបថាខ្ញុំមិនខ្វល់ តែដឹងច្បាស់ថានេះមិនមែនជាចោលធម្មតាទេសូម្បីតែរបស់ផ្ទាល់ខ្លួនរបស់គេខ្លះក៏ត្រូវចោលនោះលួចទៅបាត់ដែរ បរិសសសួរថាតើគាត់បាត់បង់អ្វីខ្លះតែយាយមុខសម្លាក់រូបនេះបែរជាបដិសេធមិនព្រមប្រាប់ទៅវិញតាក់គឺថាវាមិនមែនជារឿងសំខាន់នោះទេប៉ុន្តែជើងខ្លាំងយើងនៅតែអះអាងថាចារកម្មនោះច្បាស់ជាតម្រង់ទៅភូមិមិនខានទើបបញ្ជាឲ្យតាក់ចេញបញ្ជាកេណ្ឌទ័ពតែម្ដង តាក៏ว่าថាភូមិដែលនៅជិតបំផុតគឺជាស្ថានីយ៍សាធារណៈដែលគ្រប់គ្រងដោយពួកអភិជនគេប្រកាសថាវាជារឿងពិបាកណាស់ មិនក៏ឯងមកសុំនឹងចេញបញ្ជាឲ្យយើងអញ្ចឹងជើងខ្លាំងសៅចំអកកុំភ័យខ្ញុំនឹងទៅប្លន់ភូមិនោះក្នុងនាមជាឈ្មោះរបស់លោកតែម្ដង ស្រាប់តែគាត់បានចាក់កបិតយ៉ាងជ្រៅចូលពោះរបស់តាក់តែម្ដងតាក់ដកដង្ហើមធំគាំងធ្មឹងព្រោះមិនទាន់ត្រៀមខ្លួនតតែសោះ ឆ្មំផ្សេងទៀតឈុំមើលមេបញ្ជាការរបស់គេត្រូវចាត់ទាំងរន្ធត់បំផុតបរិសមុខសម្លាប់ប្រកាសក្តែងថាកំបិតនេះជាកដោរបស់មេធ្មប់រួចធម្មពលងងឹតក៏ចាប់ផ្ដើមភីចេញមកក្រៅយ៉ាងគួរឲ្យខ្លាច ពីងពីងពណ៌ស្វាយមួយក្បាលលេចចេញនៅលើដងកំបិតរួចខួងចូលលើក្នុងខ្លួនមេបញ្ជាការបាត់ស្រមោលឆឹងតែម្ដងអូហូព្រឺសម្បុលបរិសមុខសម្លាប់និយាយយ៉ាងរំភើយពេលនេះឯងមិនអីទេតាក់ដែលកំពុងឆក់នៅឡើយខំប្រឹងគិតថាតើអាបរិសម្នាក់នេះទើបតែប្រើរបស់បណ្ដាសាអ្វីមកលើខ្លួនឲ្យប្រកាស ភ្លាមនោះមេបញ្ជាការក៏ដួលព្រុសរមួលខ្លួនដោយក្តីឈឺចាប់បំផុតឯបរិសមុខសម្លាក់គ្រាន់តែអោនមើលពីគ្រាន់តែមួយខំប៉ុណ្ណោះជនមុខស្លាកស្នាមសំលុតឲ្យថៅស្ដាប់បញ្ជាគាត់បើមិនចង់ឲ្យសัตว์ពីងពីងនោះពងចូលពេញក្នុងខ្លួន ហើយពេលរវាញ័រគាត់ញញឹមយ៉ាងកំណាយធានាថាវានឹងក្លាយជាទស្សនីយភាពដ៏រុនធុតមួយមិនខាន ញ័រខ្លួនចម្ប្រប់ថៅសួរទាំងរដាក់រដុបលោកចង់បានអីស្រាប់តែជនមុខស្នាមនោះដាក់ដៃលើស្មារបស់គេធ្នម បំណងពិតប្រាកដគឺប្លន់ស្ថានីយ៍ដ៏ធំនោះហើយចាប់ខ្លួននឹងខ្មោចតាហ៊ានលួចរបស់គាត់ទាំងអស់យកមកវិញចាប់បាត់កាត់ត្រឡប់មកវិញបន្តិចក្រោយហេតុការណ៍ដ៏ព្រឺក្បាលនោះក៏លេចមកមើលក្មេងៗវិញកំពុងគេងលក់យ៉ាងស្រួលលើសិតជំនិះកណ្ដាលភ្លើងតែម្ដងអត់ខ្វល់ហឺតសំឡេងទីទុយស្រែកដាក់ពួកគេម៉ោង10ព្រឹកបាត់ទៅហើយពួកគេញីភ្នែកងើបឡើងស្រាប់តែឃើញអាឌីនឈរត្រៀមខ្លួនរួចជាស្រេចឯងមានដំបងវេទមន្តពីតាំងពីអង្កាលពួកគេសួរអាស៊ីឌីនបកស្រាយថាពេលកំពុងឆែកឆេររបស់ពួកស៊ីឈ្នួលគេចៃដន្យរើសបានដំបងមួយដែលដូចរបស់គេបេះបាច់ អ្នកទាំងអស់គ្នាដឹងអត់
វាគឺជាដំបងវេទមន្តរបស់មេមន្តអាគម Goblin ដែលបានប្រើក្នុងសមរភូមិវាយប្រហារកាលពីលើកមុននឹងឯងពេលហុចឲ្យក្មេងស្រីនោះជួយពិនិត្យមើលនាងក៏ចាប់ផ្ដើមសង្ស័យភ្លាមតែម្ដងដំបងនេះប្រកាសជាជាប់បណ្ដាសាមិនខានដល់វិញអ៊ីស្ម៉ាអែលយកមកមើលម្ដងគេផ្ដោតអារម្មណ៍ស្វែងយល់ពីធម្មពលរបស់វាពេលគេសួរថាឃើញអ្វីគេប្រាប់ថាឃើញធម្មពលពណ៌បៃតងលីខ្មៅវិលវល់ពេញនឹងគេវិភាគថាបើសិនវាជារបស់ស្ដេចចកុំមែនធម្មពលគួរតែពណ៌ក្រហមអញ្ចឹងមានន័យថាដំបងនេះអាចជារបស់អ្នកផ្សេងឯងបន្ទាប់មកអ៊ីស្ម៉ាអែលក៏បញ្ជាក់ច្បាស់តែម្ដងដំបងវេទមន្តមួយនេះបង្កើតឡើងក្នុងគោលបំណងតែមួយគត់គឺតាមស្វែងរកគោលដៅជាក់លាក់ណាមួយវាគ្រាន់តែជាត្រីវិស័យចង្អុលភ្លើប៉ុណ្ណោះហើយគុណភាពវិញប្រយស្រួយខ្លាំងមែនតែនប៉ះបន្តិចបាក់ខ្ទេចឥឡូវហើយតែយ៉ាងណាស្នាដៃនេះមិនធម្មតាទេទោះបីផលិតទាំងបញ្ញាបញ្ញាក៏សមត្ថភាពវានៅតែកប់សេរីពេលនោះអាឌីននឹកឃើញភ្លាមដំបងនេះបង្កើតមកដើម្បីតាមរកទំព័រសៀវភៅរបស់ស្ដេចទីវៈសោះនេះមានន័យថាគេត្រូវត្រៀមខ្លួនប្រឈមមុខនឹងអ្នកតាមប្រមាញ់រាប់មិនអស់ហើយដឹងអញ្ចឹងគេក៏សម្រេចចិត្តលួចទៅស៊ើបការពួកដែលជ្រូកបាត់ដំបងនេះបន្តិចពេលលួចត្រឡប់ទៅមើលក្បែរជំរំមានអារម្មណ៍ថាខុបហុកក្តីតែម្ដងបរិយាកាសទាំងមូលប្រែជាតានតឹងខុសពីម្សិលមិញស្លាពួកស៊ីឈ្នួលទាំងអស់កំពុងបំពាក់អាវុធត្រៀមប្រយុទ្ធធំតែម្ដងអាឌីនវិភាគដឹងភ្លាមគោលដៅរបស់មេង Goblin នោះគឺប្រកាសជាចង់តាមប្រមូលទំព័រសៀវភៅនេះដូចគ្នាគេស្មានតែពួកវានឹងឆោឡោពេលបាត់ដំបងប៉ុន្តែអត់ទេពួកនេះបែរជាសម្រេចចិត្តប្រើកម្លាំងបាយវៃលុកយកតែម្ដងកាច់សាហាវមែនលោតចុះពីលើដើមឈើភ្លាមអាស៊ីឌីនប្រញាប់ផ្ដល់ដំណឹងដល់ក្រុមខ្លួនឯងពួកទាហានស៊ីឈ្នួលនោះកំពុងរៀបចំផែនការវាយប្រហារភូមិដែលនៅជិតនេះហើយស្ថានីយចំណតនោះមិនមែនតូចទេធំជាងភូមិធម្មតាឆ្ងាយណាស់ពីដើមក៏សួរឡើងហេតុអីបានជាពួកវាហ៊ានបថុយលេងធំបែបនេះអាស៊ីឌីនមិនបានលម្អិតទេតែហ៊ានធានាថាប្រកាសជាមានអាចកំបាំងនៅពីក្រោយរឿងនេះពេលប្រើដំបងតាមរកសិភៅនោះពួកគេក៏បានមកដល់មុខប្រាសាទដ៏ធំសម្បើមមួយរសៀលបន្តិចបរិយាកាសនៅទីនោះហាក់ដូចជាស្ងប់ស្ងាត់ធម្មតាពេលនោះឆ្មាំម្នាក់ក៏បានអនុញ្ញាតឲ្យបរិសុទ្ធពីការភ្នែកម្នាក់ដើរចូលទៅក្នុងស្ថានីយ៍នោះដោយមិនដឹងខ្លួនពីគ្រោះថ្នាក់គេឲ្យអ្នកធម្មយាត្រាងើតភ្នែកចូលហ្វ្រីមិនខ្វល់ថាត្រូវគេបោកឬអត់ទេក្រុមយើងក៏រកឃើញរទេះសមាគមពាណិជ្ជករកូរីសាតែម្ដងស្មានតែបានសម្រាប់ហើយតែកុំទាន់អាសាឌីនចាប់អារម្មណ៍ឃើញរឿងមិនស្រួលមួយត្រឡប់ទៅអតីតកាលបន្តិចបរិសុទ្ធ3នាក់និយាយពីនាងដែលជាអ្នកនាំសារក្មេងជាងគេក្មេងផ្សេងនាំគ្នាដៀលនាងថាជាកូនជនក្បត់តែនាងជាកពូទេពកោសល្យប្រចាំតកូលអាយុទឹកតែ3ឆ្នាំសោះខ្លាយជាអ្នកនាំសារបាត់ទៅហើយមិនធម្មតាទេកាលនោះគេស្គាល់នាងក្នុងឈ្មោះអាប់រូលក្រោយបាក់កជើងមកទើបនាងរកឃើញការពិតដ៏លាក់កំបាំងទាំងអស់នេះអារៀលមិនមែនត្រឹមតែខ្លាំងទេបរិសុទ្ធសក់ទាំងដៃម្នាក់រអ៊ូតំឈ្មោះនាងមុនពេលភ្ញាក់ព្រឹត្តពីយោស័ព្ទងាកមកមើលសមាគមកោសាវិញពីមុនត្រឹមក្រុមទូតៃសោះឥឡូវក្តាប់អំណាចធំសម្បើមនៅក្នុងក្រុមគោរស់ទៅហើយតែការពិតវាគ្រាន់តែជាមុខមាត់คล้ายៗរបស់តកូលអ្នកនាំសារដែលបង្កើតដោយជនជាតិអារ៉ាហ្កាប៉ុណ្ណោះលាក់ចិត្តឆង់មានន័យថាអ្នកលក់នៅទីនេះជាអារ៉ាហ្កាសាទាំងអស់អាសាឌីនចង់លាក់ខ្លួនស្ងាត់ទេតែពួកក្មេងៗបានធ្វើឲ្យគេចាប់អារម្មណ៍តតែបានបរិប3អ្នកចំណាំមកគាត់បានអាសាឌីនវិញ្ញាណទី108ដែលបន្លំខ្លួនជាអ្នកនាំសារអស់ជាច្រើនខែពួកវាយកគាត់មកលេងសើចបន្លំខ្លួនទើបតែបាន3ខែសោះមានកូនចៅហើយហោមបាត់ទៅហើយហុចឱកាសឲ្យឌឺតែម្ដងអាសាឌីនបញ្ញាបដិសេធថាក្មេងៗមិនមែនជាកូនចៅគាត់ទេរួចក៏ពឹងឲ្យជួយបដូរស្បែកជើងសេះរបស់គាត់ម្នាក់នោះក៏យល់ព្រមគាត់ក៏សុំយករបស់ទៅបដូរជាលុយថែមទាំងកំងព្រួញពិសេសមួយចំនួនទៀតតែម្នាក់នោះចាប់ផ្ដើមឌៀមដាមវាសួរថាមិនឯងខ្លាចជាអ្នកនាំសារដោយសារខ្សែព្រឹត្តិចាកាហ្សាទេអីវាមើងងាយថាគាត់អត់មានការវឹកហាត់ថែមទាំងចូលចិត្តយំឃើញយករបស់មានតម្លៃមកក៏ចោទថាគាត់លួចគេមកទៀតមើងងាយពេកហើយក្មេងទាំងពីរចាប់ផ្ដើមដឹងសាច់រឿងមិនស្រួលមីឌៀមចង់ចេញមកការពីអាសាឌីនទោះបីជាប្រវត្តិគាត់មិនសូវច្បាស់លាស់ក៏ដោយភ្លាមនោះនាងតូចក៏បោះសម្លៀកបំពាក់ថ្មីទៅក្នុងដៃរបស់អាសាឌីនមួយទំហឹងគ្រាន់តែចាប់កៅអៅបានភ្លាមអាសាឌីនប្រាប់ឲ្យពួកវាឈប់លេងសើចភ្លាមគាត់សុំទោសទុកមុនព្រោះមិនចង់ប្រើហិង្សាទេពួកវានៅតែគិតថាគាត់ជាប់ឈ្មោះជាវិញ្ញាណទី108ដោយសារតែសំណាងប៉ុណ្ណោះកុំសង្ឃឹមថាពួកវាយកមុខឲ្យសោះទូឯងយើងខឹងអីគាត់ក៏បបួលពួកវាវាយគ្នាមួយស្មើដើម្បីបញ្ចប់រឿងរួចក៏សួរចំថាខ្លាចហូរឈាមមែនទេសេឌីមចំអោយពួកវាថាពូកែខាងតែព្រោះទេអាសាឌីនគិតក្នុងចិត្តថាក្មេងស្រីមិនគួរនិយាយពីរឿងវាយតបគ្នាឡើយយ៉ាងណាមិញនាងធ្លាប់ចាញ់គាត់រួចហើយអាចង្រៃនោះក៏តបវិញថានាងតូចហ៊ាននិយាយចឹងព្រោះអាខ្វាក់នោះសំបីតែមួយដៃក៏ទប់មិនជាប់ផងតែវិនាទីនោះនាងតូចលួចផ្លោះដីញោរងជួយទៅដល់ពីក្រោយក្នុងវារួចយកក្បិតគៀកកជាប់តែម្ដងលឿនកប់សេរីអាម្នាក់នោះភ័យឡើងស្លេកសួរថានាងកំពុងធ្វើស្អីហ្នឹងនាងមិនខ្វល់គំរាមវាចំនៅនឹងកន្លែងតែម្ដងនាងប្រកាសក្តែងថានាងជាកូនចៅរបស់អីធើហើយពុំមានថានាងមិនអត់ឱនឲ្យសម្ដីឌៀមដាមថោកទាបបែបនេះឡើយនាងប្រាប់វាឲ្យបញ្ជាក់ដោយទង្វើទៅបើស្អប់អ្នកនាំសារអាសាឌីនខ្លាំងណាស់នោះនាងប្រឈមមុខឲ្យវាបោះជំហានមកមុនតែម្ដងនាងបកអាក្រាតទៀតថាវាត្រូវគេដេញចេញពីតំណែងបាត់ទៅហើយទើបមកធ្វើចរិតមើងងាយអ្នកនាំសារបែបនេះពេលនោះសន្តិសុខក៏សម្រុកមកដល់ដោយសារសម្លេងឡូឡាបុរសសក់ទុងដៃភ្នែកពណ៌ឃ្យូម្នាក់និយាយឡើងថារឿងរ៉ាវរញ៉េរញ៉ៃអស់ហើយបុរសម្នាក់នេះចំណាំអាសាឌីនបានច្បាស់គេនិយាយថាខានជួបគ្នាយូរណាស់មកហើយតាំងពីលើកមុននោះបន្ទាប់មកគេក៏សួរឈ្មោះក្មេងស្រីនាងក៏ណែនាំខ្លួនយ៉ាងក្លាហានថានាងគឺមីឌៀមនៃត្រកូលអេធើគេក៏ណែនាំខ្លួនថា Derek Savon រួចសំទោសជំនួសមិត្តភក្តិ
គេសុំឲ្យនាងដកកំបិតចេញដោយសម្រួលព្រោះមិនចង់ឃើញសមាជិកតកូលត្រូវងាប់ទេមីឌៀមកន្លែងវារួចដើមមកឈរក្បែរអ្នកនាំសារនិងមិត្តសម្លាញ់របស់នាងវិញអាម្នាក់ដែលត្រូវគេគំរាមនោះខឹងឆេះឈួរតែម្ដងព្រោះមុតហូរឈាមបាត់ទៅហើយ Derek បញ្ជាឲ្យពេដូនិងគូសារៈទៅធ្វើការងាររៀងខ្លួនវិញរួចក៏អញ្ជើញ Azadin ទៅងូតទឹកនិងញ៉ាំអាហារពេលល្ងាចដើម្បីនិយាយគ្នាតួឯងយើងរៀងងឿងឆ្ងល់នឹងការអញ្ជើញនេះបន្តិចប៉ុន្តែចុងក្រោយគាត់ក៏យល់ព្រមទទួលយកសំណើនេះទៅ ខានងូតទឹកយូរវីរបុរសគ្មានប្រលឹងរបស់យើងមានអារម្មណ៍ថាស្រស់ស្រាយកប់ស្រីអ៊ីស្ម៉ាអែលសួរថាមិនក៏គាត់នៅស្ងៀមចំណែកអារៀលគេគោរពណាស់តែគាត់បែកជាអត់ ក្មេងនេះឮគេល្បីថាអ្នកណាហ៊ានប្រហើនឬនិយាយដើមនាងដឹងតែត្រូវសងតម្លៃយ៉ាងចាស់ដៃមិនខាន អាសាឌីនពន្យល់ថាអារៀលមានវិធីដោះស្រាយបញ្ហាតាមបែបរបស់នាងអ៊ីស្ម៉ាអែលស្ដាប់ហើយគិតថាតួឯងយើងនេះជាមនុស្សចម្លែកខុសគេតែម្ដង ហេតុនេះហើយទើបគេចង់បញ្ចុះបញ្ចូលមីឌៀមឲ្យចេញឆ្ងាយពីគាត់កាន់តែឆាប់កាន់តែល្អបើមិនចឹងទេដឹងតែទីមនុស្សចម្លែកមកក្បែរខ្លួនទៀតហើយ ងូទឹករួចរាល់តួឯងយើងក៏ទៅញ៉ាំបាយល្ងាចជាមួយ Derek ហើយប្រាប់ឲ្យដឹងចុះម្ហូបនៅលើតុតំណងគួរឲ្យចង់ញ៉ាំមែនទែន Derek សួរចំថាតើមានលឺដំណឹងអីពិសេសតាក់ទងនឹង Ariel ដែរឬអត់តួឯងយើងឆ្លើយយ៉ាងខ្លីថាអត់ដឹងទេពេលគេសួរថាបារម្ភពីប្អូនស្រីទេគាត់ឆ្លើយវឹងថាមិនចាំបាច់ទេព្រោះនាងខ្លាំងហួសកម្រិតបាត់ទៅហើយ Derek ទៅតែមិនជឿសោះថា Azadin ធ្វើដំណើរមកដល់ទីនេះគ្រាន់តែដើម្បីវាយប្រហារសមាជិកសមាគមនោះទេខ្ជិលខ្វល់ពីរឿងនេះតួឯងយើងក៏លូតដៃយកផ្លែប៉ោះមួយមកញ៉ាំតែម្នាក់នោះបាយជាខាត់គាត់ជាប់ វាមិនខំឲ្យអាសាឌីនរាយការណ៍ពីលទ្ធផលការងារឲ្យលើងតែម្ដងវីរបុរសមុខស្ងួតយើងតបវិញថាគាត់កំពុងធ្វើការយ៉ាងត្រឹមត្រូវនិងប្រមូលកាក់មាសបានយ៉ាងច្រើនតែ Derek មិនព្រមឈប់ទេគេនៅតែសង្កត់កសួររឿងវាយប្រហារសមាគមពាណិជ្ជករផ្សេងៗដើម្បីក្តាប់អំណាចបន្ថែមទៀត អាសេឌីនមិនខ្វល់ច្រើនទេគាត់ក៏វិក្បាលចេញរួចក៏ដកដំបងវេទមន្តមួយមកបង្ហាញតែម្ដងគាត់ប្រាប់ថាពួកប៊ូជីចាស់របស់ខឿនប្រាអានឹងហើយដើម្បីតាមរកសិភៅចម្លងរបស់ស្ដេចទេវៈនោះចំណែកកូនស្រីរបស់ Ether វិញក៏ពិតនាងត្រូវគេកោះហៅមកទីនេះក៏ព្រោះតែនាងជាអ្នកនាំសម្បត្តិពីមេតំបន់មកនឹងឯងពេលនោះ Derek ក៏និយាយចំអកថា Azadin ឯងហ្នឹងឯងដែលមិនដឹងអីសោះព្រោះមិនដែលសរសេរសម្បត្តិតាក់ទងទៅមេតំបន់សោះនោះមិត្តចាស់របស់គាត់គិតថាដំបងនេះគឺអស្ចារ្យណាស់ទៅហើយប៉ុន្តែបើបានសិភៅចម្លងនោះមកទៀតគឺរឹតតែអេមតែម្ដងស្រាប់តែពេលនោះផាំងទូឯងយើងប្រកាសក្តែងថាគាត់បានយកសិភៅចម្លងនោះមកជាមួយហើយធ្វើឲ្យមិត្តភក្តិគាត់ផាំងបើភ្នែកធំតែម្ដងបន្ទាប់មកគាត់ក៏ទាញផ្លែប៉ោមួយខំញ៉ាំយ៉ាងរំភើយរួចនិយាយបញ្ជាថាពួកអ្នកនាំសារផ្សេងទៀតច្បាស់ជាត្រឡប់មកវិញដោយដីទទេឯងមើលទៅភ្លាមនោះ Derek ស្ទុះទៅចាប់ដៃបរោះអ្នកក្រៅសាសនាដ៏ត្រជាក់ស្រៀបនោះជាប់ហើយទាមទារឲ្យប្រគល់សិភៅនោះមកភ្លាមខាងក្រៅកំពុងតែស្ងាត់ល្អសោះស្រាប់តែមានសំឡេងស្រែកមួយបន្លឺឡើងបំបែកភាពស្ងៀមស្ងាត់ខ្ទេចពីក្នុងកាប៊ីនមកបរោះម្នាក់បានស្រែកហៅឈ្មោះ Azadin ឡើងក៏ក្រោកធ្វើឲ្យគ្រប់គ្នាងាកមើលព្រាតចំណែក Derek វិញពេលឮដំណឹងនេះភ្លាមគឺគាំងនិយាយលេងចេញតែម្ដងបន្ទាប់មកគាត់ក៏សួរទៅកាន់អ្នកនាំសារថានេះមិនទុកចិត្តពួកយើងទេឬអីគាត់ហ៊ានធានាថាពួកគេពិតជាអាចការពារសិភៅនេះបានយ៉ាងពិតប្រាកដប៉ុន្តែអ្នកក្រៅសាសនា Azadin យើងវិញគាត់ជឿជាក់យ៉ាងមុតមមថាកិច្ចការមួយនេះវាធំធេងនិងពិបាកពេកហើយសម្រាប់ Derek នោះ Azadin មកប្រមានមុនថាមានកូនប្រុសកំហុចម្នាក់របស់ Kasil កំពុងតែធ្វើដំណើរមកទីនេះជាមួយពួកទាហានស៊ីឈ្នួលរបស់វាហើយក្នុងចំណោមនោះក៏មានពួកអ្នកក្រៅសាសនាដែលស្មោះត្រង់នឹងខឿតផងដែរសម្រាប់ Derek វិញគាត់មានទំនុកចិត្តពេញនឹងតែម្ដងថាច្បាស់ជាមិនចាញ់ពួកវាទេទោះពីមុនធ្លាប់ចាញ់ Arol មែនតែក្នុងនាមជាអ្នកនាំសារជើងចាស់ម្នាក់គាត់ជឿជាក់លើថ្វាយដៃខ្លួនឯងណាស់តែបញ្ហានៅត្រង់ថាបើត្រឹមជាឈ្មួញសោះតែបែរជាចេះវាយកាប់ចាក់ខ្លាំងបែបនេះវាច្បាស់ជាផ្ទុះពាក្យចចាមអារាមហើយលាតត្រដាងប្រវត្តិពិតរបស់គាត់ជាមិនខានទោះយ៉ាងណាក៏ដោយសម្រាប់អ្នកនាំសារជើងចាស់រូបនេះការការពារសិភៅចម្លងនោះគឺជារឿងសំខាន់បំផុតនៅពេលនេះពេល Derek ចោទថា Azadin ខ្សោយជាង Ariel ទូឯងយើងតបវឹកភ្លាមថានោះជារឿងពីអតីតកាលទេកាលពីក្មេងគាត់ទទួលស្គាល់ថាពិតជាស៊ូជាមួយនាងមិនបានមែនតែឥឡូវគាត់បានវិវត្តខ្លួនខ្លាំងជាងមុនឆ្ងាយណាស់មិនមែនដោយការពីមុនដែលតែងតែចាញ់ការប្រកួតជាមួយបងស្រីរបស់គាត់រហូតនោះទៀតទេប៉ុន្តែត្រូវដឹងថា Ariel គឺជាអ្នកចម្បាំងដែលខ្លាំងបំផុតប្រចាំកុលសម្ព័ន្ធរបស់ពួកគេហើយថែមទាំងមានកូនចៅចាំដាល់តាមរាប់មិនអស់ទៀតផង Azadin ខ្លួនឯងក៏មិនអាចស្មានដឹងពីកម្លាំងពិតប្រាកដរបស់នាងនាពេលបច្ចុប្បន្ននេះដែរព្រោះខានជួបគ្នាប្រហែលឆ្នាំហើយពួកអ្នកកាន់សាសនាងងឹតបានសម្រាប់ចាត់យកសៀវភៅនោះទៅប្រកបឲ្យមេតំបន់ដោយផ្ទាល់តែ Derek គាត់ក្តៅក៏ហាយមែនតែនពេលឃើញរៀមច្បងរបស់ខ្លួនអួតក្អេងក្អាងបែបនេះស្រាប់តែពេលនោះមានគេស្ទុះចូលមកក្នុងតង់យ៉ាងបញ្ញាប់ជាដំណឹងអាក្រក់ពីច្រកទ្វារខាងកើតត្រឡប់ទៅមុននេះបន្តិចនៅច្រកទ្វារខាងកើតនៃទីក្រុងអាយ៉ាត់នៃម្នាក់ឃើញក្រុមអ្នកជីសេះតម្រង់មកតើពួកវាមានអាវុធទេស្រាប់តែមានសម្លេងស្រែកបញ្ជាថាពួកឯងមកច្រើនពេកហើយថ្ងៃស្អែកសមុខទៀតប៉ុន្តែមេដឹកនាំរបស់ពួកវាអាឡត់សក់សកូនក្រៅខោនោះបាននិយាយថា Jeren ធ្វើការបានល្អណាស់ហើយថែមទាំងបញ្ជាឲ្យគេយកថងលុយមកឲ្យដើម្បីជាការតបស្នងទៀតផងពេលនោះទៅដែលជាអាយនកម្មម្នាក់មានអារម្មណ៍មិនស្រួលក្នុងពោះទាល់តែសោះគេគឺជាអ្នកចម្បាំងដែលត្រូវធ្វើតាមទូនីតិគេព្យាយាមនិយាយបញ្ឆោតថាបើមានរឿងអាក្រក់កើតឡើងពួកយើងទាំងអស់គ្នាច្បាស់ជាត្រូវបញ្ជូនទៅធ្វើជាបព្វជិតនៅក្នុងវិហាររបស់ស្ដេចមិនខានតែមួយបើព្រឹកភ្នែកសោះអាយនិកដែលយាមទ្វារនោះត្រូវអតិហ៊ានស៊ីឈ្នួលមុខសម្លាកកាប់ដួលព្រុសតែម្ដងការវាប្រហារដល់ព្រៃផ្សាយនោះធ្វើឲ្យបរិះម្នាក់នោះដេកដួលស្លាប់ភ្លាមសូម្បីតែកូនក្រៅខោរបស់ស្ដេចក៏គាំងបើកភ្នែកធំព្រោះតែទស្សនវិជ្ជាដ៏ឈួតលីលាមួយនេះដែរអាឡអិតនោះប្រាប់ថាគេមិនចង់ឲ្យអាយ៉ាត់និកនោះស្លាប់ទេប៉ុន្តែអតិហ៊ានស៊ីឈ្នួលមុខសម្លាកនោះបែរជាសើចចំអកដាក់ចវាយនីក្មេងរបស់ខ្លួនទៅវិញ
វាស្មាច់មកថាលោកម្ចាស់គួរតែសប្បាយចិត្តទៅត្រូវកាលវាឆ្មក់វាមិនសប្បាយទេបើយើងមិនប្រឡាក់ឈាមនោះតើបានត្រឹមលួចជេរកប់មាត់ដែលតែហ៊ានស៊ីឈ្នួលនេះធ្វើរឿងកាន់តែស្មុគស្មាញ ពួកវាត្រូវទម្លុះទ្វារដល់ទៅ3ជាន់ឯណោះតែអាតាហ៊ានស៊ីឈ្នួលមុខសម្លាក់នោះមិនខ្វល់សោះវាបែរជាឈោមើលបាតដៃរបស់ខ្លួនឯងទៅវិញអ្នកទាំងអស់គ្នាដឹងទេបាតដៃរបស់វាពោពេញទៅដោយរុនតូចៗហើយមានកូនពីងពីងរាប់សិបក្បាលកំពុងវាចេញវាចូលយ៉ាងព្រឺក្បាលបន្ទាប់មកវាបានផ្លុំខ្យល់ដង្ហើមដុតត្រជាក់ស្រេបហ្វូងពីងពីងនោះក៏ហើរទៅរុំពួកអ្នកយាមធ្វើឲ្យពួកគេស្រែកទ្រហោយំដោយក្តីភ័យខ្លាចសំឡេងស្រែកកាន់តែខ្លាំងឡើងពេលសត្វពីងពីងទាំងនោះទម្លុះចូលទៅក្នុងស្បែករបស់ពួកគេបង្កជារុនពងទឹកដ៏គួរឲ្យខ្ពើមនិងនាំមកនូវការឈឺចាប់ស្ទើរដាច់ខ្យល់ស្លាប់និយាយមែនសូម្បីតែកូនក្រីខោរបស់ស្ដេចក៏ថយក្រោយដោយក្តីរន្ធត់ពេលឃើញទស្សនភាពដ៏គួរឲ្យស្អប់ខ្ពើមមួយនេះដែរអ្វីដែលនឹកស្មានមិនដល់នោះគឺពួកអ្នកយាមដែលឆ្លងមេរោគពីងពីងទាំងនោះស្រាប់តែមានកម្លាំងមហាសាលហូបពេញរាងកាយពេលនោះហើយដែលតៅដឹងថាអាទីហ៊ានស៊ីឈ្នួលនេះគឺជាអ្នកកាន់សាសនាងឹតដ៏គ្រោះថ្នាក់អាទីហ៊ានស៊ីញោនោះញញឹមយ៉ាងពីស្ពុលមើលទៅអាល្អិតកូនកាត់នេះប្រើពេលយូរគួរសមទម្រាំប្រដឹងពីការពិតវាប្រកាសក្តែងថាវានឹងលោកម្ចាស់វ័យក្មេងគួរតែសហការគ្នាពេលដែលវាដណ្ដើមបានសៀវភៅរបស់ស្ដេចទេពហើយអាល្អិតកូនកាត់នេះនឹងអាចសងសឹកបានសម្រេចដូចគ្នាភ្លាមនោះអាទីហ៊ានស៊ីឈ្នួលក៏បានដាស់សត្វពេញពងដែលលាក់ខ្លួននៅក្នុងពុះរបស់អាល្អិតនោះឲ្យភ្ញាក់ឡើងអាល្អិតកូនតាត់នោះដួលអុកគូតននីពេញដីដោយការឈឺចាប់ពេលសត្វពីងពីងចាប់ផ្ដើមធ្វើចលនាឥឡូវនេះគេគ្មានជំរឿសអ្វីក្រៅពីស្ដាប់បង្គាប់អាទីហ៊ានស៊ីឈ្នួលចិត្តខ្មៅនោះទេពួកអ្នកយាមដែលត្រូវមកដាក់គុំពីងពីងក៏បង្ដោតទទួលបានបញ្ជាភ្លាមចាប់ពីពេលនេះតទៅហាមអ្នកណាចេញពីភូមិឲ្យសោះបន្ទាប់មកវាក៏បញ្ជាឲ្យពួកគេទៅចាប់កដោមួយក្បាលហើយពួកអ្នកយាមក៏បោលជិញទៅទាំងឈួតលីលាក្មេងៗនៅក្នុងភូមិចាប់ផ្ដើមឆ្ងល់ថាតើមានរឿងអ្វីកើតឡើងឲ្យប្រកបពេលឃើញពួកអ្នកយាមនាំគ្នាបិទទ្វារមិនឲ្យអ្នកណាចេញបែបនេះពេលអ្នកភូមិសួរដេញដោពួកអ្នកយាមគ្រាន់តែឆ្លើយយ៉ាងខ្លីថាពួកគេមិនអនុញ្ញាតឲ្យអ្នកណាឆ្លងកាត់នោះទេអ្នកភូមិតបវិញថាពួកគេគ្មានសិទ្ធិបកខាត់បែបនេះទេបុរសម្នាក់ខឹងយ៉ាងខ្លាំងក៏ស្រែកឡើងថាថយចេញភ្លាមខ្ញុំត្រូវតែចេញពីទីនេះគាត់ថែមនឹងហៅពួកគេថាជាទាហានស៊ីឈ្នួលទៀតផងមួយវិនាទីនោះអាទាហានស៊ីឈ្នួលក៏ស្ទុះទៅចាប់មុខបុរសនោះយ៉ាងងាយដូចចាប់កូនសត្វវាលើកបុរសស្លូតត្រង់នោះឡើងលើអាកាសហើយប្រកាសថាទាំងឯងនិងអ្នកផ្សេងទៀតគឺគ្មានសិទ្ធិចាក់ចេញពីភូមិនេះទេពេលនេះភ្នែករបស់ពួកទាហានស៊ីឈ្នួលចាប់ផ្ដើមបញ្ចេញពន្លឺពណ៌បៃតងអ្នកភូមិសឹបសៀវគ្នាថាមានរឿងចម្លែកកើតឡើងហើយពួកវាចាប់ផ្ដើមឃ្លានហើយទឹកមាត់ក៏ហូរស្រក់ចូលមកម្នាក់ក្នុងចំណោមពួកវាបានហើបមាត់នោះលាតសន្ធឹងធំទៅប្រែជាមាត់សត្វពីងពីងដ៏គួរឲ្យខ្លាចរៀបនឹងត្របាក់បុរសស្លូតត្រង់នោះទៅហើយតែចំពេលដែលវារៀមនឹងលេបត្របាក់បុរសនោះចូលទៅក្នុងពោះទៅហើយស្រាប់តែមានអ្វីមួយយ៉ាងមកបញ្ឈប់វាហ៊ុយព្រួយមួយសបានហោះស្លេតម្រង់ទៅរកបិសាចនោះហើយបុកទម្លុះមុខវាយ៉ាងពេញទំហឹងកម្លាំងនៃព្រួយនោះធ្វើឲ្យវាបញ្ឈប់ការវាប្រហារហើយរបូតដៃទម្លាក់បុរសស្លូតត្រង់នោះចូលមកវិញវិនាទីនោះតួឯករបស់យើងក៏បានបង្ហាញខ្លួនគេវាយសន្ធាប់មួយដាវចំក្បាលបិសាចនោះធ្វើឲ្យវាដួលខួកទៅលើដីនិងសង្គ្រោះបុរសនោះបានយ៉ាងទាន់ពេលវេលានៅលើមុខដាវអ្នកនាំសារមានកូនពីងពួងតូចៗកំពុងវាខ្វាត់ខ្វែងពេលនោះអាអ្នកសាសនាងងឹតឥតវិញ្ញាណក៏ដឹងខ្លួនថាពួកវាគឺជាកូនចៅរបស់ម្ចាស់ក្សត្រីពីងពួងអាសឺមុនពេលរឿងរ៉ាវទាំងអស់នេះកើតឡើងសាច់គ្រឿងបានកាត់ទៅអតីតកាលបន្តិចមីឌៀមបាននិយាយថាគេនៅតែត្រូវការពួកវាហើយគួរតែអូសទាញពួកវាចូលក្រុមជារៀងរហូតសត្វទីតុយបានប្រមានអាសាឌីនអំពីកិច្ចសន្យាថ្មីពេលដែលអាសាឌីនសួរថាមនុស្សនោះនៅឯណាសត្វទីតុយក៏ឆ្លើយថានាងនៅទិសខាងលិចហើយនាងទើបតែដាច់ចោលស្លាប់អំបញ្ញមិញនេះទេលើបែបនេះអ្នកកាន់សាសនាងងឹតចាប់ផ្ដើមព្រួយបារម្ភហើយក៏បញ្ជាឲ្យអ្នកទាំងពីរត្រៀមភ្លើងជាបន្ទាន់ពួកគេកំពុងឈ្មោះទៅកាន់ច្រកទ្វារខាងលិចគេបានលោតមួយជំហានយ៉ាងធំដើម្បីទៅដល់ទីនោះឲ្យបានលឿនបំផុតអ្នកទាំងពីររអ៊ូទួនថាគេចេះតែបញ្ជាដោយមិនគិតមុខគិតក្រោយប៉ុន្តែពួកគេនៅតែសម្រេចចិត្តរៀបចំនិងទាញយកគប់ភ្លើងមកកាន់អ្នកនាំសាររបស់យើងបានប្រើគប់ភ្លើងនេះវាយវហាទៅលើពួកបិសាចដែលឆ្លងមីរោគពីម្ចាស់ក្សត្រីពីងពីងដោយដុតកំទេចពួកវាឲ្យខ្លាយជាផេះយ៉ាងងាយស្រួលតួឯករបស់យើងមើលទៅហាក់ដូចជាហត់នឿយបន្តិចពីការប្រយុទ្ធហើយក៏បញ្ជាឲ្យពួកគេដុតកំទេចពួកបិសាចផ្សេងទៀតផងដែរគេបានសួរអ្នកទាំងពីរអំពីអាហារនិងទឹកហើយពួកគេក៏ឆ្លើយថាបានយកអ្វីៗគ្រប់យ៉ាងមកអស់ហើយអ៊ីស្ម៉ាអែលថែមទាំងសួរទៀតថាតើគួរយកប្រពែមកជាមួយដែរឬអត់ប៉ុន្តែមីឌៀមបានកាត់កងពីសម្ដីរបស់គេដោយចង់បានការទទួលស្គាល់ពីអ្នកនាំសារនិងចង់ដឹងថាតើពួកគេបានជួយជាប្រយោជន៍ដែរឬទេញាក់មកមើលបច្ចុប្បន្នវិញអ្នកភូមិចាប់ផ្ដើមរត់សម្រុកទៅរកតួឯករបស់យើងដែលទើបតែកម្ចាត់បិសាចនោះដោយលំពេងរបស់គេមីឌៀមស្រែកសួរយ៉ាងរំភើបថាតើអ្នកនាំសារបានកម្ចាត់ពួកបិសាចអស់ហើយមែនទេប៉ុន្តែតួឯកយើងតបវិញយ៉ាងត្រជាក់ថានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះហើយប្រាប់ឲ្យពួកគេចូលទៅក្នុងតង់ដើម្បីរកអាហារសិនមីឌែមទើបតែសួរថាតើដឹងទេថាមានមនុស្សប៉ុន្មានអ្នកកំពុងដាច់ពោះស្រាប់តែនាងស្រែកជីចាអាសត្វចម្លែកនោះងើបឡើងពីក្រោយខ្នងគេបាត់ទៅហើយដល់មកសាកក្បាច់ថ្មីម្ដងហើយគេប្រមូលថាមកពូវេទមន្តភ្លឺចាញ់ចាំងពេញបាតដៃតែម្ដងប្រើបាតដៃតែចំកណ្ដាលពោះវាពេញទំហឹងការវាយប្រហារនេះធ្ងន់ណាស់ធ្វើឲ្យអាសត្វនោះហោះខ្ទាចេញទៅគ្រៀងវាធ្លាក់បោកផ្ទាល់ដីកូនក្បាលពីងពីងរាប់រយជ្រុះចេញមកទម្រាបគ្នាមិនរងចាំយូរតួឯកយើងដកដាវស្ទុះចូលទៅកាត់បន្តទៀតកាន់តែមើលកាន់តែព្រឺសម្បូររូបរាងវាចាប់ផ្ដើមប្រែប្រួលមានភ្នែកច្រើនគ្រាប់និងធ្មេញមុតស្រួយដូចសត្វល្អិតអញ្ចឹងហាមឡៃនោះស្ទុះមកខំប៉ុន្តែវាយអត់ត្រូវទេហេរ៉ូយើងគេចផុតហើយរត់វាងយ៉ាងលឿនអ្នកនាំសារចាប់ផ្ដើមឆ្ងល់ហើយកាប់ត្រូវរាប់សិបដាវហើយមិនក៏អាសត្វនេះនៅតែមិនព្រមងាប់ទៀតតាមពិតវាគួរតែដេកតាំងពីយូរណាស់មកហើយទាំងត្រូវបាត់ដៃទាំងត្រូវដាវបូករួមទាំងការវិវត្តរាងកាយមិនឈប់ឈររបស់វាទៀត
ទម្រង់ពីងពីងរបស់វាកាន់តែច្បាស់ទៅឥឡូវនេះវាវិវត្តខ្លួនមើលទៅដោយសត្វពីងពីងយៈបេះបិទតែម្ដង បើនៅតែអូបន្លាយពេលបែបនេះគេប្រកាសជឿទៅមិនទាន់ទីតាំងរបស់ម្ចាស់គេសន្យាថ្មីនោះទេ ដូច្នេះមានតែផ្ដាច់សាច់គេគប់លំពេងមួយទំហឹងដើម្បីបញ្ចប់ការប្រកួតអូមដោយរន្ទះពណ៌ខៀវបាញ់ឆក់អាសត្វនោះឡើងឆេះខ្លោចព្រួយរន្ទះវេទមន្តរបស់មេដាមបានកំទេចវាខ្ទេចគ្មានសល់នាងដឹងច្បាស់ថារន្ទះគឺពិតជាមានប្រសិទ្ធភាពព្រោះចំណុចខ្សោយរបស់វាគឺភ្លើង ប៉ុន្តែពេលចេញក្បាច់ខ្លាំងពេកក៏អស់កម្លាំងពីខ្លួនអ៊ីស្ម៉ាអាត្រូវចូលមកទប់ខ្លួននាងកុំឲ្យដួលអ្នកក្រៅសាសនារូបនេះទទួលស្គាល់ថានាងពិតជាពូកែមែនមិនខុសពីឈាមជ័រត្រកូលអេធើឡើយ ថ្មីបើបែបនេះមែនគេបានប្រមាននាងថាធម្មជាតិគឺជាសិភើវេទមន្តដ៏អាចកំបាំងហើយផ្ដាំថាកុំប្រើធម្មពលនេះញឹកញាប់ពេក អ៊ីស្ម៉ាអែលដឹងថាមីដាមកំពុងខំប្រឹងដើម្បីតែចង់ឲ្យអ្នកនាំសារទទួលស្គាល់ពេលសួរថាតើម្ចាស់កិច្ចសន្យាត្រូវគេសម្លាប់ហើយមែនទេគេក៏ងក់ក្បាលពេលគេសួរថាហេតុអីធ្វើរឿងទាំងអស់នេះចម្លើយគឺខ្លីតែខ្លឹមគេត្រូវតែគោរពតាមកិច្ចសន្យា ទោះបីជាម្ចាស់កិច្ចសន្យាស្លាប់បាត់ទៅហើយក៏ដោយក៏គេមិនអាចដើរចេញដោយមិនបានពិនិត្យមើលព័ត៌មានឲ្យបានច្បាស់លាស់នោះដែរ អ៊ីស្ម៉ាអែលប្រាប់ថាគេមិនអាចទៅចោលដោយមិនបានឆែកមើលទេហើយអ្នកក្រៅសាសនាក៏តបវិញថាទើបតែខ្ញុំត្រូវទៅសម្លាប់មេកុយរបស់ពួកវានឹងឯងងាកមកមើលច្រកទ្វារភាគខាងលិចឯនេះវិញភ្លើងឆេះសន្ធោសន្ធៅដោយសារសង្គ្រាមពីងពីងមនុស្សស្លូតត្រង់ជាច្រើនដេកស្លាប់គូជើងគ្នាដោយសារស្នាដៃពួកស៊ីញួល អាស៊ីជំនួនមកស្លាកស្នាមកំពុងតែសប្បាយចិត្តនឹងទស្សនវិជ្ជានេះណាស់ចំណែកតោសួរទាំងភ័យថាតើគ្រប់យ៉ាងមិនអីទៀតដឹងព្រោះវិធីស្វែងរកសៀវភៅគម្ពីររបស់វាសាហាវព្រៃផ្សៃពេកហើយ អាស៊ីឈ្នួលនោះតវិញយ៉ាងរំភើយថាខុសពីការគិតទុកបន្តិចមែនតែគ្រប់យ៉ាងកំពុងតែដើរតាមផែនការហើយក ូនកាត់ស្ដេចរូបនេះគៀងនិយាយលេងចេញពេលឃើញវាធ្វើប្រងើយដាក់ភាពវឹកវរនេះហើយប្រមានថាបើនៅតែអញ្ចឹងទៀតចៅប្រកាសជារត់រួចមិនខានក្នុងពេលជាមួយគ្នានេះមនុស្សដែលឆ្លងមេរោគពីងពីងកំពុងតែស៊ីសាច់មនុស្សគ្នាឯងយ៉ាងសាហាវគួរឲ្យខ្លាចមែនទែនម្នាក់ក្នុងចំណោមពួកវាបានគូសសញ្ញាត្រីកោណហើយបោះកាក់មាសមួយចុះដើម្បីបង្កាត់កិច្ចសន្យាជាមួយអ្នកនាំសារ គ្រាន់តែកលេចឃើញសញ្ញាត្រីកោណភ្លាមអាស៊ីឈ្នួតដឹងច្បាស់តែម្ដងថានេះជាការកោះហៅបិសាចកាក់មាសវាក៏នឹកឃើញថារឿងនេះតាក់ទងនឹងត្រកូលអ្នកនាំសារ វាដឹងថាត្រកូលមួយនេះក៏កំពុងតាមប្រមាញ់កំពីរបស់ស្ដេចទេពដូចគ្នាអញ្ចឹងអាចោដែលលួចរបស់វាប្រហែលជាមនុស្សរបស់ត្រកូលអ្នកនាំសារនេះហើយ តើក៏សួរថាតើចង់ទៅច្បាំងជាមួយពួកវាឬយ៉ាងណាប៉ុន្តែអាស៊ីឈ្នួលជឿជាក់ថាទោះវាមិនទៅក៏ពួកវានឹងមករកវាដល់កន្លែងដែរគ្រាន់តែវាហៅមាត់ថាអ្នកក្រាញ់សាសនានឹងបង្ហាញខ្លួនដោយសារកិច្ចសន្យានេះភ្លាមហ្វឹកព្រួយមួយដើមប៊ីសនឹងបាញ់ទម្លុះក្បាលរបស់តៅបាត់ទៅហើយ អូព្រះឲ្យព្រួយនោះតាមពិតម្រងបាញ់ក្បាលអាស៊ីឈ្នួលសោះតែវាចាក់បានកដាលអាកាសយ៉ាងលយមិនធម្មតាទេ បន្ទាប់មកវាកាច់ព្រួយនៅបាក់ជាពីរឯភ្នែកក៏បញ្ចេញពន្លឺពណ៌បៃតងដោយសារវេទមន្តតែមិនទាន់បានប៉ុន្មានផងព្រួយទី2ក៏ហោះមកឈូតមុខវាមួយទំហឹង វាទៅតែភ្ញាក់ខ្លួនការពិតអ្នកបាញ់ចេតនាបាញ់ព្រួយទី1ឲ្យខ្សោយដើម្បីទុកកម្លាំងសម្រាប់វានៅព្រួយទី2នេះសោះឆ្លាតមែន មួយរំពេចនោះជើងពីងពីង6ទម្លុះចេញពីរាងកាយរបស់អាស៊ីឈ្នួលមុខស្លាកស្នាមវាញញឹមបិទមាត់មិនចិត្តហើយនិយាយថាការវីប្រហាក់អំបញ្ញមិញគួរឲ្យចាប់អារម្មណ៍ណាស់ ព្រាមនោះអ្នកនាំសាររបស់អាធ្រាក៏ស្ទុះចូលទៅវាយលុកយកតែម្ដងដាវមួយកាប់ចំកណ្ដាលពោះពេញទំហឹងទោះបីជាអាស៊ីឈ្នួលព្យាយាមលោតថយក្រោយក៏ដោយ ពេលឃើញជើងពីងពីងនោះតួឯងយើងក៏តបទៅវិញថាឯងខ្លួនឯងទេដែលជារឿងគួរឲ្យចាប់អារម្មណ៍ជាងនោះ ការប្រយុទ្ធដ៏ស៊ីសាច់ហត់ឈាមក៏ចាប់ផ្ដើមឡើងឆ្វេងស្ដាំស្ដាំកាប់ដាវបុកគ្នាផាំងផាំងសាហាវញាក់សាច់តែម្ដងប៉ុន្តែខាងស្រីប្រូវហាក់ដូចជារងគ្រោះធ្ងន់ធ្ងរជាងវាត្រូវរាប់សិបដាវពីអ្នកក្រៅសាសនាដែលគ្មានប្រលឹងរូបនេះ ទោះបីជាសភាវគតិរបស់វាស្ដីប្រាប់ឲ្យកិច្ចចេញក៏ដោយក៏អាស៊ីឈ្នួលនៅតែដឹងថាការវីប្រហារនេះគឺត្រូវបានគិតទុកយ៉ាងល្អិតល្អន់បំផុត អាសត្រូវមួយនេះវាមានអារម្មណ៍ថាមិនថាអ្នកណាឈ្នះឬចាញ់ទេចុងក្រោយលទ្ធផលនៅតែល្អសម្រាប់វាតែ ហេរ៉ូយើងស្ទុះទៅមុខកាប់ចូលមួយដាវទៀតយ៉ាងស្អាតដោយមិនមានរបួសសំបីមួយឆ្កូតចំណែកឯកូនកាត់ស្ដាច់នោះវិញលុតជង្គង់ញ័រទៅត្រើតស្រែកហៅរកតែម្ដាយ វ៉ាអ្នកនាំសារបញ្ចេញក្បាច់ដាវមហាសម្បើមួយកាត់ផ្ដាច់ជើងពីងពីងរបស់អាស៊ីឈ្នួលនោះទៀតចេញអស់រលីងចាប់គុណគេចាប់ផ្ដើមសង្ស័យថាតើអានេះជាមេកៅរបស់ពួកវាមែនទេព្រោះវាខ្លាំងរហូតអាចរក្សាស្មារតីជាមនុស្សបានទោះបីជាខ្លាចជាបិសាចទៅហើយក៏ដោយអាស៊ីឈ្នួលនោះព្រមទទួលស្គាល់ថាអ្នកនាំសារពិតជាខ្លាំងមែនវាសរសើរថាសមហើយដែលជាអ្នកនាំសាររបស់អធិរាជនោះប៉ុន្តែរឿងអាក្រក់បានកើតឡើងមុខរបួសរបស់វាចាប់ផ្ដើមសះស្បើយឡើងវិញមើលទៅគួរឲ្យស្អប់ខ្ពើមណាស់វាប្រកាសក្តែងថាគ្មានអ្នកណាអាចយកឈ្នះវាបានឡើយ ចេញពីកន្លែងដែលត្រូវកាប់បំបញ្ញមិញជើងពីងពីងថ្មីក៏ដុសចេញមកក្រៅទៀតតួឯងយើងញញឹមចុងមាត់សើចចំអកថាពិតមែននេះចុងក្រោយឯងក៏ត្រឹមតែជាសត្វពីងពីងមួយក្បាលប៉ុណ្ណោះ ចូលដល់ឈុតប្រយុទ្ធហើយប្រឈមមុខជាមួយសត្រូវតួឯងយើងបានព្យាយាមវាយលុកមួយក្បាច់ទៀតប៉ុន្តែអាសត្វពីងពីងនោះក៏រហ័សលុតថយក្រោយគិតផុតទៅដោយសារតែក្តីខឹងសម្បាទីហ៊ានស៊ីឈ្នួលនោះបានប្រើជើងរសែនរឹងមាំរបស់វាទាត់អ្នកក្រៅសាសនាយើងចេញទៅឆ្ងាយយ៉ាងខ្លាំង ពេលនោះអ្នកក្រៅសាសនាយើងមិននៅស្ងៀមទេគាត់បានបញ្ចេញធម្មពលស្រូបយកសម្រស់នៃធម្មជាតិដោយបង្ហាញរូបរាងជាចាស់ទុំកាសាសយ៉ាងអស្ចារ្យ ក៏នៅឆ្លៀតនិយាយដងទៀតថាសត្វពីងពីងមិនអាចអេះក្នុងខ្លួនឯងបានទេនិយាយចប់ភ្លាមគាត់ក៏លេចមកនៅពីក្រោយទីហ៊ានស៊ីឈ្នួលនោះហើយត្រៀមវាប្រហារផ្ដាច់ជីវិតតែម្ដង ឆ្វាច់ការកាប់មួយដាវដ៏សាហាវនេះបានផ្ដាច់ក្បាលសត្រូវចេញពីរាងកាយភ្លាមធ្វើឲ្យអាក្មេងកំហូចតាក់ឈោគាំងបាត់បង់ស្មារតីតែម្ដង
ឃើញបែបនេះអាក្មេងកំហុសនោះក៏ប្រញាប់ប្រកាសក្តែងដែងថាក្នុងនាមវាជាអ្នកនាំសារម្នាក់គេមិនអាចសម្លាប់វាបានទេហើយថែមទាំងបញ្ជាឲ្យតួឯកយើងរងាប់អារម្មណ៍សិនទៀតតែតួឯកយើងខ្វល់ឯណាគាត់មិនខ្វល់ទេថាវាជាអភិជនឬអត់នេះហើយបើសិនជាអ្នកនាំសារសក់សវិញច្បាស់ជាមិនយកលេសក្មេងខ្មាំងបែបនេះមកនិយាយការពារខ្លួនឡើយស្រាប់តែពេលនោះវាបានទាញយកកាក់មាសរបស់អធិរិកមួយចេញមកពេលគេសួរថាបានវាមកពីណាអាស្វាតនឹងនេះក៏ប្រាប់ថាម្ដាយវាជាអ្នកឲ្យមកតាមសម្ដីម្ដាយវាប្រាប់គឺត្រកូលអ្នកនាំសារអាចត្រូវគេបញ្ជាបានដោយការប្រើកាក់មាសនេះឯងប៉ុន្តែទោះមានកាក់មាសនេះក្នុងដៃក៏ដោយបើវាមិនបញ្ញាប់បួងសួងសុំបណ្ដងប្រាថ្នាទេទោះឯងយើងនៅតែអាចកម្ចាត់វាចោលបានដោយដើមមិនចាំយូរអាក្មេងកំហុសនោះក៏បញ្ញាប់បោះកាក់មាសនោះទៅចំកណ្ដាលរង្វង់ត្រីកោណរួចធ្វើការអង្វរកសុំជំនួយភ្លាមតែម្ដងបំណងប្រាថ្នារបស់វាគឺសុំឲ្យគេជួយសង្គ្រោះជីវិតព្រោះតំបន់ចុងក្រោយនេះត្រូវបានហុំព័ទ្ធដោយបិសាចពីងពីងអស់ទៅហើយគ្រានោះអ្នកក្រៅសាសនាដ៏ត្រជាក់ស្រែបរបស់យើងក៏យល់ព្រមទទួលយកកិច្ចសន្យារបស់វាក៏ថែមទាំងបានងាកទៅសួរសត្វទីទួយទៀតថាតើពួកយើងគួរតែទទួលយកអាសម្រាមមួយដុំនេះធ្វើជាអ្នកចុះកិច្ចសន្យាដែរឬអត់គ្រាន់តែរួចខ្លួនភ្លាមអាក្មេងកំហុសនោះក៏ចាប់ផ្ដើមយំងាប្រាប់ទៅម្ដាយវាថាវាបានរស់រានមានជីវិតហើយស្របពេលនោះដែរមិត្តភ័ក្តិពីរនាក់របស់វាក៏រត់មកដល់ដោយក្តីបារម្ភយ៉ាងខ្លាំងពេលបានដឹងថាអាក្មេងកំហុសនោះបានចុះកិច្ចសន្យាជាមួយតួឯកយើងពួកគេទាំងពីរនាក់គឺខឹងសម្បាយ៉ាងខ្លាំងតែម្ដងចំណែកតួឯកយើងក៏ងាកទៅសួរមីដាមថាតើនាងអាចប្រើរន្ទះពណ៌ខៀវរបស់នាងម្ដងទៀតបានទេតែសុំកម្រិតខ្សោយជាមុនបន្តិចមីដាមក៏តបវិញថាដោយសារតែនាងមានឈាមជ័រដូចគាត់នាងពិតជាអាចជួយបានដំបូងឡើយនាងចង់និយាយថានាងមិនមែនជាកូនចៅរបស់គាត់ទេរួចក៏សួរត្រឡប់ទៅវិញថាចុះគាត់នឹងត្រូវការឲ្យនាងជួយរឿងកិច្ចសន្យាផ្សេងៗទៀតដែរឬអត់ត្រូវនាងសួរសំណួរវាយលោកច្រើនពេកតួឯកយើងខ្ជិលនិយាយវែងឆ្ងាយក៏ប្រកាសយល់ព្រមទទួលយកក្មេងស្រីម្នាក់នេះធ្វើជាកូនចៅរបស់គាត់ពេញសិទ្ធតែម្ដងទៅគ្រាន់តែឮបែបនេះភ្លាមក្មេងស្រីនោះញញឹមបិទមាត់មិនចិត្តទេនាងបានអរគុណគាត់យ៉ាងជ្រាលជ្រៅហើយសន្យាថានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសម្រាប់បេសកកម្មមួយនេះងាកមកមើលអ៊ីស្ម៉ាអែលនេះវិញគេមិនដែលឃើញមីដាមចង់បានចំណាប់អារម្មណ៍ពីនរណាម្នាក់ខ្លាំងដល់ថ្នាក់នេះឡើយកន្លងមកទោះគេខំប្រឹងយកចិត្តនាងយ៉ាងណាក៏នាងមិនដែលខ្វល់ខ្វាយពីគេដល់ថ្នាក់នេះដែរការបើគិតថាអាស៊ីឌីនអាចតាក់ទាញចំណាប់អារម្មណ៍របស់នាងបានច្រើនបែបនេះអ៊ីស្ម៉ាអែលពិតជាមានអារម្មណ៍ថារឿងនេះវាអយុត្តិធម៌សម្រាប់គេខ្លាំងណាស់ក្មេងប្រុសនោះបានអង្គុយដួលខ្វឹកទៅលើដីទាំងអត់សង្ឃឹមចំណែកអ្នកនាំសារក៏សួរគេថាឃ្លានឬអត់រីឯមីដាមវិញនាងកំពុងតែក្តៅដៃសួរថាតើអាចចាប់ផ្ដើមឥឡូវបាននៅដោយគំរាមចង់ស្វាគមន៍អាក្មេងកំហុសដែលទុនខ្សោយនោះតែម្ដងអាក្មេងកំហុសនោះភ័យញ័រមកទៅទ្រូសួរតបទៅវិញថាសួរចង់មានន័យថាម៉េចអានឹងរន្ទះពិតមែនអត់ចុះបើវាយទៅខ្ញុំអាចងាប់អត់នឹងនិយាយមិនទាន់ផុតពីមាត់ផងក្មេងស្រីនោះក៏ចាប់ផ្ដើមបញ្ចេញរន្ទះពណ៌ខៀវបាត់ទៅហើយស្នាមញញឹមដ៏គួរឲ្យខ្លាចមួយបានលេចឡើងនៅលើបបោមាត់របស់នាងថាមពលវេទមន្តរន្ទះពណ៌ខៀវបានបាញ់ចេញទៅឆក់អាក្មេងកំហុសតាក់នោះយ៉ាងសាហាវតែម្ដងតួឯកយើងក៏ឆ្លៀតសួរឌឺថាតើវានៅមានជីវិតទេព្រោះមើលទៅវាហាក់ដូចជាធ្វើឲ្យក្មេងស្រីនោះប្រើប្រាស់ធមពលអស់ពីខ្លួនទៅហើយមីដាងក៏បានតបទៅវិញថានាងមិនអីទេសុំត្រឹមតែសម្រាប់បន្តិចទៅបានហើយកុំភ្លេចណាកូនស្រីរបស់អ៊ីធើមិនមែនទុនខ្សោយញីនោះទេងាកមើលតាក់វិញគឺដួលប្រកាច់ទៅលើដីតែម្ដងបន្ទាប់ពីត្រូវរន្ទះឆក់អំបញ្ញវិញដោយអស់កម្លាំងពីខ្លួនរលីងរាងកាយរបស់វាញ័រទៅត្រើតហើយវាបានសម្លាប់មុខអ្នកដែលធ្វើបាបវាដោយសេចក្តីខឹងសម្បារបំផុតព្រមទាំងឆ្ងល់ទៀតថាហេតុអីបានជាអ្នកទាំងអស់គ្នានៅឈរសម្លឹងមើលមុខវាយ៉ាងនឹងទៅវិញតួឯកយើងបានប្រមានចំកុំឲ្យធ្វើអ្វីផ្ដេសផ្ដាស់ប៉ុន្តែអាតួខូចនេះបែរជាគិតថាគេប្រមាថខ្លួនទៅវិញអ៊ីស្ម៉ៃគំរាមចាត់ការគេចោលតែម្ដងដោយប្រាប់ថារឿងពួកគេចប់បាត់ទៅហើយអ្នកនាំសារប្រាប់ភ្លាមថាកុំនិយាយបែបនេះតែចាំសិនក្មេងប្រុសនោះសង្ស័យថាតើកិច្ចសន្យាពិតគេបានសម្រេចមែនឬអត់តែពេលនោះអាសាឌីនបដិសេធដាច់អហង្ការហេតុអីព្រោះសម្លេងអធិរាជបានទទួលយកសំណើរបស់អាទូខូចនេះរួចបាត់ទៅហើយនេះមានន័យម៉េចមានន័យថាគេទទួលបានការការពារផ្ទាល់ខ្លួនភ្លាមពេលពួកគេខ្លាចជាអ្នកចុះកិច្ចសន្យាលយមែនតែនពួកគេត្រូវតែមើលថែគេឲ្យបានល្អទោះបីសកកម្មចប់ក៏ដោយហើយនេះជារឿងសំខាន់សម្លេងអធិរាជស្រូបយកធម៌ពលជីវិតពីអ្នកចុះកិច្ចសន្យាទាំងនោះងាកមកតួឯកយើងវិញគេចង់ទៅកម្ចាត់ពួកទាហានស៊ីឈ្នួលពីងពីងដែលសេះសក្នុងភូមិតែបើមាត់ឆៅនិយាយចេញមកពួកក្មេងៗច្បាស់ជាតោងតាមមិនខានសប្តាហ៍ពេលនោះអ្នកភូមិស្រែកអបអរយ៉ាងកង់រំពងពេលពួកអសវិនវិហាររបស់ស្ដេចបង្ហាញខ្លួនអ្នកនំសាងគិតថាអូខេទុកឲ្យពួកនេះចាត់ការពួកពីងពីងចុះគេក៏ធូរទ្រូងបន្តិចចំណែកតាក់វិញស្ទើរតែលុតជង្គង់អង្វរតួឯកយើងឲ្យនាំគេគិតខ្លួនទៅហើយគេដឹងច្បាស់ណាស់បើពួកវិហារចាប់ផ្ដើមស៊ើបអង្កេតពេលណាគេច្បាស់ជាចាប់សាច់គេត្រូវការជំនួយជាបន្ទាន់ដើម្បីគិតទៅកន្លែងដែលគ្មានពួកអសវិនបរិសុទ្ធទីបំផុតតួឯកយើងក៏ងាក់ក្បាលយប់រមយ៉ាងណាមិញគេត្រូវតែប្រព្រឹត្តចំពោះអាតួខូចនេះដោយស្មោះត្រង់ព្រោះកិច្ចសន្យាបានចាស់រួចរាល់ទៅហើយពេលយកបន្តិចអាតួខូចស្រាប់តែទៀមទីរកកន្លែងដេកប្តីប្រពន្ធអ្នកភូមិមួយគូភ័យញ័រខ្លួនអស់ពេលឃើញវត្តមានរបស់គេក៏ព្រោះតែគេមានកាយវិការដូចជាអសវិនពេលសួរថាមកទីនេះរកអីអាតួខូចស្ទើរតែរអិលមាត់ប្រាប់ថាខ្លួនជាអភិជនទៅហើយតែសំណាងល្អអ្នកទាំងបីបញ្ញាប់កាត់មាត់គេភ្លាមតួឯកយើងដែលកំពុងតាំងខ្លួនជាអសវិនក៏ប្រាប់ប្តីប្រពន្ធនោះថាពួកគេគ្រាន់តែត្រូវការកន្លែងស្នាក់នៅមួយយប់ប៉ុណ្ណោះគេហុចកាប្រាក់មួយសន្លឹកដើម្បីសុំដេកនៅក្នុងរោងចិញ្ចឹមសត្វអ្នកទាំងពីរយល់ព្រមភ្លាមដោយប្រាប់ថាមិនអីទេព្រោះពួកគេត្រូវក្រោកធ្វើការនៅកសិដ្ឋានដដែលតាខឹងឆេវគេមិនយល់សោះថាហេតុអីត្រូវហាមគេនិយាយក្នុងភ្នែកគេអ្នកភូមិទាំងនេះគ្មានអ្វីក្រៅពីមនុស្សខ្ជិលច្អូសនោះទេ
គេរអ៊ូថាពួកអ្នកស្រែទៀមទាច្រើនណាស់ហើយរត់ចោលស្រុកពេលរាំងស្ងួតម្ដងនេះហើយក្នុងគំនិតគេទើបធ្វើឲ្យអ្នកក្រនៅតែក្ររហូតទូឯងញញឹមចុះមាត់បោះសម្ដីមួយម៉ាត់ថាវាមានហេតុផលដែលអភិជនដូចជាឯងត្រូវមកជាប់ផុងជាមួយជនក្បត់សាសនាបែបនេះគេខ្ជិលឆ្លុះបន្តក៏ប្រាប់អាតួខូចឲ្យចេះគិតមុននឹងហើបមាត់និយាយបន្ទាប់មកពួកគេចងសัตว์ពពែរួចនាំគ្នាឡើងទៅខាងលើដើម្បីសម្រាកពេលតាក់រអូតមរឿងសัตว์រួយអ្នកនាំសារតក់វិញផាំងថាមានសัตว์ពីងក្នុងពោះវិវេទនាជាងនឹងឆ្ងាយណាបងអើយអាទូអភិជនមិនព្រមដេកកន្លែងកខ្វក់បែបនេះដាច់ខាតចំណែកមីឌៀមងាកមកសួរអាសាឌីងពីពួកវិហាររបស់ស្ដេចវិញម្ដងអ្នកភូមិមិនដែរពួកគេមើលទៅសប្បាយចិត្តផងនិងភ័យខ្លាចផងពេលពួកអាសវិនបរិសុទ្ធម្ដងមិញនេះសង្ស័យណាស់ទូឯងយើងក៏បញ្យល់ថាពួកអាសវិនទាំងនេះត្រូវការពីច្បាប់របស់ស្ដេចទាំង8ពួកគេរៀនវិទ្យាមន្តសការពារវិជារាហើយទទួលបានរង្វាន់យ៉ាងក្រាស់ក្រែលតែការពិតទៅវិហារពោពេញដោយពួកអភិជនដែលគេប្រវ័ញ្ចច្រើនជាងជួយការពារទៅទៀតឃើញអាទូអភិជនដែលកំពុងត្រូវគេនិយាយដើមដេកលក់បាត់ទៅហើយក្រុមទូឯងក៏សម្រេចចិត្តចូលគេងដែរថ្ងៃបន្ទាប់ចូលមកដល់ជ្រៅទៅក្នុងព្រៃក្បែរកន្លែងដែលក្រុមអាសាឌីនកំពុងសម្រាកកងទ័ពអាសវិនបរិសុទ្ធដ៏គួរឲ្យខ្លាចកំពុងដើរជាជួរយ៉ាងស្វាហាប់ម្នាក់ក្នុងចំណោមពួកគេបានសួរទៅកាន់ Guard Direct ថាត្រូវដើរប្រមាណម៉ោងទៀតមានវិជាការរបស់ពួកគេក៏ប្រាប់ឲ្យទូបអារម្មណ៍សិនអ្នកណាក៏ចង់បញ្ចប់រឿងនេះឲ្យលឿនដែរពួកអាសវិនរំពឹងថានឹងបានពិយុទ្ធជាមួយសត្វចម្លែកតែផ្ទុយទៅវិញពួកវាបាត់ស្រមោលឈឹងតែម្ដងស្រាប់តែមានម្នាក់ស្នើឲ្យបកក្រោយហើយធ្វើពុតជាបានពិយុទ្ធជាមួយសត្វចម្លែកទៅវុបសំឡេងដ៏ចម្លែកមួយបន្លឺឡើងកាត់ផ្ដាច់បរិយាកាសម្នាក់អាសវិនម្នាក់លេសសើចថាកូនស្រីឯស្អាតណាស់តើពួកគេនាំគ្នាសើចក្អាកក្អាយបរិយាកាសមើលទៅសប្បាយធូរស្រាលមែនទែននៅក្នុងព្រៃ Gardex ស្រែកកំហកភ្លាមឈប់លេងសាច់លបឡាយហើយបដោតអារម្មណ៍រកសត្វចម្លែកទៅស្រាប់តែក្រហឹមសំឡេងក្រហឹមដ៏គួរឲ្យព្រឺក្បាលបន្លឺឡើងភាពភ័យខ្លាចលូនជួលពេញបេះដូងពួកគេពេលឃើញមានវិជាការដួលផ្ងាក្រោយពួកកូនចៅប្រញាប់រត់មកសួរទាំងភ័យស្រន់ស្លោថាតើលោកមិនអីទេឬពួកគេលឺសំឡេងចម្លែកនោះច្បាស់ពេលងាកមើលពីក្រោយគុំព្រៃប្រះហើយនាគវាយវិនភ្លេចក្រហមមួយក្បាលកំពុងសម្លឹងមកពួកគេភ័យបែកញើសប៉ុនក្រពូតសត្វចម្លែកនោះសម្លឹងមើលពួកអាសវិនបរិសុទ្ធមកដាក់ភ្នែកដោយក្តីតក់ស្លុតពួកគេទាញធ្នូជាស្រេចដើម្បីបាញ់ព្រួញទៅកាន់សត្វចម្លែកនោះ Guard Direct ព្យាយាមស្រែកឃាត់សកម្មភាពដ៏ឆោតល្ងងនេះតែទប់មិនជាប់ទេពួកគេបាញ់ព្រួញទៅលើនាគវាយវិនតែជឿអត់វាសំបីតែរមាស់ស្បែកក៏គ្មានផងខឹងហើយវៃនាគវាយវិនហោះស្ទុះឡើងលើមេឃលឿនដោយភ្លេចបន្ទោទុកឲ្យពួកអាសវិនវិហារឈោកគាំងបាត់មាត់វាហោះបាត់ស្មៅទៅលើអាកាសមេបញ្ជាការអាសវិននៅឃើញភ្លាមនោះគ្រាន់តែជានាគកូនញីប៉ុណ្ណោះបើអញ្ចឹងនាគមេបាប្រកាសជានឹកក្បែរនេះមិនខានការងារធំហើយបន្តដំណើរតាមផ្លូវដីលំពួកគេក៏ប្រទះឃើញកសិដ្ឋានមួយ Guard Direct ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញបុរសរងរបួសម្នាក់កំពុងដេកក្នុងរង្វង់ដៃប្រពន្ធរបស់គាត់រឿងឈួតឆ្កួតក៏កើតឡើងស្រាប់តែគាត់បញ្ជាឲ្យកូនចៅសម្លាប់ពួកគេទាំងពីរចោលដោយចោទប្រកាន់ទាំងងងឹតងងុលថាពួកគេនេះហើយជាអ្នកហៅញាក់មកជាជនក្បត់សាសនាពិតប្រាកដគាត់ប្រកាសក្តីក្តែងថាគ្មានជំរឿសអ្វីផ្សេងទេបើពួកគេចង់រួចខ្លួនពីការដាក់ទោសធ្ងន់ធ្ងរជាងនេះនិយាយងាយរកអ្នកទទួលកំហុសជំនួសស្ត្រីជាប្រពន្ធស្រក់ទឹកភ្នែកម៉ងនាងភ័យតក់ស្លុតយ៉ាងខ្លាំងពេលឃើញពួកអសវិនកំពុងដាវសម្រុកចូលមកភ្លាមនោះភ្នែករបស់នាងប្រែទៅជាពណ៌ខ្មៅនិងមានរង្វង់ភ្នែកពណ៌លឿងមុនពេលពួកទាហានវាយលុកសំឡេងដាវដកចេញពីស្រោមពួកអសវិនរៀបនឹងកាត់កព្រៃពោមុនដល់កំសត់នេះទៅហើយខណៈពេលរឿងហែកដ៏ខូខូនេះកំពុងកើតឡើងសំឡេងអាធរីក៏បញ្ជាដាស់តួឯងយើងតែម្ដងគេរអ៊ូតែមួម៉ៅថាទើបតែដេកមិនបាន2ម៉ោងស្រួលបួលផងសាទីតុយប្រកាសយ៉ាងកងនំពងថាដល់ពេលបំពេញភារកិច្ចហើយវិញ្ញាណ108អាសាឌីនមានតែអ្នកដែលហ៊ានតតាំងដើម្បីយុត្តិធម៌ទេទើបស័ក្តិសមជាអ្នកនាំសារតួឯងយើងតបទៅសាទីតុយវិញថាមានមនុស្សតិចណាស់ដែលធ្វើរឿងបែបនេះស្រាប់តែពេលនោះព្រឹបមានអ្នកធ្លាយទ្វារចូលមកក្នុងរោងទាំងស្រែកត្រហូយយំយ៉ាងវេទនាតួឯងយើងលោតផ្លោយយ៉ាងរហ័សទៅឈរចំពីមុខក្មេងនោះហើយសួរថាមានរឿងអ្វីកើតឡើងក្មេងតូចទាំងទឹកភ្នែកជោគថ្ពាល់រៀបរាប់ថាឪពុករបស់គេត្រូវពួកអាសវិនសម្លាប់បាត់ទៅហើយអាសាឌីនចេញមកក្រៅសម្លឹងមើលទស្សនភាពដ៏រន្ធត់សាកសពដេកពីពេញដីពួកអាសវិនកំពុងតែអារកប្រជាជនស្នូកត្រង់យ៉ាងសាហាវព្រៃផ្សៃបំផុតមេជាការសួរទាំងមួម៉ៅថារកក្មេងនោះឃើញទេតែចម្លើយដែលទទួលបានគឺទេក្មេងនោះរត់បាត់សម្ហោទៅហើយពួកទាហានគិតថាក្មេងនេះគួរតែស្លាប់តាមឪពុកម្ដាយទៅវាចប់បាត់ទៅហើយឥឡូវនាំតែរឿងសួយដល់ពួកគេតទៅបានគ្មានជំរឿផ្សេងទេនេះជារឿងបិទមាត់អ្នកណាដែលហ៊ានសម្លាប់ជនស៊ីវិលផ្ដេសផ្ដាស់ច្បាស់ជាត្រូវគេកាត់ក្បាលចោលមិនខានធម្មតាអាសរ៉េតអាចរួចខ្លួនបានតែបើធ្លាក់ដល់ដៃប៊ីសុបសាឡាស្មាវិញសូម្បីតែលុតជង្គង់សារភាពបាបក៏គុំសង្ឃឹមថានឹងមានជីវិតរស់ដែរមួយវិញទៀតបើត្រូវគេបញ្ជូនទៅធ្វើបេសកកម្មលៀងបាបហើយគឺដឹងតែអត់លុបតែម្ដងបើមិនងាប់តាមផ្លូវក៏ខ្លាចជាចោលគាត់មិនអាចស្ទាក់ស្ទើរទេពេលនេះបើមិនអញ្ចឹងការលះបង់របស់ម៉ាយ៉ានឹងខ្លាចជាអាសាបង Guard Direct ធ្លាប់ឆ្លងកាត់រឿងលវិញជូរចត់រាប់មិនអស់គ្រាន់តែព្រោះគាត់កើតមកជាកូនក្រៅខោហេតុនេះហើយទើបគាត់ត្រូវតែដាច់ចិត្តកាត់ក្តីឲ្យដាច់ស្រេចដូចឪពុកការពារកូនអញ្ចឹងគាត់បញ្ជាភ្លាមរកអ្នកភូមិអ្នកពួនលាក់ខ្លួនឲ្យឃើញហើយសម្លាប់ចោលទាំងអស់ភូមិតូចមួយនេះគ្មានអ្នកណាដឹងរឿងច្រើនទេបិទមាត់ឲ្យជិតស្រាប់តែឃើញស្ត្រីម្នាក់កំពុងរត់គេចពួកទាហានប្រុងជើងព្រួលភ្លាមម្នាក់ក្នុងចំណោមនោះតម្រង់លំពេងហើយសាកថាគិតថារត់រួចមែនទេលំពេងហោះកាត់ខ្យល់ផាច់វាចាក់ទម្លុះជើងនាងយ៉ាងសាហាវ
នាងដួលខ្ពស់ទៅលើដីឬលេងរួយតែម្ដង អាទាហាននោះសើចំអកវាថាដៃវារអិលទេព្រោះប្រឡាក់ទឹកពេញប៉ោះទៅវិញពិតជាគួរឲ្យស្អប់ណាស់វាដើរចូលទៅចិត្តប្រាប់ឲ្យនាងនៅស្ងៀមទៅកុំព្យាយាមរឹបបំរាស់អីនាំតែឈឺខ្លួនប៉ុន្តែម៉ាំងមកដុំថ្មហោះចំកដាមុខពេញទំហឹងអាទាហាននោះដួលផ្ងាជើងសន្លប់ស្ទុកគ្រប់គ្នាគាំងភាំងស្មារតីមើលមុខគ្នា កាត់អីហ្នឹងកាត់ដរិចលើកដៅរងការវាបហាបានតាន់រួចស្រែកសួរទាំងកំហឹងឯងជាអ្នកណាឲ្យប្រកាស វាបរោះយើងលេចមុខមកហើយគាត់រអ៊ូថារាងកាយទុនជ្រីអស់ហើយព្រោះអត់ងងុយខ្លាំងពេកពួកអាសរិតលឺហើយឆេះក្តៅងុំគិតថាគេមើងងាយត្រៀមលុកដៃវាយតែម្ដង អាឌីនលុតវិលខ្លួនកដាកាសកិច្ចពីការវាបហាយ៉ាងរហ័សលំពេនពួកវាវិញណាចំណែកអាសាឌីនវិញដៃតទេ អញ្ចឹងមានតែប្រើថ្មហ្នឹងឯងដើម្បីទម្លាក់អាវុធពួកវាគាត់ប្រើក្បាច់សម្រស់ធម្មជាតិក្នុងទម្រង់កាហ្សាក្រវ៉ាត់ថ្មម្ដុំស្មាច់ទៅចំឆ្មាំម្នាក់ពេញទំហឹងពួកទាហានអោគ្នាសើចចំអកគ្រាន់តែដុំថ្មអត់បានការសោះគឺថាអាចធ្វើអីពួកវាបានយល់សពហើយ តែចាំមួយសិន